តួអង្គ Funko Pop នេះគឺ Xavier Benedict ដែលមានអាយុ3ឆ្នាំស្ទើរតែខ្ចីជាង Channel នេះទៅទៀតគេកំពុងតែហាត់ Groovy 10ដល់5 352ដងហើយខណៈពេលដែលម្ដាយរបស់គេដែលមើលទៅហាក់ដូចជាកំពុងមានផ្ទៃពោះម្ដងទៀតនោះបានប្រាប់គេថាកុំឲ្យបង្ខំខ្លួនឯងខ្លាំងពេកព្រោះគេនៅក្មេងកំពុងលូតលាស់ប៉ុន្តែក្មេងនេះហាក់ដូចជាមានអារម្មណ៍មុតមមខ្លាំងណាស់ដោយនិយាយថាគេនឹងកាប់ឲ្យត្រូវគោលដៅឲ្យបានចំណែកឯពុករបស់គេវិញបាននិយាយថាវាជារឿងល្អដែលគេហាត់រៀនប្រសើរជាងដើរលេងស៊ីដីដែលវាក៏ជាការពិតដែរប៉ុន្តែភ្លាមនោះដាវតូចនោះក៏របូតចេញពីដៃវិលកាត់អាកាសហើយទៅដោតជាប់នឹងដើមឈើឪពុករបស់គេក៏បាននិយាយបង្អាប់បែបលេងសើចដែលមិនចាំបាច់ភ្លាមថាគេនៅឆ្ងាយណាស់ទើបអាចខ្លាចជាអ្នកដាវដកពូកែម្នាក់បានគេទើបតែអាយុ3ឆ្នាំសោះប៉ុន្តែនៅពេលដែលគេលោតទៅចាប់ដាវហើយដឹងថាខ្លួនឯងឈោងមិនដល់ស្រាប់តែមានថាំពុំយ៉ាងលេចចេញពីដៃរបស់គេដាវនោះក៏របូតចេញពីដើមឈើហើយហោះត្រឡប់មកក្នុងដៃគេវិញឪពុកនិងម្ដាយក៏រត់មកទាំងមិនជឿនឹងភ្នែកហើយតួឯក Xavier ដែលជាឈ្មោះដូចមនុស្សចាស់នោះបាននិយាយថាគេគ្រាន់តែគិតថាចង់ឲ្យដាវត្រឡប់មកវិញហើយវាក៏ហោះមកមែនឪពុករបស់គេចាប់ផ្ដើមសរសើរថាមិនដែលនឹកស្មានថាមានអ្នកមានទេពកោសល្យមិនអាគមកើតក្នុងគ្រួសារ Benedict សោះចំណែកម្ដាយវិញរំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដែលកូនរបស់គាត់កើតមកមានអំណាចបែបនេះប៉ុន្តែឪពុកក៏បានលើកគេឡើងហើយនិយាយថាចាប់ពីថ្ងៃនេះទៅលោកនឹងបង្វឹកគេឲ្យក្លាយជាអ្នកដាវមន្តអាគមដែលខ្លាំងបំផុតប៉ុន្តែតាមពិតទៅបើក្មេងអាយុ3ឆ្នាំអាច Groovy ដាវបានបែបនេះវាមិនមែនទើបតែចាប់ផ្ដើមនៅថ្ងៃនេះទេដូច្នេះយើងត្រឡប់ទៅមើលរឿងរ៉ាវពីមុនបន្តិចយើងឃើញគំនោសាកសពនិងសមុទ្រជាមនុស្សជាតិគិតថាពួកគេបានឈ្នះហើយសង្គ្រាមចិត្តបញ្ចប់ទៅហើយនោះគឺជាផ្នែកដ៏ល្អប៉ុន្តែផ្នែកដ៏អាក្រក់គឺមិត្តភ័ក្តិរបស់គេទាំងអស់បានស្លាប់បាត់អស់ទៅហើយប្អូនស្រីតូចរបស់គេដែលប្រហែលជាក្មេងដែលកំពុងនៅក្នុងពោះម្ដាយគេឥឡូវនេះក៏មិនទាន់ទាំងបានកើតមកផងក៏ត្រូវស្លាប់ដែរហើយអ្នកដែលឈរនៅពីមុខគេគឺមហន្តរាយឬស្ដេចបិសាច Patrick និយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលមនុស្សម្នាក់អាចមកដល់ទីនេះបានប៉ុន្តែថ្ងៃនេះគឺជាទីបញ្ចប់របស់ Xavier Benedict ហើយពូជពងបិសាចនឹងត្រឡប់មកវិញ Xavier លោតទៅវាប្រហារហើយ Patrick ញញឹមទាំងនិយាយថាពួកគេនឹងជួបគ្នាម្ដងទៀតបន្ទាប់មក Xavier ក៏បញ្ចេញក្បាច់កាប់ដ៏ខ្លាំងក្លាបណ្ដាលឲ្យគ្រប់យ៉ាងផ្ទុះខ្ទេចខ្ទីបន្សល់ទុកតែគ្រាប់ត្បូងពណ៌ស្វាយតូចមួយ Xavier ដើរទៅរើវាដោយដឹងថាវាជាស្នូលរបស់ស្ដេចបិសាចដែលជាប្រភពនៃអំណាចរបស់វាបើគេកំទេចវាគ្មានផ្លូវរស់ឡើងវិញឡើយប៉ុន្តែមើលទៅដូចជាវាចិត្តនឹងផ្ទុះហើយ Xavier គិតថាគ្មានអ្នកណានៅក្បែរដើម្បីជួយទប់ស្កាត់ការផ្ទុះមន្តអាគមនេះទេបើមនុស្សស្លាប់អស់ហើយតើអ្នកណាធ្លាប់ជួយការពារអ្នកពីមុនឥឡូវទើបយល់ថាហេតុអ្វីបានជាអ្នកមកដល់ទីនេះបានគេគិតថាប្រសិនបើគេមានទេពកោសល្យមន្តអាគមតែបន្តិចគេប្រកាសជាអាចឈ្នះនៅពេលនេះបានប៉ុន្តែទោះបីជាមានការលះបង់ច្រើនយ៉ាងណាក៏ដោយក៏ពួកគេនៅតែត្រូវចាញ់នៅថ្ងៃនេះមិត្តរួមសមរភូមិរបស់គេសុទ្ធតែសង្ឃឹមលើគេវាពិតជាគួរឲ្យខកចិត្តណាស់ដែលឆ្លងកាត់សមរភូមិជាច្រើនតែមិនអាចធ្វើបានតាមការរំពឹងទុកប្រសិនបើគេខ្លាំងជាងនេះបន្តិចភ្លាមនោះផ្សែងក៏លីបាត់ទៅខណៈពេលដែលគេកំពុងគិតថាគេត្រូវការមន្តអាគមនៅក្នុងផ្ទះមួយម្នាក់បានបើកភ្នែកឡើងហើយមានស្ត្រីម្នាក់និយាយទាំងស្រពេចស្រពិលថា Andrew មើលចុះកូនយើងកើតហើយនោះហើយគឺជាកន្លែងដែលតួឯករបស់យើងបានមកដល់ផ្នែកដ៏ល្អគឺគេនៅចាំការចងចាំពីមុនផ្នែកដ៏ចម្លែកគឺគេធំលឿនណាស់ហើយផ្នែកដែលកាន់តែចម្លែកទៀតនោះគឺគេហាត់ដូចជាមនុស្សដែលគ្មានភាពអត់ធ្មត់តតែសោះអ្វីដំបូងដែលគេរៀនចាប់គឺដាវវាជាទេពកោសល្យពីកំណើតដែលមានគោលដៅតែមួយគត់គឺខ្លាយជាអ្នកដែលខ្លាំងជាងគេបំផុតចំពោះបន្ទាប់តួឯកកំពុងហាត់នៅក្នុងព្រៃ4999គេគិតថាខ្លួនឯងគឺជា Rock Lee ឥឡូវគេអាយុ12ឆ្នាំហើយរូបភាពស្ដេចបិសាចនោះនៅតែមិនទាន់រលាយបាត់ពីក្នុងខួរក្បាលរបស់គេនិយាយថាគេនឹងសម្លាប់បិសាចនោះឲ្យខានតែបានរួចក៏ Groovy ដាវបញ្ចេញរលកធាតុអាកាសបំផ្លាញព្រៃឈើទាំងមូលដើម្បីអ្វីដើម្បីសម្លាប់ស្ដេចបិសាចគេត្រូវតែហាត់សមហេតុផលដែរគេហត់នឿយយ៉ាងខ្លាំងរួចក៏ផ្អែកខ្នងនឹងដើមឈើទាំងគិតថាតើការហាត់បន្ទាប់របស់ខ្ញុំគឺជាអ្វីបន្ទាប់មកគេក៏ដកសៀវភៅមកអានសិក្សាពិតជាមានប្រសិទ្ធភាពដូចជាមិត្តភ័ក្តិរបស់ Elon Musk អញ្ចឹងគេហាត់ក្បាច់ដាវនៅក្នុងព្រៃហើយហោះទៅមកបាញ់ដុំភ្លើងនិងការផ្ទុះផ្សេងមិនទាន់ទាំងឃើញសត្រូវផងគេបំផ្ទុះភ្នំបាត់ទៅហើយគេបន្សល់ទុកនៅរណ្ដៅដីធំមួយហើយនិយាយថាមិនអន់ទេប៉ុន្តែដោយការពីចាប់ផ្ដើមមានពាក្យចាមអារាមនៅក្នុងទីក្រុងគ្រប់គ្នាដឹងថាហេតុអ្វីបានជាពួកអភិជនមកស៊ើបអង្កេតម្នាក់និយាយថាវាជារឿងល្អដែលពួកគេមកស៊ើបអង្កេតព្រោះពួកគេត្រូវកម្ចាត់ពួកសត្វល្អិតចង្រៃទាំងនោះប៉ុន្តែក្នុងនាមជាពលរដ្ឋសម័យថ្មីគ្រប់គ្នាបានត្អូញត្អែថាពួកអភិជនទាំងនោះតាមពិតមកដើម្បីលួចធនធានរបស់ពួកគេតែប៉ុណ្ណោះទន្ទឹមនឹងនោះ Xavier ដើរកាត់ទីក្រុងទាំងនិយាយសួស្ដីទៅកាន់បងស្រី Maria និងពូយ៉ាក់យ៉ាងរួសរាយតាមដែលគេដឹងទីក្រុងនេះត្រូវបានគ្រប់គ្រងដោយ Count James Class ទាំងលោកនិងអ្នកបម្រើឈ្មោះMichaela សុទ្ធតែត្រូវពួកអភិជនស្អប់ខ្ពើមនៅពេលណាដែលមានរឿងមិនស្រួលពួកគេតែងតែបាត់ខ្លួនពួកគេគឺជាប្រភេទមនុស្សដែលអាចក្បត់អាណាចក្របានគ្រប់ពេលនិងដោះដូរគ្រប់យ៉ាងដើម្បីលុយក្នុងជាតិមុនមនុស្សជាតិរងទុក្ខវេទនាក៏ដោយសារតែពួកអភិជនក្បត់ជាតិដូចជាពួកគេនេះដែរស្រាប់តែមានសេះមួយក្បាលបានទាត់កន្ត្រកប៉ោមរបស់បុរសចំណាស់ម្នាក់ឲ្យកំពុករីប៉ាយនៅពេលដែលបុរសចំណាស់នោះអន់រើសបែរជាមានបុរសម្នាក់ដកខ្សែទេមកវីគាត់ចំខ្នងតែម្ដង Xavier សម្លឹងមើលទៅក្នុងខ្សែភ្នែកដែលចង់សម្លាប់មនុស្សព្រោះពួកអភិជនកំពុងតែបង្ខំឲ្យអ្នកក្រុងចេញពីផ្លូវដើម្បីបើកផ្លូវឲ្យពួកគេចូលមកយ៉ាងអធិកអធមហើយក្នុងចំណោមនោះមាន Elon Class ដែលជាក្មេងប្រុសអភិជនអាយុ10ឆ្នាំម្នាក់ដែលបានប្រាប់ឲ្យពួកអ្នកក្រុងសម្ដែងអ្វីម្យ៉ាងឲ្យពួកគេមើលកំសាន្តគេក៏ក្រឡេកទៅចំហៀងហើយឃើញក្មេងស្រីតូចម្នាក់ពិតណាស់គេក៏មានអាយុ10ឆ្នាំដែរប៉ុន្តែតើខួរក្បាលក្មេងម្នាក់នេះគិតអ្វីទៅគេក៏ដើរទៅរកនាងមើលទៅគេហាក់ដូចជាចង់បង្កបញ្ហាខ្លាំងណាស់គេចាប់ដំបងមួយរួចសួរថាតើតម្លៃប៉ុន្មានស្ត្រីចំណាស់ម្នាក់ដែលចង់ជៀសវាងបញ្ហាបាននិយាយថាដូចមិនអីទេមិនបាច់បង់លុយទេលោកម្ចាស់យកវាទៅចុះយកដំបងខ្ញុំទាំងអស់ក៏បានដែរប៉ុន្តែគេច្បាស់ជាមានគម្រោងអ្វីម្យ៉ាងក្នុងចិត្តគេលោកខោប៉ៅរួចនិយាយថាគេត្រូវតែគោរពតាមច្បាប់ទីក្រុងរួចក៏ក្រវែងមាស3កាក់ចុះហើយទាមទារលុយអាប់មែនហើយគេបំរុងនឹងទាមទារយកក្មេងស្រីនោះមកធ្វើជាលុយអាប់វាមិនអាចទៅរួចទេ
ស្ត្រីចំណាស់និយាយថាគាត់គ្មានលុយអាប់ច្រើនដល់ថ្នាក់នោះទេហើយក្មេងប្រុសនោះក៏ធ្វើរឿងដែលយើងនឹកស្មានដល់មែនគឺគេនិយាយថាគាត់អាចឲ្យក្មេងស្រីនោះមកគេជំនួសលុយអាប់បានមនុស្សគ្រប់គ្នាគិតថាក្មេងស្រីកំសត់ម្នាក់នោះច្បាស់ជាគ្មានជីវិតល្អទេនៅថ្ងៃមុខហើយនិយាយតាមត្រង់ទៅហាក់ដូចជាអ្នកនិពន្ធភ្លេចថាអភិជនតូចម្នាក់នេះមានអាយុត្រឹមតែ10ឆ្នាំអញ្ចឹងសំណាងល្អដែលតួឯករបស់យើងបំរុងនឹងជួយគេឲ្យរួចផុតពីគុកឬក៏បញ្ជូនគេទៅនរកតែម្ដងព្រោះគេចាប់ផ្ដើមលូកដាវហើយប៉ុន្តែអត់ទេគេក៏ទុកដាវវិញហើយគិតថាសម្រាប់ពេលនេះគេមិនអាចធ្វើយីមានការចាប់អារម្មណ៍ខ្លាំងពេកបានទេព្រោះគេមានបេសកកម្មដែលសំខាន់ជាងនេះមន្តអាគមគឺជាសញ្ញាអាត់ដ៏ខ្លាំងមួយហើយវានឹងកាន់តែល្អបើគ្មានអ្នកណាដឹងដូច្នេះគេនឹងបង្រៀនមេរៀនដ៏ត្រឹមត្រូវមួយដល់អាដំរីខ្វាក់ម្នាក់នេះនៅលើដំបូលផ្ទះគេនិយាយថាទីតាំងនេះគឺល្អល្មមហើយទោះបីជាមានអ្នកចំណាំបានថាការវាយប្រហារចេញពីទីនេះក៏ពួកគេគ្មានពេលមកតាមរកគេទាន់ដែរក្លាសកំពុងនៅខាងក្រោមទាំងសួរថាតើគ្រប់គ្នាខ្លាចគេមែនទេគេបានបង់ថ្លៃលើសពីតម្លៃពិតទៅទៀតហើយគេក៏មិនមែនជាឧក្រិដ្ឋជនធម្មតាដែរដៃដ៏យងក្នុងរបស់គេបំរុងនឹងឈោងទៅចាប់ក្មេងស្រីនោះស្រាប់តែមានទឹកមកព័ទ្ធជុំវិញដៃគេចាប់ផ្ដើមថប់ដង្ហើមដូចជាលងទឹកពួកអ្នកបម្រើរបស់គេបានស្រែកហៅចៅហ្វាយតូចថាមានរឿងអ្វីកើតឡើងប៉ុន្តែគ្មានអ្នកណាអាចចូលទៅជិតគេបានឡើយក្មេងនោះជិតនឹងសន្លប់ទៅហើយខណៈដែលក្មេងស្រីតូចម្នាក់នោះសម្លឹងមើល Xavier ពីចម្ងាយដែលកំពុងសូត្រមន្តនាងបានសម្រេចចិត្តធ្វើជាមិនឃើញអ្វីទាំងអស់ហើយ Xavier ហាក់ដូចជាទុកឲ្យក្មេងនោះលងទឹកអស់រយៈពេល2នាទីពេញតែវានៅតែមិនទាន់ងាប់ទៀតរំពេចនោះបរិសម្នាក់ឈ្មោះលោក Habush បានលេចមុខមកហើយសម្លឹងមើលជុំវិញគេបានលើកដំបងមន្តអាគមរបស់គេឡើងហើយបន្សាបមន្តអាគមទឹកនោះចោលអភិជនថោកទាបនោះក៏ធ្លាក់មកលើដីដូចជាសម្រាមមែនហើយអ្នកខ្លាំងពិតប្រាកដបានចេញមុខហើយលោក Habush ក្រវីដំបងបំបែកមន្តអាគមនោះប៉ុន្តែស្រាប់តែការវាយប្រហារនោះបានបកមករកលោកវិញតែលោកបានបុកដំបងទៅនឹងដីរួចបញ្ចេញថាមពលពណ៌មាសយ៉ាងខ្លាំងដែលសូម្បីតែ Xavier ក៏ភ្ញាក់ផ្អើលដែរបរិសម្នាក់នោះនៅស្ងៀមមួយសន្ទុះរួចក៏សម្លឹងមកជំទាស់ដោយដែល Xavier កំពុងពួនតែម្ដងបន្ទាប់មក Xavier ក៏គេចខ្លួនបាត់ទៅពួកទាហានបានប្រាប់ឲ្យនាំខ្លួនអភិជនតូចនោះទៅជួបគ្រូពេទ្យប៉ុន្តែវាបានរុញគ្រប់គ្នាចេញហើយនិយាយថាក៏គ្មានផ្លូវទេវាក៏បានបញ្ជាឲ្យក្មេងស្រីនោះសារភាពភ្លាមថានាងគឺជាអ្នកប្រើមន្តអាគមព្រោះនាងត្រូវតែជាប់គុកជាការពិតណាស់ទាំងម្ដាយនិងកូនស្រីសុទ្ធតែនិយាយថាពួកគេមិនចេះមន្តអាគមអ្វីទាំងអស់ក្មេងនោះបំរុងនឹងដើរទៅដើរគេប៉ុន្តែលោក Habush បានទាញវាត្រឡប់មកវិញហើយប្រាប់លោកម្ចាស់ class ថាកុំធ្វើទង្វើបែបនេះអីព្រោះវាមិនស័ក្តិសមនឹងកិត្តិយសគ្រួសារឡើយ class ប្រាប់ឲ្យលោកសាស្ត្រាចារ្យឈប់ជួយគេទៅប៉ុន្តែលោក Habushបានប្រមានថាបើលោក Count ដឹងរឿងនេះលោកប្រកាសជាមិនសប្បាយចិត្តឡើយមើលទៅលោក Count មិនមែនជាមនុស្សល្អទេព្រោះក្មេងនោះស្រាប់តែភ័យស្លន់ស្លោហើយសុំទោសភ្លាមពួកគេចាប់ផ្ដើមចាក់ចេញប៉ុន្តែ class និយាយថារឿងនេះមិនចប់ត្រឹមនេះឡើយកាត់មកដល់ផ្ទះ Benedict វិញតួឯក Funko Pop របស់យើងកំពុងតែញ៉ាំបាយយ៉ាងឆ្ងាញ់ឪពុកម្ដាយរបស់គេកំពុងជជែកគ្នាអំពីពួកអភិជនដែលមកប្រមូលពន្ធប្រចាំឆ្នាំម្ដាយរបស់គេបានលើកឡើងពីពាក្យចាំអារាមក្នុងក្រុងថាមានគេលួចវាយប្រហារលើអ្នកបន្តវេនអភិជនវ័យក្មេងឪពុករបស់គេសាច់ហើយនិយាយថាអាម្នាក់នោះសម្មុខហើយបន្ទាប់មក Helena ដែលជាប្អូនស្រីរបស់តួឯកបាននិយាយថានាងឮគេថាអ្នកធ្វើបែបនោះគឺជាអ្នកមិនអាគមធាតុទឹកនាងសួរថាតើអាចជាបងប្រុសរបស់នាងដែលកំពុងអង្គុយនៅទីនេះទេគេក៏ក្អករួចឆ្លើយថាលឺមិនមែនទេតើគេអាចទៅធ្វើរឿងគ្រោះថ្នាក់បែបនោះកើតគេនៅតែហាត់ក្នុងព្រៃដូចរាល់ដងតាម្ដាយក៏ប្រាប់ Helena ឲ្យឈប់ចេះដឹងរឿងគេហើយទៅរៀនមន្តអាគមទៅតើអាចជាបងប្រុសនាងយ៉ាងម៉េចទៅកើតប៉ុន្តែ Helena ហត់នឿយណាស់នាងចង់ហាត់មន្តអាគមផ្ទាល់មិនមែនអង្គុយរៀនទ្រឹស្ដីនោះទេទន្ទឹមនឹងនោះឪពុករបស់គេហាក់ដូចជាពិបាកលេបបាយដោយនិយាយថារដូវប្រមូលពន្ធម្ដងពិតជាតានតឹងណាស់ម្ដាយនិយាយថាយ៉ាងហោចណាស់ក៏ត្រូវអរគុណដែរព្រោះក្រោយពេលបង់ពន្ធហើយពួកនោះនឹងបាត់មុខអស់មួយឆ្នាំពេញនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះគាត់ក៏ហុចអាហារឲ្យកូនហើយឪពុកក៏សួរ Xavier ថាតើចង់ហាត់ដាវជាមួយគាត់ទេXavier បដិសេធប៉ុន្តែឪពុកនិយាយថាកូនកំពុងតែបោះបង់ឱកាសដ៏ធំក្នុងការហាត់ជាមួយអ្នកដាវដ៏ល្បីល្បាញដែលឆ្លងកាត់សមរភូមិរាប់មិនអស់ប៉ុន្តែ Xavier គ្រាន់តែក្រោកឈររួចនិយាយថាគេមានការងារត្រូវធ្វើនៅពេលក្រោយចាំហាត់ពេលក្រោយចុះហើយម្យ៉ាងទៀតគេប្រាប់ឪពុកគេថាគួរតែហាត់ខួរក្បាលខ្លះផងកុំហាត់តែខ្លួនប្រានពេកពិតជាមិនធម្មតាមែនដែលត្រូវកូនអាយុ12ឆ្នាំជាតិថាប៊ូលងងចំបែបនេះប្អូនស្រីរបស់គេចង់ទៅហាត់ជាមួយគេដែរប៉ុន្តែគេប្រាប់ឲ្យនាងទៅរៀនវិញទៅហើយជួយធ្វើថ្នាំនិងស្មៅបុរាណខ្លះផងដើម្បីពេលគេមានរបួសគេអាចពឹងអាចលើនាងបានព្រោះនាងពិតជាមានទេពកោសល្យក្នុងការធ្វើថ្នាំពិតមែនក្នុងជាតិមុនត្រឹមអាយុ15ឆ្នាំនាងគឺជាអ្នកផលិតថ្នាំលំដាប់កម្ពុជាម្នាក់ទៅហើយប៉ុន្តែនៅពេលដែល Xavier ចប់ដៃនៅសមរភូមិជួរមុខប្រយុទ្ធជាមួយបិសាចអស់រយៈពេល2ឆ្នាំពួកបិសាចមួយចំនួនបានលួចមកវាយប្រហារផ្ទះរបស់គេហើយនាងក៏ត្រូវបានគេសម្លាប់ចោលនាងបានស្លាប់នៅពេលដែលនាងជិតនឹងរកឃើញថ្នាំព្យាបាលពី Volado ដែលជាជំងឺរាតត្បាតសម្លាប់មនុស្សអស់1/3នៃប្រជាជនក្នុង Castle of Bones គឺនោះហើយជាមូលហេតុដែលក្នុងជាតិនេះគេត្រូវតែការពារនាងឲ្យខាន់តែបានត្រឡប់ទៅក្នុងទីក្រុងវិញអា class ភ្លើនោះត្រូវគេទះកំភ្លៀងមួយដៃយ៉ាងធ្ងន់អ្នកដែលទះគឺឪពុករបស់វាដែលមិនខ្វល់ពីវាបន្តិចណាឡើយលោកទះវាហើយប្រាប់ឲ្យវានៅស្ងៀមលោកសួរថាតើពិតមែនទេដែលវាបានធ្វើរកពីចលាបាសដាក់លោក Habush class ខឹងយ៉ាងខ្លាំងដោយគិតថាឌូមិចក៏ពុកវីកូនដោយសារតែអង្គរៈម្នាក់អញ្ចឹងប៉ុន្តែបរិសុទ្ធចំណាស់នោះគ្រាន់តែនិយាយថាកូនប្រុសរបស់លោកពិតជាកូនអាប់អនមែនវាមិនយល់ពីអ្វីដែលត្រូវធ្វើដើម្បីរក្សាតំណែងនិងក្លាយជាអភិជនពិតប្រាកដឡើយក្មេងនោះនិយាយថាវាមិនខ្វល់ទេព្រោះវាមានអង្គរៈនិងអភិសិទ្ធជាច្រើនក្នុងដៃស្រាប់ទៅហើយប៉ុន្តែឪពុករបស់គេបានជាគេថាជាអាល្ងងអំណាចរបស់អភិជនគឺបានមកពីកម្លាំងយោធាហើយលោក Habush គឺជាមហាគ្រូមន្តអាគមដែលខ្លាំងបំផុតក្នុងគ្រួសារ class លោកគឺជាអ្នកការពារពិតប្រាកដដែលជួយថែរក្សាតំណែងដែលពួកគេមាននាពេលនេះមិនមែនដោយសារកូនប្រុសសម្រាមដូចជារូបគេនោះទេឥឡូវទើបយល់ថាហេតុអ្វីបានជា class មានចរិតខូចខួរក្បាលបែបនេះគឺដោយសារតែឪពុករបស់គេប្រើធម៌ក្តៅខ្លាំងពេកហើយលោកថែមទាំងនិយាយទៀតថាកូនប្រុសគឺអាចរកថ្មីមកជំនួសបានជានិច្ចគ្រាន់តែធ្វើឲ្យស្រីផ្សេងមានផ្ទៃពោះទៅកូនម្នាក់ទៀតនឹងកើតមកមិនខាន class ក៏រត់ចេញទៅទាំងយំសោកមែនហើយម្នាក់មិនអាចខ្លាចជាក្មេងធម្មតាបានទេបើមានឪពុកបែបហ្នឹងឪពុករបស់គេនិយាយថាវាមិនអីទេចាំឲ្យក្មេងនោះយកសម្ដីទាំងនេះទៅពិចារណាដោយខ្លួនឯងចុះក្មេងនោះដើរក្នុងទីក្រុងទាំងអារម្មណ៍ខ្ទេចខ្ទាំដោយឆ្ងល់ថាហេតុអ្វីបានជាឪពុកចង្រៃរបស់គេបែរជាទៅកាន់ជើងអ្នកបម្រើជាងកូនបង្កើតទៅវិញហើយគ្រប់យ៉ាងគឺមកពីកំហុសរបស់អាម្នាក់ដែលហ៊ានប្រាំមិនអាគមលើគេបើគេរកឃើញថាជាអ្នកណាអ្នកនោះច្បាស់ជាត្រូវសងសឹកមិនខាន
ទន្ទឹមនឹងនោះនៅផ្នែកខាងទៀតនៃទីក្រុងក្បែរដើមឈើក្រោមពន្លឺមេឃពណ៌មាសមានក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈរនៅទីនោះនាងគឺ Cecily ដែលជាមិត្តភក្តិរបស់តួឯកគេសួរនាងថាតើនាងមានការអ្វីមែនទេហើយនាងក៏បានអរគុណគេចំពោះរឿងកាលពីមុនគេធ្វើរកពីដាក់តាក់រួចសួរថាអរគុណរឿងអីខ្ញុំមិនបានធ្វើអ្វីផងប៉ុន្តែនាងនិយាយថាមិនអីទេរួចក៏ហុចផ្លែឈើតូចមួយបាច់ឲ្យគេ Xavier ដឹងខ្លួនថាគេមិនអាចលាក់បាំងបានទៀតទេនាងដឹងបាត់ទៅហើយថាគេពូកែខាងក្បាច់ដាវនិងមន្តអាគមនាងប្រាប់គេឲ្យធ្វើខ្លួនធម្មតាទៅនាងនឹងមិនប្រាប់អ្នកណាឡើយឲ្យតែគេព្រមបង្ហាញសមត្ថភាពឲ្យនាងមើលគេនៅតែព្យាយាមធ្វើពុតជាមិនចេះអ្វីទាំងអស់ប៉ុន្តែគេគ្មានផ្លូវបោក Cecily បានឡើយមែនហើយមនុស្សគ្រប់គ្នាមកពីអនាគតសុទ្ធតែមិនធម្មតាមិត្តភក្តិវ័យកុមារដែលធ្លាប់ប្រយុទ្ធស្មាតូស្មានៅសមរភូមិជួរមុខជាមួយគេរាប់ឆ្នាំគឺជាអ្នកដាវដ៏ឆ្នើមម្នាក់ដែលមានសភាពគត់គ្មានគូប្រៀបប៉ុន្តែមុនពេលសង្គ្រាមបញ្ចប់នាងត្រូវបានពួកសេរីនសម្លាប់ចោលនាងទើបតែស្លាប់មិនយូរប៉ុន្មានផងក៏មកចាប់ជាតិភ្លាមតែម្ដងឥឡូវនេះនាងសូមឲ្យគេចែករំលែកអាថ៌កំបាំងដើម្បីឲ្យពួកគេអាចក្លាយជាដៃគូកាយរឿងអាស្រូវជាមួយគ្នានាងនិយាយទាំងអៀនព្រានចំណែកឯគេវិញក៏ភ័យអអៀនដូចគ្នាគេនិយាយថាយល់ព្រមប៉ុន្តែត្រូវទៅកន្លែងណាដែលឆ្ងាយពីទីក្រុងពេលយប់ឈានចូលមកដល់មានអ្នកណាម្នាក់កំពុងដើរដើមឈើគឺ class នឹងឯងគេគិតថាឲ្យតែគេនឹកឃើញរឿងនោះកំហឹងរបស់គេកាន់តែកើនឡើងម្នាក់នោះមិនអាចខ្លាំងដល់ថ្នាក់នឹងទេចុះហេតុអ្វីបានជាឪពុករបស់គេតែងតែផ្ដល់អាទិភាពឲ្យវាពិតណាស់ដៃរបស់គេចាប់ផ្ដើមឈឺព្រោះគេគ្រាន់តែជាក្មេងម្នាក់មិនដែលកាន់ដាវនិងមិនដែលហាត់សំបីតែមួយវិនាទីក្នុងជីវិត class នៅតែឈរទីនោះទាំងកំហឹងជាប្រតិចសំបីតែឪពុកបង្កើតខ្លួនឯងដែលមិនឲ្យតម្លៃគេស្រាប់តែភ្លាមនោះមានអ្វីម្យ៉ាងមកជន់ក្នុងគេពួកគ្រូមិនអាគមព្រៃដែលមានភ្នែកធំបានមកដល់ដើម្បីលេងសើចនឹងគេហើយក្មេងនោះក្រឡេកមើលទៅក្រោយប៉ុន្តែអាសត្វនោះចិត្តនឹងខំគេស្លាប់ទៅហើយគេដួលមុខបុកដីដូចជាអាល្ងងម្នាក់រួចក៏ងាកមកឃើញបិសាចយក្សដ៏គួរឲ្យខ្លាចដែលកំពុងហៀរទឹកមាត់ឈរនៅពីមុខគេតែម្ដងគេកំពុងអង្វររកជំនួយទាំងឆ្ងល់ថាហេតុអ្វីបានជាគ្មានអ្នកណានៅក្បែរសោះស្រាប់តែមានម្នាក់មកចាប់កៅអៅគេហើយរុញចេញគេក៏ទៅបោកទង្គិចនឹងជញ្ជាំងឥឡូវនេះតួឯករបស់យើងកំពុងឈរទល់មុខនឹងសត្វចម្លែកនោះហើយក្មេងអភិជននោះគិតក្នុងចិត្តថាឈប់សិនមិញក្មេងម្នាក់នេះរុញអញមែនទេតួឯកខំថ្មិញរួចប្រាប់អាសត្វចង្រៃនោះថាថ្ងៃនេះវាគុំសង្ឃឹមថានឹងបានចេញពីទីនេះទាំងមានជីវិតឲ្យសោះប៉ុន្តែក្នុងចិត្តគេដឹងច្បាស់ថាពួកគេកំពុងស្ថិតនៅមាត់ព្រៃហើយវាមិនមែនជារឿងងាយស្រួលដែលមានអ្នកមកជួយទាន់ពេលនោះទេហើយនោះហើយជាមូលហេតុដែលសត្វនេះមិនគួរមកនៅទីនេះតតែសោះហេតុអ្វីបានជាមានបិសាចនៅជិតទីក្រុងបែបនេះវាអាចទៅរួចតែក្នុងករណីមួយគត់គឺពួកពូជពងបិសាចចាប់ដើមធ្វើចលនាម្ដងទៀតបិសាចនោះក្រហមលោតស្លោតទៅរកហើយក្រវីដៃវីទូឯកយ៉ាងខ្លាំងគេគេចដោយការលោតថយក្រោយរួចឆ្មក់ទៅខាងស្ដាំរបស់វាហើយការប្រយុទ្ធក៏คล้ายជាការបដូរគ្នាយ៉ាងសាហាវដូចក្នុងរឿង Dragon Ball អញ្ចឹងបញ្ហាគឺអាវុធធម្មតាមិនអាចកាប់សាច់សត្វមន្តអាគមដាច់ងាយៗនោះទេទោះជាយ៉ាងណាក៏ដោយដោយសារការហាត់រៀនកន្លងមកគេមិនត្រូវបានវាបង្ក្រាបទាំងស្រុងនោះទេរហូតដល់គេត្រូវវាមួយដៃជំទ្រូងបណ្ដាលឲ្យខ្ទាតថយក្រោយ Cecily និង Class ដែលនៅពីក្រោយបានត្រឹមតែឈរធ្លាំងទូឯកចង់ប្រើមន្តអាគមណាស់ប៉ុន្តែដោយសារមានអភិជនចង្រៃនៅទីនោះគេមិនអាចធ្វើបានឡើយគេអាចទុកចិត្ត Cecily បានប៉ុន្តែអាដំរេខ្វាក់នោះច្បាស់ជាយកទៅនិយាយប្រាប់គេឯងមិនខានដូច្នេះជំរើសតែមួយគត់គឺត្រូវដោះស្រាយជាមួយសត្វនេះដោយមិនប្រើមន្តអាគមដែលវាមិនមែនជារឿងងាយស្រួលឡើយទោះជាយ៉ាងនេះក្តីគេប្រាប់ខ្លួនឯងថាមិនត្រូវខ្លាចដាច់ខាតបើគេពិតជាគិតថាខ្លួនឯងគឺជាអ្នកដែលត្រូវសម្លាប់ស្ដេចបិសាចមែននោះគេមិនត្រូវមកខ្លាចរបស់របៀបនេះទេគេសម្រុកចូលទៅម្ដងទៀតដោយនិយាយថាគេមិនត្រូវការមន្តអាគមដើម្បីកម្ចាត់អាបិសាចនេះឡើយវាប្រហែលជាលើកទី1ហើយដែលគេប្រយុទ្ធជាមួយសត្វបិសាចក្នុងជាតិនេះប៉ុន្តែក្នុងជាតិមុនគេបានសម្លាប់ពួកវាស្ទើររាប់មិនអស់គេរត់ចូលទៅត្រង់រួចងាកកាប់ទៅខាងឆ្វេងលុបចូលក្រោមដើមដៃរបស់វាទាំងនិយាយថាទោះបីគ្មានមន្តអាគមក៏គេនៅតែដឹងពីចំណុចខ្សោយរបស់ពួកវាដែរខណៈពេលដែលគេគេចផុតពីដៃវាគេក៏កាប់មួយដាវយ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់រហែកដល់ដីនិងរយៈរូងរបស់វាឈាមបាញ់សាច់ពេញទីនោះហើយសត្វនោះក៏ដួលផ្ងាក្រោយClass ភ័យស្លន់ស្លោទាំងនិយាយថាក្មេងនេះពិតជាសម្លាប់សត្វមន្តអាគមបានដោយខ្លួនឯងមែនតួឯកដែលអស់កម្លាំងខ្លាំងក៏ដួលសន្លប់ខណៈដែល Cecily ស្រែកហៅឈ្មោះគេហើយរត់ទៅជួយគេក្រោកឡើងរួចនិយាយថាគេគ្រាន់តែហត់បន្តិចប៉ុណ្ណោះប៉ុន្តែយ៉ាងហោចណាស់គ្រប់គ្នាមានសុវត្ថិភាពប៉ុន្តែ Class ក៏ស្រែកប្រាប់ពួកគេឲ្យមើលទៅក្រោយសត្វដែលគេទើបតែដាច់សាច់មិញនេះបែរជាក្រោកឈរឡើងវិញភ្លាមតួឯកដឹងថារបួសរបស់វាគឺកំពុងតែសះស្បើយដោយខ្លួនឯងឃើញបែបនេះគេដឹងថាមានរឿងមិនស្រួលហើយគេក៏រុញ Cecily ហើយប្រាប់ឲ្យនាងរត់ទៅនាងនិយាយថានាងមិនអាចទុកគេចោលបានទេប៉ុន្តែគេស្រែកតបវិញថានាងគ្រាន់តែជាអ្នកធ្វើឲ្យគេទៅដៃទៅជើងប៉ុណ្ណោះ Cecily ក៏សម្រេចចិត្តរត់ទៅដោយចាប់ដៃ Class រត់ចេញទៅជាមួយគ្នា Class និយាយថាពួកគេមិនអាចទុកឲ្យក្មេងនោះងាប់បានទេប៉ុន្តែនាងនិយាយថាពួកគេត្រូវតែទៅរកអ្នកជួយសត្វនោះមិនខ្វល់ពីតួឯកយើងទេវាបែរជាដេញតាមពួកគេទាំងពីរនាក់វិញគេស្រែកជារវារួចក៏ក្រវែងដាវទៅចំក្បាលវាប៉ុន្តែបិសាចនោះប្រើដៃវាទះដាវចេញចំណុចល្អគឺដាវនោះធ្លាក់នៅក្បែរគេក៏រត់ទៅចាប់វារួចគិតថាបើគេអាចអូសក្រឡាអាសត្វនេះឲ្យចូលទៅក្នុងព្រៃកាន់តែជ្រៅយ៉ាងហោចណាស់គេនឹងអាចប្រើមន្តអាគមបានគេអាចតាក់ទាញវាឲ្យដេញតាមគេបានសម្រេចហើយវាក៏ដេញតាមកំទេចគ្រប់យ៉ាងដែលនៅពីមុខវាកន្ទុយរបស់វាក្រវីម្ដងទៀតបំបាក់ដើមឈើនិងបំរុងនឹងវាចំក្នុងគេងាកមកទប់រួចកាត់ដាច់ដើមឈើស្រាប់តែដៃដ៏ធំរបស់វាម្ដងទៀតគេទប់បានពីរដងប៉ុនតែត្រូវម្ដងចំពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបោកនឹងដើមឈើផ្នែកដ៏ល្អគឺឥឡូវនេះនៅពេលដែលគ្រប់គ្នាចាក់ចេញអស់គេអាចប្រើមន្តអាគមបានហើយបិសាចនោះបំរុងនឹងស្ទុះមកខំគេប៉ុន្តែគេបានក្បោកខ្សាច់មួយក្តាប់ក្រវែងទៅចំភ្នែកវាប៉ុន្តែទោះជាយ៉ាងណាវាក៏ធ្វើឲ្យបិសាចនោះមើលមិនសូវច្បាស់មួយផ្លែតដែរគេគ្រាន់តែព្យាយាមទិញពេលដើម្បីឲ្យអ្នកទាំងពីរនាក់នោះរត់ទៅឲ្យបានឆ្ងាយតែប៉ុណ្ណោះនិយាយមែនទែនទៅគេនៅតែបារម្ភខ្លាចក្មេងអភិជននោះមើលឃើញទៀតឲ្យជួយផងអ្នកឯងចិត្តនឹងងាប់ទៅហើយបើមិនព្រមប្រើមន្តអាគមទេនោះកំពុងតែឈរនៅមាត់ជ្រោះទៅហើយនៅតែចង់ភ្នាល់នឹងវាសនាទៀតក្នុងខណៈនោះគេដឹងខ្លួនថាគ្មានផ្លូវថយក្រោយឡើយគេក៏បង្កើតដុំភ្លើងដ៏ធំមួយដែលមើលទៅពិតជាអស្ចារ្យមែនទែនរួចក៏ក្រវែងវាទៅដូចជាអ្នកបោះបាល់ប៉េសបលអញ្ចឹងវាបានហោះទៅបុកចំកណ្ដាលក្បាលបិសាចនោះពេញទំហឹងប៊ូមការផ្ទុះបានកាត់ឡើងក្នុងព្រៃផ្សែងហុយត្រឡំពេញទីនោះហើយតួឯកក៏ចាប់ដើមអបអរសាទរប៉ុន្តែអត់ទេមាត់ជ្រោះស្រាប់តែបាក់ហើយគេក៏ធ្លាក់ចុះទៅក្រោមបើគេសន្លប់ហើយដឹងខ្លួនឡើងឃើញសត្វចម្លែកនៅក្នុងរូងភ្នំទៀតនោះអ្នកនិពន្ធពិតជាធ្វើហួសហេតុពេកហើយគេគិតថាខ្ញុំកំពុងធ្លាក់ទេ
ខ្ញុំស្លាប់បែបនេះមិនបានទេនេះគឺជាជីវិតទី2របស់ខ្ញុំណាក្មេងប្រុសនេះចាប់ផ្ដើមរឹងមាំជាងមុនគេបានបញ្ចេញវងមន្តអាគមមួយដោយនិយាយថាគេមិនអាចមកស្លាប់ក្នុងស្ថានភាពបែបនេះឡើយទន្ទឹមនឹងនោះក្លាស្ងៀកមើលក្រោយទាំងឆ្ងល់ថាមានរឿងអ្វីកើតឡើងសេសលីស្រែកហៅឈ្មោះ Xavier យ៉ាងខ្លាំងខណៈដែលព្រៃទាំងមូលត្រូវបានលេបត្របាក់ដោយពន្លឺនៃការផ្ទុះនាងបានត្រឹមតែបួងសួងសុំឲ្យគេមានសុវត្ថិភាពបន្ទាប់មកឈុតឆាកបានបង្ហាញពីអ្វីដែលខ្ញុំគិតថាជាតួឯកក្នុងពេលអនាគតដែលកំពុងស្ថិតនៅចំកណ្ដាលរណ្ដៅដីអូមិនមែនទេគឺរូបគេកាលនៅក្មេងដែលកំពុងមើលឃើញរូបខ្លួនឯងកាលពីជាតិមុនគេកំពុងមើលដោយទឹកមុខដ៏ក្រៀមក្រំព្រោះគ្រប់គ្នាបានដេកស្លាប់នៅលើដីអស់ទៅហើយក្មេងប្រុសម្នាក់នេះដឹងខ្លួនម្ដងទៀតថាជីវិតរបស់គេកំពុងតែភ្លឺច្បាស់ក្នុងភ្នែកមុនពេលស្លាប់មើលទៅគេប្រហែលជាស្លាប់មែនហើយបន្ទាប់ពីចំណាយពេលពេញមួយជីវិតប្រយុទ្ធជាមួយស្ដេចបិសាចចាប់ជាតិជាថ្មីទទួលបានឱកាសទី2ប៉ុន្តែគ្រប់យ៉ាងបែរជាទៅជាខុសឆ្គងនៅទីបញ្ចប់ប៉ុន្តែគេនិយាយថាទេទោះមានរឿងអ្វីកើតឡើងក៏គេត្រូវតែការពារគ្រប់គ្នាក្នុងពិភពលោកនេះឲ្យបានត្រឡប់មកក្នុងព្រៃវិញកូនប្រុសអើយអញធ្លាក់មកបោកខ្នងនឹងដីរហូតដល់ចេញរណ្ដៅទៅហើយនៅតែអាចក្រោកឡើងបានទៀតនេះហើយគឺជាធម្មពលតួឯកពិតប្រាកដគេខំប្រឹងរុញខ្លួនងើបឡើងទាំងព្យាយាមមើលថាខ្លួនឯងនៅទីណាហើយតើនៅរស់មែនឬយ៉ាងណាគេឈឺក្បាលខ្លាំងណាស់ហើយមែនហើយមានឆ្អឹងជើងម្ខាងលុយចេញមកក្រៅស្បែកទៀតផងអ្នកគូរូបពិតជាសាហាវមែនមិនសូវដែលឃើញគេគូរូបបែបហ្នឹងទេប៉ុន្តែមិនអីទេតួឯកយើងចូលទូជាគ្រូពេទ្យវះកាត់រុញឆ្អឹងនោះបញ្ចូលទៅវិញហើយបិទស្បែកចិត្តឈឹងស្រួលណាស់ខ្ញុំមកវិញហើយតោះទៅលេងបាល់ទាត់ទៀតប៉ុន្តែគេមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងកំពុងហៅគេពីខាងលើភាគល្អិតនៃពន្លឺដ៏ចម្លែកកំពុងនាំផ្លូវគេបញ្ហាគឺគេបានដួលផ្ងាក្រោយម្ដងទៀតព្រោះគេអស់កម្លាំងខ្លាំងពេកនិងកំពុងតែដាច់បាយគេក្រឡេកទៅចំហៀងគិតចង់ស៊ីសាច់សត្វបិសាចដែលគេបានសម្លាប់ហើយអាំងខ្លោចនោះប៉ុន្តែគេដឹងថាធ្វើមិនបានទេសាច់សត្វប្រភេទនោះមិនមែនសម្រាប់មនុស្សស៊ីទេបើស៊ីទៅច្បាស់ជាពលមិនខាន3ថ្ងៃកន្លងផុតទៅគេនៅតែមិនទាន់កម្រើកខ្លួនរួចដូច្នេះគម្រោងទៅលេងបាល់គឺរលាយបាត់អស់ហើយគេឃ្លានខ្លាំងណាស់រហូតដល់មានអារម្មណ៍ថាចិត្តនឹងងាប់ទៅហើយមែនហើយមិត្តភក្តិតែអើយប្រើដៃអញចុះរំកិលទៅរកវាហើយស៊ីវាទៅអ្នកឯងចំណាយពេលដល់ទៅ72ម៉ោងទើបសម្រេចចិត្តធ្វើបែបហ្នឹងករណីដែលអាក្រក់បំផុតគឺគ្រាន់តែស្លាប់ករណីដែលអាក្រក់បំផុតគឺគ្រាន់តែស្លាប់ដែលវានឹងកើតឡើងដល់ដែលបើអ្នកនៅតែដេកត្រង់ហ្នឹងដូច្នេះជំរឿដែលល្អបំផុតគឺត្រូវធ្វើចលនាមែនទេវាគឺជាលេខនហ្វុនធម្មតាតើគេខឹងខ្លួនឯងខ្លាំងណាស់ដែលត្រូវពឹងលើសាច់សត្វមន្តអាគមដើម្បីរស់បន្ទាប់មកគេដកដង្ហើមធំប្រមូលសេចក្តីក្លាហានរួចក៏ខំស៊ីវាតែម្ដងគេនិយាយថាក៏ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីរស់ជារួចក៏ស៊ីគេស៊ីសាច់សត្វនោះយ៉ាងច្រើនរហូតដល់ឆ្អែតដល់ឈុតបន្ទាប់គេកំពុងដើរដោយប្រើឈើច្រត់ជើងដែលលុយឆ្អឹងមិញនោះនៅតែមិនទាន់ជាស្រួលបួលទេហើយគេនៅតែដើរចំពុកជើងដួលដូចជាអាល្ងងម្នាក់អញ្ចឹងដែលនេះហើយជាអ្វីដែលខ្ញុំចង់ឃើញបើអ្នកចង់គូក្មេងម្នាក់ដែលលុយឆ្អឹងចេញមកក្រៅសូមមេត្តាកុំឲ្យគេរត់បានភ្លាមនៅចំពុកបន្ទាប់អីគេកំពុងដើរខ្ចាយស្រាប់តែមានស្រមោលរៀងរើស្រឡូនមួយលេចឡើងពីក្រោយហើយសួរគេថាតើជើងរបស់គេឈឺមែនទេគេងាកទៅសួរថាតើនរណានៅទីនោះហើយសំឡេងដែលចេញពីពន្លឺនោះនិយាយថាប្រសិនបើគេមិនព្រមព្យាបាលរបួសនោះឲ្យលឿនទេវានឹងคล้ายទៅជាដំបៅហើយគេនឹងស្លាប់មិនខានបើគេគ្រាន់តែដើរចូលមកចិត្តគេនឹងត្រូវបានព្យាបាលវាគឺជាឱកាសតែមួយគត់ដើម្បីចេញពីទីនេះតួឯកដឹងថាទីនេះគឺជាកន្លែងដែលគេហៅថាទីជ្រៅបំផុតដែលជាតំបន់ដែលមានដង់ស៊ីតេនីថាមពលមន្តអាគមខ្ពស់មិនគួរឲ្យជឿគេមិនដឹងថាខ្លួនឯងមកដល់កន្លែងមិនស្គាល់អត្តសញ្ញាណបែបនេះដោយរបៀបណាទេពន្លឺនោះនៅតែប្រាប់ឲ្យគេដើរតាមឬបើគេចង់នៅត្រង់នឹងចាំស្លាប់ក៏តាមចិត្តគេចុះគេចាប់ផ្ដើមខឹងហើយដោយប្រកាសក្នុងចិត្តថាអ្នកដែលកំពុងរងចាំគេនោះច្បាស់ជាមានចរិតមិនល្អឡើយប៉ុន្តែគេនៅតែដើរតាមផ្លូវដែលថាមពលចម្លែកនោះនាំទៅគេរុញមេឃឈើចេញបាំងមុខមិនឲ្យភ្នែកស្រឡាំងកាំងនឹងពន្លឺរួចក៏រត់ទៅទង្គិចនឹងរូបសំណាកថ្មម៉ាបដ៏ស្រឡូនមួយគេសួរថាតើមិញគេនិយាយជាមួយរូបសំណាកនឹងមែនទេហើយនាងឆ្លើយថាដូមែនហើយឌីនាងគឺជាទេពធីតាដែលជាទេពធីតាជោគវាសនាម្នាក់ក្នុងចំណោម3អង្គដែលគ្រប់គ្រងស្នៃដើមឈើពិភពលោកតួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាព្រះពិតជាមានមែននៅលើលោកនេះនិយាយមែនតែនទៅចុះឯងរស់នៅពេញមួយជាតិមុនដោយមិនដឹងរឿងនឹងទេអីក្មេងតូចបន្ទាប់មកធម្មពលក៏ភីចេញពីខាងក្រោយរូបសំណាកហើយចាប់ផ្ដើមរំពាត់ជុំវិញជើងរបស់គេភ្លាមនោះរាងកាយរបស់គេក៏ចាប់ផ្ដើមព្យាបាលឡើងវិញហើយរូបសំណាកនោះក៏ប្រែជាមានជីវិតមើលទៅតាមរាងរៅដ៏តាក់ទាញរបស់នាងអ្នកក៏អាចដឹងដែរថានាងពិតជាមានអំណាចខ្លាំងណាស់នាងសួរក្មេងប្រុសនោះថាតើគេឈ្មោះអ្វីគេនៅតែសង្ស័យថានាងពិតជាទេពធីតាមែនឬយ៉ាងណាតើមនុស្សដែលមានអំណាចខ្លាំងដល់ថ្នាក់ហ្នឹងបែរជាមិនស្គាល់សម្បីតែឈ្មោះរបស់គេទៅកើតនាងចាប់ផ្ដើមយកដៃមកចាក់មុខគេតិចទាំងសួរថាតើនាងធ្លាប់និយាយថាខ្លួនឯងដឹងសពគ្រប់កាលពីពេលណានាងមានអំណាចតែនាងមិនមែនដឹងគ្រប់រឿងនោះទេគេអៀនឡើងក្រហមមុខរួចសួរថាអ្វីបានជានាងត្រូវបានគេបោះបង់ចោលនៅទីនេះទេពធីតាដែលមានជើងដ៏ស្រស់ស្អាតម្នាក់នេះបាននិយាយថាដើមឈើជីវិតត្រូវបានគេបំពុលហើយក្នុងចំណោមទេពធីតាទាំង3អង្គគ្មានអ្នកណាដឹងពីមូលហេតុឡើយឥឡូវនេះនាងត្រូវបានជាប់ឃុំនៅទីនេះបង្ខំឲ្យមកថែរក្សាឈើដើម្បីកុំឲ្យដើមឈើនោះងាប់ខណៈពេលដែលបងប្អូនស្រីរបស់នាងកំពុងរស់នៅយ៉ាងមានសុភមង្គលហើយពន្លឺថ្ងៃយ៉ាងសប្បាយនាងបែរជាត្រូវមកជាប់គាំងជាមួយនឹងជោគវាសនាដែលអាក្រក់ជាងពួកបិសាច Goblin ទៅទៀតតួឯកនិយាយថាគេធ្លាប់លើពីដើមឈើពិភពលោកនេះដែរគេថាវាជាអ្នកភ្ជាប់ឋានសួគ៌ភពមនុស្សនិងឋាននរកចូលគ្នាវាជានិមិត្តរូបនៃភាពអមតៈហើយមនុស្សសនិយាយថាគ្រប់យ៉ាងដែលមានអត្ថភាពគឺដោយសារតែដើមឈើនោះនាងនិយាយថាដ៏ល្អណាស់យ៉ាងហោចណាស់ក៏ឯងដឹងរឿងមូលដ្ឋានខ្លះដែរគេក៏ប្រាប់នាងថាគេឈ្មោះ Xavier ទន្ទឹមនឹងនោះគេគិតក្នុងចិត្តថានាងមើលទៅមិនសូវដូចជាទេពធីតាធម្មតាសោះហើយបើមានទេពធីតាលេចមុខមកក្នុងរឿងបែបនេះច្បាស់ណាស់នាងប្រកាសជាមានកិច្ចព្រមព្រៀងអ្វីម្យ៉ាងមកផ្ដល់ឲ្យមិនខាននាងធ្វើទឹកមុខបែបខូចខើរួចនិយាយថាប្រសិនបើគេជួយនាងស្វែងរកមូលហេតុដែលធ្វើឲ្យដើមឈើនោះឈឺនាងនឹងផ្ដល់អំណាចរបស់នាងឲ្យគេខ្ចីតួឯកគិតថាវាជារឿងចម្លែកតើព្រះអាចចែករំលែកអំណាចឲ្យគ្នាងាយបែបហ្នឹងមែនទេហើយអ្នកគូរូបក៏បានប្រើបច្ចេកទេសថតពីក្រោមពីក្រោយដល់ល្បីល្បាញនោះទៀតផងនាងនិយាយថានាងព្រមផ្ដល់ឲ្យក៏ព្រោះតែនាងដឹងថាឱកាសដែលនឹងមានអ្នកដើមមន្តអាគមម្នាក់ទៀតធ្លាក់មកដល់ទីនេះគឺស្ទើរតែស្មើនឹង0គេភ្ញាក់ផ្អើលដែលនាងដឹងរឿងនេះនាងនិយាយថាវាជារឿងច្បាស់ណាស់នៅពេលដែលនាងវិភាគរាងកាយរបស់គេម្យ៉ាងទៀតនាងជាប់នៅទីនេះអស់រយៈពេល26ឆ្នាំហើយដូច្នេះនាងពិតជាអផ្សុកណាស់បើគេជួយនាងឲ្យចេញពីទីនេះបានពួកគេនឹងមានកិច្ចព្រមព្រៀងជាមួយគ្នាតួឯកគិតពីការដែលនាងត្រូវជាប់ឃុំ26ឆ្នាំគេក៏ធ្លាប់ឆ្លងកាត់ពេលវេលាបែបនោះដែរ
นงจิตมนบรรทบมอกนิ่งสู้ท่าตานี้เป็นชีวิตที่ปีរបស់គេមែនទេនាងមានអារម្មណ៍ថាមានគំនុំនិងសេចក្តីអស់សង្ឃឹមច្រើនពេកនៅក្នុងខ្លួនប្រាណតែមួយដែលវារឿងចម្លែកណាស់បញ្ហាគឺមនុស្សដែលផ្ទុកនៅអារម្មណ៍បែបនេះនឹងមិនអាចប្រើប្រាស់អំណាចរបស់នាងបានត្រឹមត្រូវឡើយគេធ្លាំងរួចសួរថាតើនាងដឹងរឿងជាតិទី2បានយ៉ាងដូចម្តេចនាងនិយាយថាការមើលធ្លុះដល់ព្រលឹងក្មេងម្នាក់គឺជារឿងងាយស្រួលបំផុតទោះឯកចាប់ផ្ដើមខឹងដែលវាក៏ជារឿងសំហេតុផលដែរប្រសិនបើព្រះពិតជាមានមែនហេតុអ្វីបានជាបណ្ដោយឲ្យមនុស្សស្លាប់បែបនោះនាងនិយាយថាគ្មានពូជសាសន៍ណាខ្ពង់ខ្ពស់ជាងពូជសាសន៍ណាឡើយមិនថាព្រះបិសាចឬវិញ្ញាណមនុស្សបើអ្នកមើលទៅលើពូជសាសន៍ទាំងមូលពួកគេសុទ្ធតែមានតម្លៃស្មើគ្នាពិតមែនហើយកាលពីមុនពួកព្រះធ្លាប់ជួយមនុស្សជាតិប៉ុន្តែវាក៏ធ្វើឲ្យពូជសាសន៍នោះកាន់តែចុះខ្សោយដែរគេគួរតែដឹងថាប្រសិនបើមនុស្សត្រូវបានគេជួយរហូតមកពួកគេនឹងនៅតែមិនអាចការពារខ្លួនឯងបានដដែលនៅថ្ងៃនេះគេគួរតែផ្ដោតលើការទទួលខុសត្រូវក្នុងការសង្គ្រោះប្រជាជនរបស់ខ្លួនប្រសើរជាងមកអង្គុយបន្ទោសអ្នកដទៃមែនហើយខ្ញុំត្រូវបានទេពធីតាជើងស្រឡូនម្នាក់នេះស្ដីបន្ទោសឲ្យបាត់មាត់តាមតងឈុតបន្ទាប់នាងបានបង្កើតដុំពន្លឺមួយរួចនិយាយថាសម្រាប់ពេលនេះគឺប៉ុណ្ណឹងចុះគេអាចត្រឡប់ទៅពិភពរបស់គេវិញបានប៉ុន្តែនាងបានព្រមានថាការប្រើប្រាស់អំណាចរបស់នាងឲ្យស្ទាត់ជំនាញវាមិនមែនជារឿងងាយស្រួលទេហើយជាអកុសលនាងក៏គ្មានពេលបង្រៀនគេដែរនៅក្នុងដុំពន្លឺនោះគឺជាចំណេះដឹងមូលដ្ឋានដែលគេត្រូវការដើម្បីចេះគ្រប់គ្រងវាដោយខ្លួនឯងទោះឯកមិននិយាយអ្វីទាំងអស់នាងដាក់ដៃលើក្បាលគេហើយនិយាយថាគេនឹងជឿឬមិនជឿក៏ដោយប៉ុន្តែការដែលគេមកដល់ទីនេះគឺជាព្រហ្មលិខិតដែលបានកំណត់ទុកហើយនៅពេលដែលគេប្រើប្រាស់អំណាចទាំងនោះរាល់សំណួរដែលគេមានក្នុងចិត្តនឹងទទួលបានចម្លើយមិនខាននាងប្រាប់គេឲ្យដាក់កាត់ខ្លោងទ្វារវិមាត្រនោះទៅនាងក៏មិនដឹងថាដោយរបៀបណាដែរប៉ុន្តែគេនឹងទៅដល់ផ្ទះរបស់គេវិញគេគ្រាន់តែឆ្លើយថាយល់ហើយនាងនិយាយថានាងរងចាំស្ដាប់ដំណឹងល្អហើយជោគវាសនាកំពុងរងចាំគេនៅខាងមុខគេងាកមើលក្រោយជាលើកចុងក្រោយរួចក៏ឈានជើងចូលទៅក្នុងខ្លោងទ្វារនោះវាពិតជាដូចទៅនឹងឈុតឆាកក្នុងរឿង The Beginning After the End បេះបិទខុសត្រង់ថាជំនួសឲ្យការជួបគ្នាគេបែរជាមកជួបទេពធីតាដ៏ស្រស់ស្អាតទៅវិញនេះពិតជាការ upgrade ក៏ដ៏ខ្លាំងមែនទែនអាល្អិតនោះបានធ្លាក់មកដល់ម្ខាងទៀតទាំងត្រដាប់ត្រដួសដួលមុខបបដីទាំងគិតថាទីបំផុតខ្លួនបានមកវិញហើយប៉ុន្តែតើទីនេះជាកន្លែងណាហើយក្មេងនេះមិនអាចនៅស្ងៀមបានសម្បីតែមួយវិនាទីមាននរណាម្នាក់នៅខាងក្រោយកំពុងតែស្រែកប្រាប់ឲ្យគេចេញទៅឆ្ងាយនិងស្រែកហៅឲ្យគេជួយបន្ទាប់មកសំឡេងរបស់អឺតប្រាប់គេឲ្យសាកល្បងមើលគេឈរនៅត្រង់នោះទាំងរេភ្នែកចុះឡើងព្យាយាមរកមើលថានាងនៅណាប៉ុន្តែនាងនិយាយថានាងគ្រាន់តែផ្ញើសារមកប៉ុណ្ណោះរួចក៏ប្រាប់គេឲ្យផ្ដោតថាមពលទៅលើជើងហើយសាកល្បងលោតឡើងលើដើមឈើនោះគេនិយាយថាគ្មានផ្លូវដែលគេអាចឡើងរបស់បែបហ្នឹងរួចទេអូពិតមែនហើយក្មេងដែលសម្លាប់បិសាចដោយប្រើដាវបានបែរជាឡើងដើមឈើមិនរួចមិនអីទេប៉ុន្តែតាមពិតទៅវាមិនមែនជាការឡើងទេមែនទេវាគឺជាការលោតយ៉ាងខ្ពស់តែម្ដងមិនមែនឡើងម្ដងមួយមេឃនោះទេត្រឹមតែមួយប៉ព្រិចភ្នែកគេក៏ទៅដល់លើចុងឈើទាំងដើរត្រេតត្រោតប៉ុន្តែគេនិយាយថាវាពិតជាងាយស្រួលមែនរាងកាយរបស់គេមានអារម្មណ៍ថាស្រាលខុសធម្មតាហើយនាងពន្យល់ថាមិនត្រឹមតែរាងកាយគេប្រសើរជាងមុនទេសូម្បីតែភ្នែកក៏មើលឃើញច្បាស់ជាងមុនដែរនាងប្រាប់គេឲ្យសាកល្បងតេស្តវាហើយនៅពេលគេសម្លឹងទៅកាន់ជើងមេឃគេក៏មើលឃើញពីចម្ងាយថានៅក្រោមដើមឈើមួយមានម្នាក់កំពុងស្រែកហៅឲ្យជួយមានបុរសឌឺដងមៀតធំៗ3នាក់កំពុងធ្វើបាបក្មេងស្រីតូចម្នាក់ដែលវង្វេងផ្លូវនៅកណ្ដាលព្រៃទូឯកអរគុណនាងដោយនិយាយថាពួកអាអស់នឹងហើយគឺជាផ្ទាំងស៊ីបដ៏ល្អបំផុតសម្រាប់ការហាត់សមត្រឹម1វិនាទីគេក៏ទៅដល់ពីលើក្បាលពួកវាបាត់ទៅហើយវិធីដែលលឿនបំផុតក្នុងការដោះស្រាយរឿងនេះគឺត្រូវសម្លាប់អាម្នាក់ដែលធំជាងគេមុនគេចូលទៅត្រង់ពីខាងក្រោយតែម្ដងខ្ញុំស្មានតែអាម្នាក់នោះនឹងដឹងខ្លួនត្បិតតន់ប៉ុន្តែអត់ទេវាត្រូវមួយដាវចំកញ្ចឹងពេញទំហឹងវាខ្ទាតទៅបោកនឹងដើមឈើមួយទៀតនៅក្បែរនោះខណៈដែលពួកអាម្នាក់ទៀតកំពុងឆ្ងល់ថាតើក្មេងនេះជាអ្នកណាបន្ទាប់មកទូឯកក៏បញ្ចេញក្បាច់វាបំបែកមាត់ដោយបោះធ្នូមួយដុំចំមាត់អាម្នាក់នោះពេញទំហឹងវាបានត្រឹមតែខ្ទប់មុខមើលអ្វីមិនឃើញខណៈដែលអាម្នាក់ទៀតសួរថាតើមានរឿងអ្វីកើតឡើងវាបែរមករកក្មេងនោះហើយសួរខ្លាំងៗចង់ដឹងថាគេជាអ្នកណាប៉ុន្តែទូឯកគ្រាន់តែនិយាយថាគេមិនចាំបាច់ពន្យល់ប្រាប់វាឡើយហើយអ្នកគូរូបពិតជាគូរូបរាងប្លែកមែនទែនគឺទំហំច្រមុះរបស់អសក់ក្រហមនោះមើលទៅគួរឲ្យខ្លាចណាស់វាខឹងយ៉ាងខ្លាំងរួចនិយាយថាបងប្អូនរបស់វានឹងចាត់ការរឿងនេះពួកវាសម្លឹងភ្នែកគ្នាហើយស្ទុះចូលមកព្រមគ្នាទូឯកញញឹមរួចដាវរបស់អាម្នាក់នោះកាប់ត្រូវតែខ្ជិលប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះគេក៏ទៅដល់ពីក្រោយអាម្នាក់ទៀតបាត់ទៅហើយរួចក្មេងប្រុសនេះក៏ដាវមួយដៃចំឆ្អឹងខ្នងបណ្ដាលឲ្យវាខ្ទាតទៅបោកនឹងដើមឈើយ៉ាងខ្លាំងនៅមួយវិនាទីក្រោយមកគេឆក់យកដាវដែលវាជ្រុះកណ្ដាលអាកាសរួចសម្រុកទៅរកអាម្នាក់ដែលនៅសល់ហើយភ្ជង់ដាវចំមុខវាទាំងប្រាប់ឲ្យវាទម្លាក់អាវុធហើយប្រគល់របស់មានតម្លៃទាំងអស់មកឲ្យគេភ្លាមៗនោះវាធ្វើតាមបញ្ជាទាំងភ័យញ័រដោយហុចថងមាសតូចមួយឲ្យរួចនិយាយថាវានឹងធ្វើគ្រប់យ៉ាងតាមដែលក្មេងនេះចង់បានបន្ទាប់មកទូឯកប្រាប់ឲ្យពួកវាសុំទោសក្មេងស្រីនោះហើយវាក៏ក្រវែងថងលុយទៅឲ្យនាងអសក់ក្រហមអរគុណគេដែលបានមេត្តាវាប្រាប់ថាក្មេងប្រុសឯងច្បាស់ជាយល់ហើយថាវាក៏មានគ្រួសារដែលត្រូវចិញ្ចឹមដែរប៉ុន្តែទូឯកនិយាយថាជាអកុសលវាយឺតពេលក្នុងការនិយាយរឿងគ្រួសារទៅហើយបន្ទាប់មកគេក៏វាពីក្រោយហើយគូវ៉ាវគេហែកជើងវាចេញតែម្ដងអូជប់សិនមិនមែនបែបហ្នឹងទេគេគ្រាន់តែកាប់ពីដាវចំសរសៃពូក្រោយជង្គង់ប៉ុណ្ណោះគេទុកឲ្យអាម្នាក់នោះដើរខ្ចាយខ្ចាយទាំងខឹងសម្បាដែលទូឯកមិនធ្វើតាមសន្យាទូឯកនិយាយថាគេមានចិត្តល្អណាស់ហើយដែលមិនសម្លាប់ពួកវាចោលនោះនិយាយតាមត្រង់ទៅបើជាខ្ញុំវិញក៏ខ្ញុំសម្លាប់អាម្នាក់នឹងចោលដែរមិនសម្លាប់ក៏គួរតែទុកឲ្យវានៅសុខព្រោះធ្វើបែបហ្នឹងវាច្បាស់ជាចង់គំនុំជាមួយយើងអស់មួយជីវិតមិនខានយ៉ាងហោចណាស់នេះជាអ្វីដែលខ្ញុំគិតបន្ទាប់មកក៏ឈានចូលដល់ឈុតឆាកពេលយប់ដ៏ពេញនិយមតើអញអាចក្រោកឈររួចទេក្មេងស្រីតូចតោះពួកយើងត្រឡប់ទៅវិញអូព្រះអើយបងប្រុសសង្គ្រោះខ្ញុំហើយនាងនិយាយទាំងលោកដៃមកចាប់ឈុតបន្ទាប់នាងក៏ចាប់ផ្ដើមបញ្ចេញធម្មពលព្យាបាលពណ៌បៃតងបន្តិចទៀតគេច្បាស់ជានិយាយថាខ្ញុំមិនដែលនឹកស្មានសោះថាក្មេងស្រីម្នាក់នេះគឺជាអ្នកព្យាបាលដែលបានស្លាប់ក្រោមដៃបិសាចនោះទេនាងហៅគេថាបងប្រុសខណៈដែលអ្វីដែលគេគិតក្នុងក្បាលគឺវាជារឿងកំបោរបំផុតដែលអ្នកមន្តអាគមកើតមកមានសមត្ថភាពព្យាបាលបែបនេះ
ស្រាប់តែគ្រប់គ្នាឮសំឡេងអ្នកណាម្នាក់ពីចម្ងាយប្រាប់ឲ្យអ្នកផ្សេងទៀតដើរមកផ្លូវនេះព្រោះពួកគេដឹងថាគោលដៅនៅក្បែរនេះឯងតួឯករបស់យើងមិនផ្ដល់ឱកាសទី2ឲ្យអ្នកណាឡើយគេចាប់ដៃនាងជាប់រួចក៏រត់ចេញទៅក្មេងស្រីម្នាក់នេះពិតជាមានតម្លៃណាស់គេគ្មានផ្លូវបណ្ដោយឲ្យនាងធ្លាក់ទៅក្នុងដៃអ្នកណាម្នាក់ឡើយពួកគេរត់កាត់ព្រៃកាត់គុម្ពោតឈើលោតកាត់ទឹកជ្រោះបញ្ចេញមន្តអាគមរុញមេឃឈើចេញរហូតដល់យប់ងងឹតឈានចូលមកដល់គេក៏នាំនាងទៅពួនក្នុងព្រៃមួយកន្លែងទៀតដោយនិយាយថាពួកវានឹងមិនអាចតាមរកយើងឃើញមួយរយៈធំឥឡូវបើមកគិតមើលទៅនេះពិតជាសាច់រឿងបែប The Beginning After the End មែនតើក្មេងស្រីសក់មាសដែលគេជួយក្នុងព្រៃបើគេទៅរស់នៅក្នុងអាណាចក្ររបស់នាងទៀតនោះខ្ញុំចប់មកនាងសួរឈ្មោះគេហើយគេឆ្លើយថា Xavier Bard Xavier អាយុ12ឆ្នាំដំបូងគេក្នុងប្រវត្តិសាស្ត្រនាងឈ្មោះ Tiffany Roman ហើយអ្វីដែលចម្លែកនោះគឺគេហៅនាងថា Roman ដែលស្ដាប់ទៅដូចជាឈ្មោះមនុស្សប្រុសសម្រាប់ខ្ញុំប៉ុន្តែមិនអីទេតាមចិត្តអ្នកនិពន្ធចុះនៅពេលគេឮត្រកូលរបស់នាងគេក៏ស្រឡាំងកាំងឈប់សិនត្រកូល Tiffany គេសួរនាងថាតើនាងមានបងប្រុសមែនទេហើយនាងឆ្លើយថាចាស់តើគេដឹងរឿងនេះបានយ៉ាងដូចម្ដេចតួឯកគិតក្នុងចិត្តថា Charlene កំសត់ខំចំណាយពេលពេញមួយជីវិតតាមរកប្អូនស្រីតែបែរជាគេទៅវិញទេដែលរកនាងឃើញក្នុងកន្លែងបែបនេះជប់សិនខ្ញុំមិនយល់ទេ Charlene ដែលជាបងប្រុសហៅនាងថា Tiffany គេតែងតែឆ្ងល់ថាតើគេនឹងអាចរកនាងឃើញទេតើនាងសុខសប្បាយជីទេហើយតួឯកឆ្លើយថា Domain ហើយនាងពិតជាសុខសប្បាយណាស់គឺបន្ទាប់មកតួឯកកង្អែលក្បាលនាងទាំងនិយាយថាពួកគេត្រូវតែធ្វើឲ្យប្រកាសថានាងបានត្រឡប់ទៅផ្ទះដោយសុវត្ថិភាពហើយឥឡូវគេគិតថាការរកឃើញក្មេងម្នាក់នេះគឺជាលាភសំណាងដ៏ធំធេងពេលយប់ងងឹតឈានចូលមកដល់នាងក៏គេងលក់ខណៈដែលគេកំពុងសម្រាកនិងជជែកជាមួយវិញ្ញាណដែលនាងបន្សល់ទុកគេសូមរៀនបន្ថែមពីអំណាចព្រោះនេះមិនមែនជាឥតផ្ទាល់ទេតែគឺជាមនសិការដែលនាងបន្សល់ទុកដើម្បីបង្រៀនគេពីរបៀបប្រើសមត្ថភាពទាំងនេះនាងប្រាប់គេឲ្យដកកាំបិតខ្លីចេញរួចនិយាយថាជំនួសឲ្យការគ្រាន់តែផ្ដុំថាមពលមន្តអាគមគេគួរតែបណ្ដោយឲ្យ Gimena កហូរចេញមកតាមបំណងហើយដោយសារវាជាអាវុធតូចវាងាយស្រួលនឹងធ្វើជាងនៅពេលដែលគេប៉ះកាំបិតថាមពលពណ៌ខៀវក៏ចាប់ផ្ដើមរំពាត់វានាងនិយាយថាគេនឹងរៀនក្បាច់នៃធាតុស្រមោលគេត្រូវផ្ដុំមែនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅត្រង់ចុងកាំបិតដោយធ្វើរូបរាងវាឲ្យដូចជាក្បាលព្រួញបន្ទាប់មកគេគ្រាន់តែបង្កើតរង្វង់ស្រមោលតូចមួយនៅចុងមុខដាវនោះគេនឹងអាចចាក់ទម្លុះរាល់អាវុធការពារទាំងអស់បាននៅពេលថាមពលផ្ដុំបានសម្រេចនាងប្រាប់គេឲ្យសាកល្បងវាហើយគេក៏ចាក់ទៅលើដើមឈើភ្លាមគេគ្រាន់តែចាក់តិចដូចជាការក្រវីដៃប៉ុណ្ណោះហើយវាលេចចូលទៅដូចជាកាត់បឺអញ្ចឹងប៉ុន្តែវាមិនមែនគ្រាន់តែចាក់ទម្លុះនោះទេគឺដើមឈើទាំងមូលត្រូវបានផ្ទុះខ្ទេចតែម្ដងគេកំពុងឈរសម្លឹងមើលទាំងតក់ស្លុតដោយនិយាយថាវាពិតជាចម្លែកណាស់ព្រោះគេគ្រាន់តែចាក់ស្រាលសោះភ្លាមនោះវិញ្ញាណរបស់អឺតនិយាយថារាល់អ្វីដែលនាងបង្រៀននាងនឹងបំភ្លេចចោលវិញភ្លាមដូច្នេះគេត្រូវតែចងចាំវាដោយខ្លួនឯងនាងនិយាយពាក្យឡាហើយចំពេលនោះដែរ Tiffany ក៏ភ្ញាក់ដឹងខ្លួនឡើងរួចសួរថាគេកំពុងធ្វើអ្វីប៉ុន្តែក្មេងប្រុសនេះឮសូរសំឡេងអ្វីម្យ៉ាងនៅក្បែរនោះហើយនិយាយថាមានអ្វីម្យ៉ាងកំពុងមកហើយគេលើកបីនាងរួចប្រាប់ថាពួកគេត្រូវតែនៅស្ងៀមបំផុតគេក្រឡេកមើលទៅលើដើមឈើរួចក៏ឡើងទៅលើវាយ៉ាងលឿនដោយដាក់នាងនៅទីនោះហើយប្រាប់នាងនៅស្ងៀមដាច់ខាតនៅពេលគេសម្លឹងចុះមកក្រោមក្រុមចៅមួយក្រុមបានមកដល់អាសក់ក្រហមនិយាយថាវាច្បាស់ជាឮសំឡេងចេញពីទីដាវនេះនៅពេលឃើញដើមឈើត្រូវបានបំផ្លាញខ្ទេចពួកវាប្រកាសក្នុងចិត្តថាមានអ្នកណាម្នាក់ដាក់គ្រាប់បែកនៅទីនោះវានិយាយថានេះគឺជាដំណឹងល្អព្រោះវាមានន័យថាគណៈព្យាបាលស្ថិតនៅក្បែរនេះឯងម្នាក់សួរថាដឹងដោយរបៀបណាវាឆ្លើយថាវាអាចមានអារម្មណ៍ដឹងពីធម្មពលរបស់នាងនៅជុំវិញនេះសូម្បីតែដីក៏មានសីតុណ្ហភាពប្លែកខុសពីធម្មតាដូចជាមានមនុស្សដេកនៅត្រង់នេះអញ្ចឹងអាម្នាក់នេះពិតជាមានញៀនដឹងច្បាស់រហូតដល់គួរឲ្យខ្លាចសូម្បីតែទូឯកក៏ភ្ញាក់ផ្អើលដែរមេក្រុមប្រាប់ទៅ Jimmy ឲ្យបន្តរករកហើយអាម្នាក់ដែលប្លែកគេនោះនិយាយថាមិនអីទេវានឹងរកពួកគេឲ្យឃើញបន្ទាប់មកវាបញ្ចេញធម្មពលពណ៌មាសនៅក្នុងដៃដែលចាប់ផ្ដើមរំកើឆ្ពោះទៅរកដើមឈើមួយទូឯកដឹងភ្លាមថាវាគឺជាជំនាញតាមដានពួកទាំង3នាក់នេះពិតជាគ្រោះថ្នាក់ជាងក្រុមមុនឆ្ងាយណាស់ប៉ុន្តែបើប្រៀបធៀបនឹងសត្វបើបេសាចមិនអាគមវិញពួកវាមិនមែនជាអ្វីសម្រាប់គេឡើយគេគ្មានផ្លូវបណ្ដោយឲ្យពួកវាឈ្នះនៅទីនេះទេមុនអាគមតាមដាននោះបានបញ្ចេញពន្លឺនៅចុងឈើហើយអាម្នាក់នោះនិយាយថាវាបានរកឃើញគោលដៅហើយអាសក់ប្រភេទប្រាប់ទៅបបឲ្យចាត់ការឥឡូវនេះហើយអាម្នាក់ដែលមកច្រើននោះនិយាយថាដូចមិនអីទេវានឹងកំទេចពួកវាទាំងពីរនាក់ចុះមកក្រោមឥឡូវនេះតួឯកចាប់អារម្មណ៍ឃើញថាពួកវាបំបែកគ្នាធ្វើការដែលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់គេបបបញ្ឈប់នៅពីមុខដើមឈើរួចនិយាយថាបើអាម្នាក់នោះមិនព្រមចេញមកទេវានឹងកាប់រំលំដើមឈើនេះតែម្ដងវាក្រវីពូថៅកាប់ទៅលើដើមឈើបណ្ដាលឲ្យដើមឈើទាំងមូលរញ្ជួយវាកាប់ហើយកាប់ទៀតទាំងសួរថាតើក្មេងនេះចង់ពួនដល់ពេលណាតួឯកកំពុងតែអបអរសាទរដោយស្ងាត់ទាំងនិយាយថាគ្រប់យ៉ាងកំពុងតែដើរតាមផែនការបន្ទាប់មកយើងឃើញឈុតកាលពីប៉ុន្មាននាទីមុនចំពេលដែលអាម្នាក់នោះបំរុងនឹងបញ្ចេញមន្តអាគមតាមដានមែនហើយគេពិតជាឆ្លាតមែនដោយសារគេដឹងថាមន្តអាគមតាមដាននឹងដេញតាមធម្មពលមន្តអាគមផ្សេងទៀតគេក៏ក្រវែងដុំទឹកមួយទៅលើដើមឈើផ្សេងមួយទៀតដោយបញ្ចូលមែនទៅក្នុងនោះពេញទំហឹងនឹងហើយជាមូលហេតុដែលមន្តអាគមតាមដានហោះទៅទីនោះឥឡូវនេះបបកំពុងតែខំកាប់ដើមឈើខុសដូចជាអាល្ងងខណៈពេលដែលតួឯកកំពុងពួនយ៉ាងស្ងៀមស្ងាត់តួឯកគិតថាបើពួកវាធ្វើឲ្យខូចផែនការបែបនេះគេនឹងសម្លាប់ពួកវាម្នាក់ចេញនៅពេលដែលអាម្នាក់នោះកំពុងកាប់ដើមឈើហើយស្លឹកឈើដែលសាមចាប់ដើមស្រក់ទឹកគេក៏ផ្ដុំដំណក់ទឹកទាំងនោះឲ្យคล้ายជាដុំទឹកដ៏ធំមួយនៅពីលើក្បាលបុរសម្នាក់នោះផែនការគឺប្រើបច្ចេកទេសដ៏ដែលគេធ្លាប់ប្រើលើ Klaus Bob ហាក់ដូចជាចាប់អារម្មណ៍ឃើញថាមានរឿងមិនស្រួលប៉ុន្តែវាហួសពេលទៅហើយដុំទឹកបានព័ទ្ធជុំវិញក្បាលវាចាប់ដើមថប់ដង្ហើមក្រវីពូថៅចុះឡើងទាំងងងឹតមុខខណៈដែលក្មេងប្រុសនេះគិតថាមិនក៏អាម្នាក់នេះមិនអាចដោះស្រាយរឿងសាមញ្ញបែបហ្នឹងបានពួកវាពិតជាមិនខុសពីពួកមុនប៉ុន្មានឡើយគេក៏ក្រវែងកាំបិតខ្លីទៅរកអាម្នាក់ដែលថត់នោះវាបានដោតទម្លុះចំពេញទំហឹងហើយហោះទៅមុខទៀតខ្ញុំស្មានតែពួកម្នាក់ទៀតនៅក្បែរនឹងដែរប៉ុន្តែពួកវាឮតែសំឡេងបាក់បែកពីចម្ងាយប៉ុណ្ណោះម្នាក់ក្នុងចំណោមពួកវាជជែកគ្នាថាមានរឿងមិនស្រួលហើយព្រោះវាមិនឮសំឡេងកាប់ឈើទៀតទេប្រហែលជាគោលដៅដែលពួកគេកំពុងដេញតាមអាចប្រើមន្តអាគមបានមេក្រុមនិយាយថាប្រសិនបើវាជាការពិតមែននោះបបប្រកាសជាគ្មានឱកាសតតាំងឡើយចុះបើដឹងអញ្ចឹងហើយមិនក៏ពួកឯងបំបែកគ្នាចង់ឲ្យវាស្លាប់ម្នាក់ឯងមែនទេ
មើលទៅប្រហែលជាអញ្ចឹងមែនពួកវាបានរកឃើញដើមឈើដែលត្រូវកាប់ដាច់ពាក់កណ្ដាលដីដែលជោគជាមដោយទឹកប៉ុន្តែសាកសពរបស់បបបានបាត់ស្រមោលសូនឲ្យឈឹងម្នាក់ក្នុងចំណោមពួកវាបានធ្វើការសន្និដ្ឋានយ៉ាងសាមញ្ញថាដីនៅទីនេះសើមប៉ុន្តែវាមិនបានភ្លៀងទេដូច្នេះវាច្បាស់ជាមិនអាគមហើយតើវាធ្វើអ្វីវាបានយកដៃទៅប៉ះទឹកនោះភ្លាមនោះវាត្រូវចរន្តអគ្គិសនីឆក់យ៉ាងខ្លាំងរហូតដល់ប្រកាច់ដួលផ្ងាក្រោយទឹកនោះត្រូវបានគេដាក់ថ្នាំពុលមេក្រុមប្រាប់ពួកគេឲ្យមានការប្រុងប្រយ័ត្នខ្ពស់ស្រាប់តែភ្លាមនោះមានធ្មពីដុំហោះមកយ៉ាងលឿនសម្ដៅរកពួកវាហើយម្នាក់ក្នុងចំណោមនោះស្ទើរតែដាច់ខ្យល់ស្លាប់ម្ដងទៀតធ្មមួយដុំទៀតហោះសម្ដៅទៅរកមេក្រុមប៉ុន្តែវាបានបញ្ចេញដុំភ្លើងតូចមួយបាញ់កំទេចធ្មនោះនៅកណ្ដាលអាកាសវានិយាយថាបើផ្អែកតាមទិសដៅនៃការវាយប្រហារពួកគេប្រហែលជាត្រូវខ្មាំងសត្រូវច្រើនអ្នកឡោមព័ទ្ធហើយតួឯកដែលកំពុងពួនស្ងាត់គិតក្នុងចិត្តថាល្អណាស់តាមពិតអាម្នាក់នេះគឺជាអ្នកមន្តអាគមធាតុភ្លើងសោះខណៈដែលមេក្រុមបញ្ជាឲ្យពួកវាកុំបែកគ្នាព្រោះវានឹងធ្វើឲ្យសត្រូវកាន់តែងាយស្រួលចាត់ការប៉ុន្តែតួឯកគិតថាគ្រប់យ៉ាងវាហួសពេលទៅហើយពួកវាចាប់ផ្ដើមភ័យស្លន់ស្លោព្រោះបើគ្មាន Jimmy ដើម្បីកំណត់ទីតាំងសត្រូវទេពួកគេមិនដឹងថាអ្នកវាយប្រហារនៅណាឡើយតើពួកគេគួរដោះស្រាយរឿងនេះយ៉ាងដូចម្តេចមេក្រុមបង្កើតដុំភ្លើងដ៏ធំមួយរួចនិយាយថាវាងាយស្រួលទេបើពួកកណ្ដុរមិនព្រមចេញមកវានឹងដុតព្រៃនេះឲ្យខ្ទេចតែម្ដងភ្លាមនោះតួឯកក៏ដើរចេញមករួចនិយាយថាប៊ូស៊ូស្ដីហើយប្រាប់ឲ្យពួកវាផ្អាកសិនមេក្រុមមានការងឿងឆ្ងល់យ៉ាងខ្លាំងថាម៉េចក៏មានក្មេងម្នាក់នៅទីនេះតួឯកនិយាយថាគេគ្រាន់តែជាអ្នកដើរបេះថ្នាំប៉ុណ្ណោះគេមិនដឹងថាមានរឿងអ្វីកើតឡើងទេតែមើលទៅទីនេះដូចជាកំពុងមានរឿងវឹកវរខ្លាំងណាស់ពួកវាមិនជឿគេទេហើយនិយាយថាគេគ្មានផ្លូវបានចាក់ចេញពីទីនេះឡើយតួឯកសួរថាតើពួកវាចង់និយាយពីអ្វីពួកវាចោទគេថាជាអ្នកសម្លាប់មនុស្សប៉ុន្តែគេវិញថាគេគ្រាន់តែជាក្មេងម្នាក់តើពួកវាឈួតមែនទេប៉ុន្តែបើពួកវាចង់រកមនុស្សគេទើបតែឃើញម្នាក់ដើរកាត់ទីនេះបើពួកវាចង់ដឹងគេអាចប្រាប់បានមេក្រុមអរគុណគេហើយនិយាយថាបើព័ត៌មាននោះពិតវានឹងយកគេចូលធ្វើការជាមួយប៉ុន្តែគេនិយាយថាគេមិនចាប់អារម្មណ៍ឡើយព្រោះឪពុកម្ដាយគេកំពុងរងចាំនៅផ្ទះស្រាប់តែបុរសម្នាក់នោះក្រវែងដុំភ្លើងសម្ដៅរកគេយ៉ាងលឿនវាបានកំទេចគ្រប់យ៉ាងនៅពីមុខប៉ុន្តែមេក្រុមត្រូវភ្ញាក់ផ្អើលជាខ្លាំងព្រោះក្មេងនោះបានបាត់ស្រមោលហើយទៅលេចមុខនៅពីក្រោយអាពីរអ្នកនោះបាត់ទៅហើយដោយសារតែវាពិបាកដោះស្រាយជាមួយអ្នកមន្តអាគមធាតុភ្លើងគេត្រូវការកាត់បន្ថយចំនួនសត្រូវឲ្យនៅម្នាក់ទល់នឹងម្នាក់ដូច្នេះគេក៏បានបង្កើតដុំទឹកព័ទ្ធក្បាលអាពីរអ្នកនោះដើម្បីឲ្យពួកវាថប់ដង្ហើមហើយអ្នកមន្តអាគមធាតុភ្លើងក៏បានបាញ់កម្ដៅយ៉ាងខ្លាំងសម្ដៅរកពួកវាដើម្បីព្យាយាមរំលាយទឹកនោះចោលតួឯកនិយាយថាអ្នកមន្តអាគមធាតុភ្លើងគ្រប់រូបសុទ្ធតែមានចរិតដូចគ្នាគឺចិត្តក្ដៅនិងខួរក្បាលសាំបំផុតអាពីរអ្នកនោះដួលទៅលើដីក្នុងសភាពអស់កម្លាំងលហិតលហៃមើលទៅដូចជាត្រូវគេអាំងឆ្អិននៅទីនោះតែម្ដងហើយក្មេងប្រុសនេះនិយាយដដែលថាពួកអ្នកមន្តអាគមធាតុភ្លើងពិតជាដូចគ្នាទាំងអស់គឺល្ងងដូចគ្នាអ្នកមន្តអាគមធាតុភ្លើងនៅតែមិនព្រមឈប់វាក៏ស្ទុះចូលមកដាវដោយប្រើភ្លើងខណៈដែលតួឯកកំពុងតែញញឹមគេគេចទៅខាងឆ្វេងយ៉ាងងាយរួចក៏រត់ស្លោតទៅចាប់ដាវដែលដេកនៅលើដីខណៈដែលអាម្នាក់នោះងឿងឆ្ងល់ថាតើក្មេងនេះពិតជាចង់ឈ្នះដោយប្រើក្បាច់ដាវមែនទេនៅពេលដាវទទួលបានធម្មពលមន្តអាគមពេញទំហឹងតួឯកនិយាយថាគេមិនចូលចិត្តសម្លាប់មនុស្សទេប៉ុន្តែសម្រាប់ពួកបិសាចដូចជាពួកវាគឺជារឿងផ្សេងហើយឥឡូវនេះនៅពេលដែលគេបានដឹងពីអាចកំបាំងនៃអំណាចរបស់គេហើយគេមិនអាចបណ្ដោយឲ្យអាម្នាក់នេះនៅរស់បានឡើយបុរសចំណាស់ម្នាក់នោះហាក់ដូចជាមានអារម្មណ៍រំភើបដោយនិយាយថាការរកឃើញក្មេងម្នាក់ដែលចេះប្រើទាំងដាវនិងមន្តអាគមគឺជារឿងអស្ចារ្យជាងការរកឃើញក្មេងស្រីនោះទៅទៀតវាក៏លោតសម្ដៅទៅរកតួឯកទាំងនិយាយថាវាចង់បានក្មេងម្នាក់នេះការវាប្រហារសម្ដៅជំទ្រូងរបស់តួឯកប៉ុន្តែគេបានបង្កើតរនាំងទឹកការពារដែលធ្វើឲ្យអាម្នាក់នោះបោកទង្គិចនឹងរនាំងនោះយ៉ាងខ្លាំងXavierបានពន្លត់ភ្លើងរបស់អាម្នាក់នោះរួចក៏ចាក់ដាវសម្ដៅទៅចំទ្រូងវាប៉ុន្តែវាក៏បានវាបង្វែរមុខដាវចេញហើយទាត់ក្មេងប្រុសនេះមួយជើងបណ្ដាលឲ្យខ្ទាបទៅក្រោយយ៉ាងខ្លាំងបុរសចំណាស់ម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងដោយឆ្ងល់ថាហេតុអ្វីបានជាក្មេងតូចម្នាក់នេះមានអារម្មណ៍ដូចជាអ្នកដែលធ្លាប់ឆ្លងកាត់សមរភូមិរាប់មិនអស់បែបនេះតួឯករបស់យើងតបវិញថាគេឈប់លេងសាច់ហើយបុរសម្នាក់នោះបញ្ចេញមន្តអាគមភ្លើងម្ដងទៀតហើយបោកវាទៅនឹងដីតួឯកអង្គុយមើលខណៈដែលអាម្នាក់នោះស្រែកថាប៊ូងាប់ទៅរួចក៏បាញ់កម្ដៅដុំហេម៉ាមលើគេតើគេអាចទប់វាបានទេពិតណាស់គេអាចធ្វើបានប៉ុន្តែទីនេះគឺជាការប្រយុទ្ធគ្នាដោយ5ហិច្ឆតាគេបញ្ចេញមន្តអាគមទឹករបស់គេរួចក៏វាបកកាប់ផ្ទុះនោះត្រឡប់ទៅវិញវាបានคล้ายជាសត្វនាគដែលកើតចេញពីការរួមបញ្ចូលគ្នានៃធាតុហើយនៅពេលដែលវាចប់សពគ្រប់យ៉ាងហាក់ដូចជាត្រូវបានរលាយបាត់អស់គ្មានសល់អាម្នាក់នោះចាប់ផ្ដើមអបអរសាទរដោយគិតថាល្អិតនេះត្រូវបានគេកម្ចាត់ហើយប្រែទៅជាភេទបាត់ទៅហើយប៉ុន្តែខណៈពេលដែលវាកំពុងសើចតួឯកក៏ទៅដល់ពីក្រោយវាបាត់ទៅហើយហឹមការចាក់មួយកំបិតទៀតបានចូលចំគោដៅពេញទំហឹងហើយគូវ៉ាវលើកនេះវាលេចចូលទៅដូចជាកាត់បឺអញ្ចឹងវានៅឈរត្រង់នោះទាំងនិយាយដដែលថាវាមិនអាចទៅរួចទេប៉ុន្តែគូលីហើយរាងកាយរបស់វាក៏ដួលស្ទោកទៅលើដីតួឯកគ្រាន់តែសម្លឹងមើលវារួចនិយាយថានេះគឺជាអ្វីដែលពួកចាប់ជំរិតសមនឹងទទួលបានក បន្ទាប់ពីបង្កើនធម៌ពលប្រចាំថ្ងៃរួចរាល់គេក៏ឡើងលើដើមឈើទៅជជែកជាមួយ Tefena គេបានចាត់ការគ្រប់យ៉ាងរួចរាល់ហើយពួកគេអាចត្រឡប់ទៅវិញបានប៉ុន្តែនាងកំពុងតែញ័រខ្លួនពេញប្រាណទាំងនិយាយថាគេពិតជាអស្ចារ្យណាស់ Xavier និយាយថាអត់ទេនេះមកពីសំណាងសុទ្ធសាធពួកជំនួយអាចនឹងមកដល់គ្រប់ពេលដូច្នេះយើងគួរតែចាក់ចេញពីទីនេះនាងអាចដឹងបានថាគេមិនចង់ឲ្យនាងដឹងរឿងច្រើនដូច្នេះគេក៏ប្រាប់នាងឲ្យធ្វើចិត្តត្រជាក់ហើយកុំប្រាប់រឿងនេះដល់អ្នកណាឲ្យសោះឲ្យជួយផងតួឯកយើងពូកែសម្ដែងណាស់គេប្រើក្បាច់អង្អែលក្បាលម្ដងទៀតរួចនិយាយសន្យាថានឹងមិនឲ្យអ្នកណាម្នាក់មកធ្វើបាបនាងបានទៀតឡើយនៅពេលត្រឡប់ចុះមកដីវិញសាកសពរបស់ពួកចៅបានដេកពីពេញទីនោះហើយ Tefena សួរថាតើពួកគេស្លាប់អស់ហើយមែនទេគេឆ្លើយថាអត់ទេក្រៅពីមេក្រុមពួកអ្នកផ្សេងគ្រាន់តែសន្លប់ប៉ុណ្ណោះប៉ុន្តែខណៈពេលកំពុងនិយាយស្រាប់តែគេមានអារម្មណ៍ប្លែកៗរួចក៏ដួលកាប់មុខទៅនឹងដីតែម្ដងនាងបានស្រែកហៅគេប៉ុន្តែឈុតឆាកត្រូវបានកាត់ទៅដល់ទីក្រុងតូចមួយវិញមើលចុះតើខ្ញុំនិយាយមែនទេស្ត្រីម្នាក់បានសួរថា Bucholin តើក្មេងប្រុសម្នាក់នោះដឹងខ្លួនហើយឬនៅអូ Cholin បើខ្ញុំមិនច្រឡំទេគេគឺជាមិត្តភក្តិកាលពីជាតិមុនហើយគេនិយាយថាគេកំពុងតែទៅមើលឥឡូវនេះហើយពិតជាដូចរឿង Beginning After the End Best Batman យ៉ាងហោចណាស់ពួកគេក៏មិនមែនជាគ្រួសារអភិជនជាន់ខ្ពស់អីដែរបើមិនអញ្ចឹងទេច្បាស់ជាឈួតស្លាប់មិនខាន
ស្ត្រីម្នាក់នោះនិយាយថាគេត្រូវតែអរគុណអ្នកសង្គ្រោះរបស់ Chefena ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលដែលគេដឹងខ្លួនហើយ Charlene ក៏យល់ព្រមចំពេលនោះដែរ Chefena ក៏រត់ចូលមកហើយបងប្រុសរបស់នាងប្រាប់ឲ្យនាងធ្វើចិត្តឲ្យស្ងប់ប៉ុន្តែនាងនិយាយថានាងចង់ជួយគេប្រាប់នាងឲ្យសម្រាកទៅប៉ុន្តែនាងនៅតែជំនះដោយនិយាយថាបងប្រុសខំធ្វើការខ្លាំងពេកហើយនាងចង់ក្លាយជាមនុស្សដែលមានប្រយោជន៍ដែរហើយម្យ៉ាងទៀតនាងក៏បានជាសេះស្បើយហើយគេឆ្លើយតបវិញថាបញ្ហាធំបំផុតវាមិនមែនជារឿងនាងមានរបួសទេគឺរឿងដែលនាងហ៊ានចាក់ចេញពីភូមិតែម្នាក់ឯងនាងយាយីមសុំទោសដោយនិយាយថានាងដើរទៅឆ្ងាយពេកប៉ុន្តែវានឹងមិនកើតឡើងម្ដងទៀតឡើយ Charlene ធ្វើមិនដឹងមិនលឺចំពោះសម្ដីរបស់នាងដោយនិយាយថាវាប្រសើរជាងបើទៅមើលថាតើក្មេងម្នាក់នោះដឹងខ្លួនហើយឬនៅគេក៏បើកទ្វារបន្ទប់ហើយនៅខណៈនោះតែម្ដងដៃដ៏ធំមួយបានលូកចេញពីក្នុងបន្ទប់សម្ដៅមកមុខគេយ៉ាងលឿនទេវេញាស្រែកប្រាប់ឲ្យគេឈប់រួចពួកគេទាំងពីរក៏ឈរធ្លាំងសម្លឹងមុខគ្នាទាំងងឿងឆ្ងល់មួយសន្ទុះទូឯកស្មានតែជាស្ត្រូវប៉ុន្តែគេក៏ចំណាំមុខ Charlene បានឈុតបន្ទាប់ពួកគេស្ថិតនៅក្នុងពិធីជប់លៀងមួយហើយ Charlene និយាយថាគេអាចញ៉ាំអ្វីក៏បានតាមចិត្តមិនបាច់ប្រញាប់ទេទេវេញាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញក្មេងរៀងកំប៉ែតម្នាក់នេះអាចញ៉ាំបានច្រើនដល់ថ្នាក់នឹងគេអង្អែលពោះរួចនិយាយថាទីបំផុតគេអាចញ៉ាំឲ្យឆ្អែតពោះហើយបន្ទាប់មក Charlene ចាប់អារម្មណ៍នឹងការនិយាយស្ដីរបស់គេរួចសួរថាតើគេមកពីណាទូឯកក៏បង្ហើបថាគេរស់នៅទីក្រុង Ensolf ដែលជាទីក្រុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Bon Castle Charlene ភ័យស្លន់ស្លោភ្លាមៗហើយនិយាយថា Bon Castle ត្រូវចំណាយពេលធ្វើដំណើរដល់ទៅ3នេះឯណោះចុះហេតុអ្វីបានជាគេមកដល់ទីនេះទូឯកនិយាយថាវាជារឿងវែងឆ្ងាយណាស់ហើយមើលទៅគេពិតជានឹងរៀបរាប់រឿងទាំងអស់ប្រាប់មែនគេក៏ពន្យល់រឿងគ្រប់យ៉ាងប្រាប់ Charlene តក់ស្លុតយ៉ាងខ្លាំងនៅពេលឮថាមានសត្វបិសាចមិនអាគមកំពុងដើររហែករហូតក្នុងព្រៃទូឯកមិនចង់ឲ្យគេភ័យខ្លាចទេប៉ុន្តែវាប្រសើរជាងបើគេបានដឹងមុននឹងវាហួសពេលបន្ទាប់មក Charlene និយាយថាវាជារឿងល្អបំផុតដែលត្រូវជូនក្មេងម្នាក់នេះត្រឡប់ទៅផ្ទះវិញព្រោះឪពុកម្ដាយគេច្បាស់ជាបារម្ភខ្លាំងណាស់ពួកគាត់ប្រហែលជាគិតថាគេត្រូវសត្វបិសាចស៊ីបាត់ទៅហើយទូឯកមានការងឿងឆ្ងល់បន្តិចនៅពេលដែល Charlene ចង់ទៅជាមួយដែរ Charlene និយាយថាពិតណាស់បងធំជាងឯងបងមិនអាចបណ្ដោយឲ្យក្មេងតូចម្នាក់ដើរកាត់កន្លែងគ្រោះថ្នាក់បែបនេះតែម្នាក់ឯងម្ដងទៀតឡើយទេវេញាព្យាយាមជួយនិយាយថាខេវាខ្លាំងណាស់ប្រហែលជាមិនបាច់មានអ្នកការពារក៏បានប៉ុន្តែជារៀងរាល់ចម្ពោះវាតែងតែមានឈុតឆាកប៉ះមុខមាត់ទេវេញារហូតហើយលើកនេះ Charlene ក៏និយាយទៀតថាពួកគេនៅតែក្មេងដូច្នេះត្រូវតែរៀនពឹងផ្អែកលើមនុស្សនៅជុំវិញខ្លួននាងសួរថាតើនាងអាចទៅជាមួយបានទេហើយគេក៏ឆ្លើយថាពិតណាស់គឺតាមពិតគេគួរតែនិយាយថាទេទើបត្រូវបញ្ជូននាងទៅផ្ទះវិញទៅដើម្បីកុំឲ្យនាងត្រូវគេវាយប្រហារម្ដងទៀតហើយបង្ខំឲ្យទូឯកត្រូវបញ្ចេញអំណាចនិងអាចកំបាំងទាំងអស់របស់គេម្ខាងទៀតទូឯកមើលឃើញថា Charlene នៅតែជាមនុស្សដែលគេអាចទុកចិត្តបានជានិច្ចចំណែកទេវេញាវិញនាងហាក់ដូចជាមានចិត្តរំភើបណាស់មើលទៅនាងប្រហែលជារងចាំឲ្យគេចាប់ជំរិតម្ដងទៀតដើម្បីឲ្យសាច់រឿងដើរទៅមុខហើយដឹងស្រាប់តែភ្លាមនោះទូឯកក៏ចាប់ផ្ដើមយំខ្លាំងតែម្ដងស្ថានភាពផ្លូវចិត្តរបស់ក្មេងនេះពិតជាខ្ទេចខ្ទាំមែនឃើញបែបនេះ Charlene ក៏ដាក់ដៃលើស្មាគេរួចប្រាប់ឲ្យគេធ្វើចិត្តឲ្យស្ងប់ពួកគេនឹងជួយរកឪពុកម្ដាយគេឲ្យឃើញទូឯកបំរុងនឹងប្រាប់ឲ្យគេឈប់ចាត់ទុកគេដូចក្មេងប៉ុន្តែ Charlene និយាយថាថ្ងៃណាមួយគេនឹងធំដឹងក្តីមិនខានថ្ងៃបន្ទាប់ Charlene កំពុងធ្វើដំណើរតាមផ្លូវដោយមានសេះនាំមុខចំពេលនោះមេភូមិម្នាក់ឈ្មោះ Coraine បានស្រែកហៅពួកគេ Charlene បំរុងនឹងនិយាយថាគេនឹងត្រឡប់មកវិញឆាប់ៗមិនបាច់បារម្ភទេប៉ុន្តែ Coraine និយាយថាមិនអីទេគ្រប់គ្នានៅទីនេះគឺជាគ្រួសារតែមួយតើគេមកទីនេះគ្រាន់តែដើម្បីលាមែនទេមើលទៅដូចជាមានអ្នកណាម្នាក់ចិត្តស្លាប់ហើយដើម្បីឲ្យពួកយើងមានការឈឺចាប់ក្នុងចិត្តពួកគេប្រហែលជានឹងត្រឡប់មកភូមិនេះវិញហើយរកមិនឃើញអ្នកណាម្នាក់នៅរស់ឡើយនៅតាមផ្លូវពួកគេនាំគ្នាច្រៀងលេងពាក់កម្រងផ្កាបង្កាត់ភ្លើងយ៉ាងសប្បាយរីករាយខណៈដែលទូឯកកំពុងតែគិតពីរឿងសត្វបិសាចប៉ុន្តែគ្មានរឿងអ្វីកើតឡើងឡើយវាគឺជាដំណើរកំសាន្តដ៏សុខសាន្តមួយហើយឥឡូវនេះពួកគេកំពុងឈរនៅពីមុខប្រាសាទ Colpen ក្នុងពេលជាមួយគ្នានេះអ្នកម្ដាយកំពុងតែភ័យស្លន់ស្លោនិងចង់ដឹងខ្លាំងណាស់ថាតើកូនប្រុសរបស់នាង Xavier នៅឯណាឈប់សិន Helena មិនបានប្រាប់អ្នកណាទាំងអស់ថាគេទៅវីតទល់ម្នាក់ឯងជាមួយសត្វបិសាចមិនអាគមនោះទេបើតាមធម្មតាអ្នកច្បាស់ជាគិតថាគេស្លាប់បាត់ទៅហើយឪពុកអ្នកនិយាយថាលោកនឹងចេញទៅរកម្ដងទៀតហើយប្រាប់ឲ្យនាងសម្រាកប៉ុន្តែនាងតបវិញថាអត់ទេខ្ញុំក៏ចង់ទៅដែរគាត់និយាយថានាងមិនបានសម្រាកច្រើនថ្ងៃមកហើយគាត់សន្និដ្ឋាននឹងរក Xavier ឲ្យឃើញដូច្នេះនាងត្រូវតែនៅផ្ទះដើម្បីថែរក្សាសុខភាពទឹកមុខរបស់នាងប្រែប្រួលរួចក៏សួរថាតើកូនប្រុសរបស់នាងបានទៅកាន់ឧបភូមិខាងទៀតក៏ហើយមែនទេគាត់និយាយថាវាមិនអាចទៅរួចទេគេគឺជាតួឯកនៃរឿងនេះគ្មានផ្លូវដែលគេស្លាប់ឡើយប៉ុន្តែនាងនៅតែមិនជឿដោយនិយាយថាពួកគេបានឃើញកន្លែងដែលគេធ្លាក់ហើយរកគេមិនឃើញដូច្នេះគេច្បាស់ជាត្រូវសត្វស៊ីបាត់ទៅហើយអ្នកឪពុកប្រាប់ឲ្យនាងរក្សាក្តីសង្ឃឹម Xavier ប្រកាសជានៅរស់និងសុខសប្បាយជាមិនខានក្នុងពេលនោះដែរប្អូនស្រីតូចរបស់គេកំពុងតែយំចង់ដឹងថាបងប្រុសរបស់នាងបាត់ទៅណាសាច់រឿងត្រឡប់ទៅរក Klaus ដែលកំពុងស្ថិតក្នុងស្ថានភាពដដែលគឺត្រូវឪពុករបស់គេធ្វើបាបនិងបង្កប់បន្ទាបមិនដឹងថាគួរត្រេកអរឬយ៉ាងណាទេប៉ុន្តែ Klaus កំពុងអង្វរឪពុកឲ្យបញ្ជូនក្រុមស្វែងរកទៅជួយរកមិត្តភ័ក្តិរបស់គេប៉ុន្តែឪពុករបស់គេដែលអង្គុយក្នុងផ្សែងបារីហុយត្រឡោមនិយាយថាវាមិនចំណេញអ្វីតតែសោះក្នុងការទៅជួយក្មេងអនាថាដែលមិនស្គាល់អត្តសញ្ញាណម្នាក់នោះ Klaus និយាយថាក្មេងនោះបានជួយសង្គ្រោះជីវិតគេប៉ុន្តែមែនហើយវាមិនមានប្រសិទ្ធភាពសម្រាប់ឪពុកដែលមិនខ្វល់ពីកូនសំបីតែបន្តិចនោះទេគាត់ខឹងយ៉ាងខ្លាំងដែលកូនរស់របស់គាត់សុកចិត្តលុតជង្គង់ដើម្បីមនុស្សបែបហ្នឹងឥឡូវនេះស្ថានភាពបានប្រែប្រួលឪពុករបស់គេចាប់គេរួចនិយាយថាឯងគឺជាអភិជនឯងកំពុងតែធ្វើឲ្យខ្លួនឯងថោកទាបដើម្បីពួកសាមញ្ញជនឲ្យជួយផងចងចាំថាពិភពលោកនេះមានមនុស្សតែពីរប្រភេទប៉ុណ្ណោះគឺពួកអភិជននិងពួកដែលមិនមែនជាអភិជនដែលកើតមកដើម្បីតែបម្រើនិងចិញ្ចឹមពួកអភិជនពិតប្រាកដប៉ុណ្ណោះគាត់ក្រវែងគេទៅលើដីហើយនិយាយថាគេត្រូវតែរៀនរីករាយនឹងបុព្វសិទ្ធិជាអភិជននិងរក្សាវាឲ្យបានគេត្រូវតែស្ដាប់បង្គាប់រាល់អ្វីដែលគាត់ប្រាប់ឪពុកម្នាក់នេះច្បាស់ជាមានបញ្ហាផ្លូវចិត្តមិនខានសាច់រឿងនិយាយថាខណៈនោះ Klaus មានអារម្មណ៍មិនស្រួលក្នុងចិត្តយ៉ាងខ្លាំងប្រហែលជានេះមិនមែនជាជីវិតដែលគេចង់បាននោះទេគេផ្ដោតអារម្មណ៍ហើយនិយាយថាគេនឹងរកឲ្យឃើញនៅអ្វីដែលត្រឹមត្រូវ
ឈុតបន្ទាប់ធីវេញ៉ាមានក្តីសុខណាស់នាងបើកបង្អួចមើលសត្វបក្សីតូចៗកំពុងលោតលេងនៅខាងក្រៅបងប្រុសរបស់នាងសួរថានាងកំពុងមើលអ្វីហើយនាងឆ្លើយថាសត្វបក្សីកំពុងលេងជាមួយគ្នាប៉ុន្តែគេប្រាប់ថាមិនមែនលេងទេនោះគឺជាការដែលពួកវាជួយមើលថែគ្នាទៅវិញទៅមកដែលធ្វើឲ្យពួកវាកាន់តែស្និទ្ធស្នាលធីវេញ៉ាយល់ភ្លាមថានេះគឺជាវិធីធ្វើឲ្យស្និទ្ធស្នាលដែលមានន័យថានាងច្បាស់ជាព្យាយាមប្រើក្បាច់នេះលើតួឯកមិនខានចំពេលនោះគេក៏លេចមុខមកហើយនិយាយថាគេទៅហាងលក់អីវ៉ាន់នាងសួរថាទៅធ្វើអ្វីហើយគេឆ្លើយថាគេត្រូវការខោអាវថ្មីរស់មើលទៅគេឥឡូវដូចជាអ្នកសុំទានអញ្ចឹងឆោលេងសួរថាចង់ស្លៀកខោអាវបងទេមើលទៅរៀងរើគាត់ចុះប៉ុន្តែតួឯកក៏បដិសេធភ្លាមគ្មានផ្លូវដែលគេព្រមពាក់ស្បែកជើងដែលមើលទៅដូចតួអង្គ Joker បែបហ្នឹងឡើយចំពោះបន្ទាប់យើងស្ថិតនៅក្នុងព្រៃជាមួយតួឯកដែលកំពុងដើរម្នាក់ឯងទាំងប្រាប់អឺតថាគ្មានអ្នកណានៅក្បែរទេពួកគេអាចជជែកគ្នាបានទ្រូងរបស់គេចាប់ផ្ដើមបញ្ចេញពន្លឺតើនេះជាអ្វីអឺតមែនទេនាងហោះចេញមកក្រៅវ៉ាវអ្នកពិតជាកំពុងហោះមែននាងងាកមកវិញរួចនិយាយថានាងពិតជាបានចេញមកខាងក្រៅបន្តិចមែនតួឯកចង់ដឹងថាហេតុអ្វីបានជាស្ត្រីម្នាក់នេះចេញពីក្នុងខ្លួនគេបែបនេះនាងប្រាប់ឲ្យគេធ្វើចិត្តឲ្យត្រជាក់នេះគ្រាន់តែជាគុណសិការបស់នាងប៉ុណ្ណោះមូលហេតុដែលនាងអាចបង្ហាញខ្លួនបានគឺដោយសារតែគេដឹងថាគ្រាន់តែរូបរាងនាងយ៉ាងម៉េចដែលធ្វើឲ្យនាងអាចលេចចេញជារូបរាងបានតើស្អីគេនឹងនាងហោះក្រវីខ្លួនចុះឡើងទាំងនិយាយថានាងគ្រាន់តែជាមនសិកាដូច្នេះគេកុំរំពឹងថានាងនឹងមានប្រយោជន៍ក្នុងការប្រយុទ្ធអីគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងថាតើមនសិកានេះខ្លាំងដល់កម្រិតណានិយាយមែនការស្រមើស្រមៃពិតជាមានអំណាចមែនសូម្បីតែការស្រមើស្រមៃដើម្បីតែឲ្យគេមកជាខ្លួនឯងបែបហ្នឹងតួឯកខឹងខ្លាំងណាស់នាងចាប់ភ្នែកគេឡើងចង់ខ្វាក់ទៅហើយឲ្យជួយផងយ៉ាងហោចណាស់ក៏នាងគួរតែអាចប្រយុទ្ធជាមួយសត្វបិសាចមន្តអាគមបានខ្លះដែរប៉ុន្តែបន្ទាប់មកនាងបែរជាប្រាប់ឲ្យគេរៀបខ្លួនឲ្យត្រង់ព្រោះថ្នាក់រៀនចិត្តចាប់ផ្ដើមហើយក្នុងខណៈនោះទ្រូងរបស់គេចាប់ផ្ដើមបញ្ចេញពន្លឺម្ដងទៀតហើយអ្វីម្យ៉ាងក៏លេចចេញមករួចក៏បើកភ្នែកមួយនៅលើដើមឈើតួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគេអាចធ្វើបែបនោះបានប៉ុន្តែនាងប្រាប់ឲ្យគេឈប់ធ្វើច្រិតឆ្ងល់គ្រប់រឿងទៅហើយឆាប់ចូលទៅខាងក្នុងទៅព្រោះគេមានកិច្ចការច្រើនត្រូវធ្វើគេសួរថាតើមានរឿងអ្វីកើតឡើងបន្ទាប់ហើយនាងបញ្យល់ថាសត្វបិសាចដែលគេបានប្រយុទ្ធជាមួយកាលពីលើកមុនគឺខ្សោយពេកហើយនោះហើយជាមូលហេតុដែលនាងបានរៀបចំប្តីគូវឹកហាត់មួយចំនួនសម្រាប់គេតួឯកហាក់ដូចជាមានចិត្តរំភើបណាស់ប៉ុន្តែស្នាមញញឹមនោះច្បាស់ជាបាត់ទៅវិញមិនខាននាងប្រាប់គេឲ្យប្រុងប្រយ័ត្នទោះមើលទៅវាដូចជាស្រួលមែនប៉ុន្តែបើគេស្លាប់ច្រើនដងពេកគេនឹងធ្លាក់ការតេះនេះគេត្អូញតែគេប្រាប់នាងថាគេត្រូវប្រញាប់ត្រឡប់ទៅផ្ទះវិញដើម្បីឲ្យឪពុកម្ដាយដឹងថាគេសុខសប្បាយប៉ុន្តែនាងប្រាប់ឲ្យគេចូលទៅឲ្យលឿនពួកគេគ្មានពេលមកអង្គុយចោជែកវែកញែករឿងនេះទេនាងស្ទើរតែក្រវែងគេចូលទៅក្នុងរួចដើមឈើនោះក៏បិទចិត្តឈឹងនាងឈរនៅត្រង់នោះជាមួយនឹង speech bubble ក៏ដល់តទេស្អាតរួចក៏លីបាត់ស្រមោលសូនបន្ទាប់មកតួឯកស្រាប់តែរកឃើញខ្លួនឯងស្ថិតនៅកន្លែងថ្មីស្រឡាងមួយដែលមានផ្ទាំងស្ថានភាពហោះនៅពីមុខបង្ហាញឈ្មោះថា Xavier Benedict ជាមួយនឹងជំនាញមន្តអាគមនិងក្បាច់ដាវរំពេចនោះអ្វីម្យ៉ាងក៏លេចឡើងនៅក្នុងដៃគេវាគឺជាកាំបិតខ្លីដែលគេប្រើជាប្រចាំនោះឯងនៅពីមុខគេកងទ័ពរូបចម្លាក់ថ្មចាប់ផ្ដើមដើរចូលមកការទេសដំបូងគឺត្រូវប្រយុទ្ធជាមួយ Golems 5នាក់ហើយបញ្ចប់ក្នុងរយៈពេល10នាទីព្រមមានគេថាដោយសារនេះជាការប្រយុទ្ធលើកដំបូងគេនឹងទទួលបានដំបូន្មានខ្លះៗប៉ុន្តែលើកក្រោយគេត្រូវដោះស្រាយដោយខ្លួនឯងហើយគេគួរតែចងចាំថាបើគេចាញ់ច្រើនដងពេកគេនឹងចាប់ផ្ដើមអស់កម្លាំងហើយរឿងនេះនឹងក្លាយជាមិនអាចទៅរួចនិយាយចប់នាងក៏ជូនពួកគេឲ្យសំណាងល្អពួក Golems ស្ទុះមកដេញគេប៉ុន្តែគេដឹងថាពួកនេះខ្សោយជាងសត្វបិសាចមិនអាគមឆ្ងាយណាស់តើការហ្វឹកហាត់នេះពិតជាមានប្រយោជន៍មែនទេបន្ទាប់ពីធ្លាប់តតាំងជាមួយបិសាចរាប់មិនអស់ក្នុងជាតិមុនគេអាចដឹងពីកម្រិតកម្លាំងរបស់សត្រូវគ្រាន់តែតាមរយៈសម្ពាធដែលវាបញ្ចេញមកដោយសារមានសត្រូវច្រើនគេសម្រេចចិត្តថាប្រើមន្តអាគមគឺជាជម្រើសដ៏ល្អបំផុតគេមិនចង់ចំណាយកម្លាំងបាយលើរបស់បែបនេះឡើយការវាយប្រហារដ៏ខ្លាំងក្លាដូចជាគ្រាប់បាស៊ូកាបានបាញ់ចេញពីដៃគេសម្ដៅទៅរក Golem ទី1ការវាយប្រហារនោះចំគោដល់ពេញទំហឹងបណ្ដាលឲ្យរូបចម្លាក់នោះបែកខ្ទេចខ្ទីឲ្យជួយផងគេកំទេចពួកវាខ្ទេចគ្មានសល់គេប្រើពេលត្រឹមតែ5វិនាទីប៉ុណ្ណោះសម្រាប់ការចាត់ការទាំងអស់គេប្រាប់ឲ្យពួកវាចាប់ផ្ដើមវគ្គបន្ទាប់ប៉ុន្តែអឺតចេញមកទាំងងឿងឆ្ងល់ចង់ដឹងថាមានរឿងអ្វីកើតឡើងគេឆ្លើយថាគេបានបញ្ចប់វាដោយឥតខ្ចោះនាងគក់ទ្រូងខ្លួនឯងរួចនិយាយថានាងដឹងហើយគេច្បាស់ជាលាក់សមត្ថភាពមិនខានវាជារឿងមិនគួរឲ្យជឿដែលអាចធ្វើបានក្នុងរយៈពេល5វិនាទីប៉ុន្តែគេប្រាប់ថាមិនបានលាក់បាំងអ្វីឡើយនាងទៅវិញទេដែលប្លែកព្រោះនាងថាខ្លួនឯងជាទេពធីតាគួរតែអាចដឹងពីកម្លាំងរបស់គេបានមើលទៅមុនសិកាកូពីមួយនេះមិនមានសមត្ថភាពដូចទេពធីតាពិតប្រាកដឡើយនាងចាប់ផ្ដើមអៀនបន្តិចរួចនិយាយថាវាមិនមែនបែបហ្នឹងទេនាងក៏កំពុងរៀនសូត្ររនឹងអភិវឌ្ឍអំណាចរបស់នាងដែរប៉ុន្តែវាច្បាស់ណាស់ថាកូពីមួយនេះមានតម្លៃថោកបន្តិចបន្ទាប់មកនាងនិយាយថាអូខេនាងយល់ហើយគេគឺជាក្មេងដែលមិនអាចមើលងាយបានមែនឥឡូវនេះនៅពេលដែលនាងយល់ពីកម្លាំងរបស់គេហើយការតេស្តបន្ទាប់ក៏លេចឡើងភ្លាមនោះហ្វូងឆ្កែព្រៃថ្មបានលេចចេញមកព្រមទាំងមាន Stone Golems ច្រើនជាងមុនទៀតផងនាងប្រមានគេថាពេលកំណត់គឺខ្លីជាងមុនគឺត្រឹមតែ5នាទីប៉ុណ្ណោះតួឯកចំណាំបានថាពួកសត្វទាំងនេះខ្លាំងជាងពួកមុនដល់ទៅ2ដងប៉ុន្តែវានៅតែងាយស្រួលពេកសម្រាប់គេលើកនេះគេសម្រេចចិត្តប្រើក្បាច់វាប្រហារដោយផ្ទាល់គេលោតសម្ដៅទៅរកអាទី1វាតទល់ដោយដៃទទេនិងប្រើកាំបិតខ្លីចាក់ចំគោដៅយ៉ាងច្បាស់ការវាប្រហារពីរទៀតមកពីខាងលើប៉ុន្តែគេលោតគេចរួចទៅដល់ពីក្រោយរូបចម្លាក់ថ្មមួយទៀតទាំងដឹងថាពួកនេះពិតជារឹងមាំខ្លាំងណាស់ហើយវាពិបាកក្នុងការរកចំណុចខ្សោយខណៈដែលគេកំពុងស្ថិតនៅលើអាកាសនិងមិនអាចគេចបានការវាប្រហារ4ឬ5ច្រកបានសម្រុកមករកគេប៉ុន្តែគេបានរអិលខ្លួនគេចពីការវាដំបូងរួចប្រើវាជាឈ្នន់ដើម្បីរុញខ្លួនគេចពីការវាទី2និងទី3អឺតបានត្រឹមតែឈរមើលពីចម្ងាយទាំងងឿងឆ្ងល់នាងធ្លាប់ប្រើពេល20វិនាទីសម្រាប់វគ្គទី1សម្រាប់ខ្លួនឯងចុះតែក្មេងនេះខ្លាំងជាងទេពធីតា5ឬ4ដងមែនទេវាមិនសមហេតុផលតតែសោះនាងចង់យល់ថាតើគេប្រើមន្តអាគមប្រភេទណាប៉ុន្តែវាអាចទៅរួចលុះត្រាតែនាងប្រើរាងកាយពិតប្រាកដពួកបិសាចត្រូវបានគេកាប់ដាច់ជាពីរបន្តគ្នាការផ្ទុះផ្សែងនិងកំទេចកំទីហុយពេញទីនោះហើយនាងក៏មានការចាប់អារម្មណ៍ម្ដងនេះទៀតគេប្រើពេលត្រឹមតែ1នាទីប៉ុណ្ណោះហើយក៏បញ្ចប់ការងារបន្ទាប់មកតួឯកនិយាយថាថ្ហឹមពួកនេះគ្រាន់បើជាងមុនបន្តិចប៉ុន្តែអ្នកមិនមានអ្វីដែលខ្លាំងជាងនេះទេអីបើដើរតាមលបឿនបែបនេះគេគ្រាន់តែចំណាយកម្លាំងចោលទៅទេប៉ុណ្ណោះពួកវាខ្សោយពេកគ្មានបានការអីឡើយក៏ប៉ុន្តែនាងប្រាប់ថាគេអបអរសាទរលឿនពេកហើយព្រោះពួកសត្វបន្ទាប់នឹងមិនទុកពេលឲ្យអ្នកណាសម្រាកឡើយ
រំពេចនោះពូថៅមួយបានហោះវិលវិឆយយិតមកពីខាងក្រោយគេវាបានកាប់បោកទៅនឹងដីយ៉ាងខ្លាំងប៉ុន្តែតួឯករបស់យើងគេចផុតតែបន្តិចប៉ុណ្ណោះគេឲ្យខ្លួនចេញឆ្ងាយព្យាយាមរកមើលថាតើនឹងមានអ្វីមកទៀតនៅពេលគេសម្លឹងទៅមុខគេក៏ស្រឡាំងកាំងខណៈដែលអឺតកំពុងតែឈរអបអរសាទរនៅទីនោះតាមពិតទៅវាគឺជាបិសាចធំមួយទៀតតែលើកនេះធំជាងមុននិងរឹងមាំជាងមុនឆ្ងាយណាស់វាពិតជាធំមែនទែនហើយបានស្ទុះមកកាប់គេពីខាងក្រោយស្ទើរតែដាច់ខ្លួនជាពីរទៅហើយអឺតកំពុងញញឹមនាងនៅតែមានការចាប់អារម្មណ៍ប៉ុន្តែនាងចាប់ផ្ដើមសាំនឹងអ្វីដែលគេអាចធ្វើបានហើយគេគេចទៅចំហៀងហើយដឹងថាពួក Stone Golems លើកនេះគឺជារបស់ពិតហើយពួកវាខ្លាំងជាងមុនឆ្ងាយណាស់បញ្ហាគឺគេត្រូវតទល់ជាមួយពួកវាដល់ទៅពីរក្នុងពេលតែមួយអឺតសួរថាមានរឿងអីឬមួយក៏គេកំពុងលាក់សមត្ថភាពគេប្រាប់នាងឲ្យនៅស្ងៀមរួចនិយាយថាគេនឹងបញ្ចប់រឿងនេះឥឡូវហើយការប្រយុទ្ធពិតប្រាកដចាប់ផ្ដើមគេស្ទុះចូលទៅ Golem V មកលើគេប៉ុន្តែគេគេចដោយលោតឡើងលើដៃរបស់វាដូចជាក្បាច់របស់ Captain Vevay អញ្ចឹងគេលោតក្រឡាប់ខ្លួនកណ្ដាលអាកាសទៅដល់ខាងក្រោយកញ្ចឹងរបស់វារួចចាក់កាំបិតក្លេចំក្បាលវាយ៉ាងពេញទំហឹងការវាលើកដំបូងមិនបានផលឡើយប៉ុន្តែគេនិយាយថាគេនឹងចាត់ការវាឲ្យបានស្រាប់តែបិសាចនោះស្ទុះមកម្ដងទៀតដូចជាមានដៃមួយទៀតដុសចេញពីក្នុងរបស់វាអញ្ចឹងដៃដ៏ធំមួយបានដើរមករកគេយ៉ាងលឿនគេអាចទប់វាបានប៉ុន្តែវាគឺជាការទទួលគ្នារវាងកាំបិតតូចមួយនិងកណ្ដាប់ដៃយ៉ាក់វាបានបោកទៅនឹងដីយ៉ាងខ្លាំងគេមិនចង់ជឿសោះថាដៃនោះសុកក៏លេចចេញមករឿងនេះធ្វើឲ្យការការពារកាន់តែពិបាកអឺតកំពុងតែស្រែកលើកទឹកចិត្តគេឲ្យបញ្ចេញសមត្ថភាពពិតប្រាកដមកហើយគេក៏ដឹងច្បាស់ថាទោះបីជាជីវិតគេស្ថិតក្នុងគ្រោះថ្នាក់ក៏ដោយក៏នាងគ្មានផ្លូវជួយឡើយបិសាចនោះក្រហមម្ដងទៀតរួចកាន់ពូថៅដេញតាមគេលើកនេះគេសម្រេចចិត្តប្រើមន្តអាគមហើយបាញ់កំទេចវាដោយការផ្ទុះភ្លើងប៉ុន្តែបន្ទាប់មកគេបែរជាភ័យស្លន់ស្លោដោយនិយាយថាគេប្រើធម្មពលខ្លាំងពេកវាពិតជាគួរឲ្យភ័ន្តច្រឡំព្រោះខណៈពេលដែលគេនិយាយបែបនោះការវាប្រហារមួយទៀតបានមកដល់ចំមុខគេបាត់ទៅហើយគេស្ទើរតែត្រូវពូថៅកាប់ចំក្បាលទៅហើយយ៉ាងណាមិញគេហាក់ដូចជាមានចិត្តរំភើបដោយចង់ដឹងថាតើកូលឹមនេះអាចទ្រាំនឹងការវាបានប៉ុន្មានដងទៀតការផ្ទុះមួយទៀតបានកើតឡើងចំគោលដៅ Golems ទាំងពីរបានឡោមព័ទ្ធគេមួយក្នុងចំណោមពួកវាបានបាត់បង់បំណែកខ្លះខណៈដែលមួយទៀតដើរមកលើគេចំពួកវាមានសមត្ថភាពព្យាបាលខ្លួនឯងយ៉ាងលឿនដែលធ្វើឲ្យការវាយប្រហាររបស់គេស្ទើរតែគ្មានន័យគេចាក់វាជៀនរឿយៗតែគ្មានបានការអីឡើយពួកវាចាប់ផ្ដើមព័ទ្ធគេចិត្តគេងាកទៅរកអាម្នាក់នៅពីមុខរួចនិយាយថាគេមិនខ្វល់ថាពួកវាដុសដៃនោះឡើងវិញប៉ុន្មានដងទេគេនឹងកាត់វាចោលដដែលហើយគេក៏ធ្វើវាបានមែនក្នុងពេលជាមួយគ្នាអឺតគ្រាន់តែឈរមើលរួចនិយាយថាក្មេងនេះមិនអន់ឡើយបន្តិចក្រោយមកគេបានប្រឈមមុខជាមួយពួកវាទាំងពីរម្ដងទៀតហើយដៃរបស់ពួកវាក៏ត្រូវគេកាត់ដាច់ម្ដងទៀតដែរប៉ុន្តែចុងក្រោយបន្ទាប់ពីសម្លាប់ពួកវាចុះឡើងជាច្រើនដងពួកវាក៏ឈប់ព្យាបាលខ្លួនឯងព្រោះអស់ធម្មពលគេដកដង្ហើមធំទាំងដឹងថារាងកាយរបស់គេហត់នឿយខ្លាំងណាស់ដែលតាមទ្រឹស្ដីវាជារឿងល្អសម្រាប់គេព្រោះវានឹងធ្វើឲ្យគេកាន់តែខ្លាំងគេជឿជាក់ថាការជួបអឺតគឺជាសំណាងសុទ្ធសាធបន្ទាប់មកគេនិយាយថាគេត្រូវការឱកាសតែម្ដងទៀតប៉ុណ្ណោះរួចក៏ស្ទុះទៅកាប់កាត់កណ្ដាលខ្លួនពួកវាទាំងពីរតែម្ដងកំទេចធំផ្ទុះខ្ចាត់ខ្ចាយពេញទីនោះហើយអឺតនិយាយថាគេពិតជាអស្ចារ្យណាស់ឥឡូវនេះគេកំពុងមានសន្ទុះរួចសួរថាតើអ្នកណាជាគោលដៅបន្ទាប់នាងសម្លឹងមើលមកគេរួចគិតថាក្មេងនេះពិតជាបិសាចមែនគេកើតមកដើម្បីតែប្រយុទ្ធតែម្ដងតាមពិតនាងបំរុងនឹងបញ្ឈប់ត្រឹមនឹងប៉ុន្តែដោយសារគេចង់បន្តពួកគេក៏សម្រេចចិត្តទៅមុខទៀតបន្ទាប់មកសាច់រឿងបានកាត់ទៅដល់ទីក្រុងនៅពេលក្រោយមកទៀតតួឯករបស់យើងថែមទាំងបានទិញខោអាវថ្មីនិងទិញប្រដាប់ក្មេងលេងតូចមួយឲ្យ Helena ដែលគេគិតថានាងនឹងចូលចិត្តប៉ុន្តែខណៈពេលដែលគេកំពុងដើរគេបានឃើញបុរសមួយក្រុមនៅក្នុងច្រកឌឿងហែមកំពុងធ្វើបាបនរណាម្នាក់និងទាមទារឲ្យនាងប្រគល់របស់អ្វីម្យ៉ាងឲ្យគេក៏ចំណាំនាងបានគឺទេវញ្ញានឹងឯងគេមិនយល់ថាមានរឿងអ្វីកើតឡើងទេហើយឃើញនាងកំពុងកាន់កូនបាក់សីពីរក្នុងដៃពួកចោរទាំងនោះមានទឹកមុខបែបមនុស្សឆ្កួតដោយនិយាយថាបើនាងមិនព្រមប្រគល់ពួកវាឲ្យទេនាងនឹងត្រូវនាំខ្លួនទៅជាមួយសត្វប៉ុកសីទាំងនោះមិនខានភ្លាមនោះមានអ្នកណាម្នាក់ស្រែកពីខាងក្រោយពួកវានៅពេលពួកវាដតេងាកមកវិញអាម្នាក់ដំបងគេត្រូវស្បែកជើងមួយទាត់ចំមាត់ពេញទំហឹងអាម្នាក់ទៀតបើកភ្នែកធំប៉ុន្តែមុននឹងវាអាចធ្វើអ្វីបានកណ្ដាប់ដៃមួយបានដើរចំដង្ហើមបណ្ដាលឲ្យវាដួលប្រកាច់តែម្ដងពួកវាទាំងពីរដួលស្ទោកទូឯកជួយលើក្មេងស្រីឡើងរួចសួរនាំរឿងរ៉ាវនាងនិយាយថានាងចេញមកទិញអាហារប៉ុន្តែកូនបាក់សីទាំងនេះបានធ្លាក់ពីសម្បុកនាងក៏ជួយសង្គ្រោះពួកវាទៅហើយពួកអាអស់នឹងក៏លេចមុខមកតែម្ដងតួឯកមានការងឿងឆ្ងល់ព្រោះមនុស្សនៅជុំវិញកំពុងតែសម្លឹងមើលគេគ្រប់គ្នាគេនិយាយថាទីក្រុងនេះមានអារម្មណ៍មិនស្រួលសោះវាប្រសើរជាងបើពួកគេចាក់ចេញពីទីនេះប៉ុន្តែមានអ្នកណាម្នាក់ស្រែកសួរពួកគេថាតើគិតចង់ទៅណាបុរសសក់មានសម្នាក់ដែលមើលទៅប្លែកៗបានលេចមុខមកដោយនិយាយថាពួកឯងពិតជាឆ្កួតមែនដែលហ៊ានវាយមនុស្សរួចដើរចេញធ្វើដូចគ្មានរឿងអ្វីកើតឡើងបែបនេះវាសួរថាតើពួកគេពិតជាគិតថាអាចចាក់ចេញទៅបានដោយគ្មានការអនុញ្ញាតពីវាអីចឹងឬវាឈ្មោះយេមៀននៅពេលឃើញថាខ្លួនកំពុងត្រូវឡោមព័ទ្ធតួឯកក៏ប្រាប់ឲ្យគ្រប់គ្នាផ្អាកសិនពួកអាអស់នឹងជាអ្នកមកវាយគេមុនទេគេគ្រាន់តែការពារខ្លួនប៉ុណ្ណោះប៉ុន្តែយេមៀននិយាយថានៅប្រាសាទ Corpen ដែលជាទីក្រុងនៃសន្តិភាពនេះអំពើហិង្សាគ្រប់រូបភាពត្រូវបានហាមឃាត់ដូច្នេះហើយគេត្រូវបានចាប់ខ្លួនទេវញ្ញាសួរដោយកង្វល់ថាតើពួកគេនឹងត្រូវធ្វើអ្វីបន្តហើយគេប្រាប់នាងថាកុំបារម្ភគេនឹងចាត់ការរឿងនេះដោយខ្លួនឯងឥឡូវនេះគេប្រកាសក្នុងចិត្តណាស់ថាទីក្រុងនេះច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងមិនខានប្រសិនបើពួកគេចាប់ផ្ដើមវាយគ្នានៅទីនេះពួកគេច្បាស់ជាត្រូវរងការចាប់ប្រកាន់កាន់តែធ្ងន់ធ្ងរវិធីដែលងាយស្រួលបំផុតគឺដោះស្រាយដោយសន្តិវិធីដូច្នេះគេក៏និយាយថាគេនឹងទទួលខុសត្រូវរាល់រឿងគ្រប់យ៉ាងហើយក្មេងស្រីម្នាក់នេះមិនមានកំហុសអ្វីឡើយអាសក់មាសនោះធ្វើទឹកមុខដូចមនុស្សវិកលចរិតរួចនិយាយថាបើអញ្ចឹងក៏បានដែរប្រាសាទ Corpen មិនធ្វើបាបមនុស្សស្លូតត្រង់ឡើយក្មេងស្រីម្នាក់នេះអាចទៅបានដោយសេរីទេវញ្ញាក៏ប្រញាប់រត់ចេញទៅភ្លាមព្រោះនាងគិតថាត្រូវតែទៅប្រាប់បងប្រុសរបស់នាងខណៈដែលតួឯកសង្ឃឹមថាJolin នឹងឆ្លាតគ្រាន់បើក្នុងការលាក់បាំងអំណាចរបស់ប្អូនស្រីខ្លួនបន្ទាប់មកតួឯកសួរនាំពីទោសកំហុសរបស់គេតើពួកវាចង់ធ្វើអ្វីគេអាម្នាក់នោះនិយាយថាចៅក្រមដ៏យុត្តិធម៌នឹងមិនលំអៀងរបស់យើងនឹងសម្រេចជោគវាសនារបស់ហែងសូរសំឡេងញួរតុលាការបានលាន់ឡើងផាំង
ហើយចៅក្រមបានប្រកាសថា Xavier Benedict ត្រូវកាត់ទោសប្រហារជីវិតទូឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែគេក៏ដឹងភ្លាមថាមានរឿងមិនស្រួលហើយរឿងដែលល្អនោះគឺ Charlotte និងប្អូនស្រីប្រហែលជាបានទៅដល់កន្លែងមានសុវត្ថិភាពហើយមានន័យថាបើគេចង់ចាក់ចេញពីទីនេះឥឡូវនេះគេគ្រាន់តែបង្កភាពវឹកវររួចដើរចេញទៅយ៉ាងងាយប៉ុន្តែគេសម្រេចចិត្តចង់ឌឺដងពួកវាបន្តិចរួចនិយាយថាលោកចៅក្រមការកាត់ក្តីនេះវាមិនសមហេតុផលតតែសោះមានអ្នកខ្លះប្រាប់ឲ្យគេនៅស្ងៀមប៉ុន្តែគេសួរទៅវិញថាតើពួកវាពិតជាកំពុងរើអំណាចផ្ដេសផ្ដាសដើម្បីធ្វើបាបជនស៊ីវិលខណៈដែលពួកបិសាចកំពុងតែដើរហើរដោយសេរីចឹងឬចៅក្រមនិយាយថាគេគិតអ្វីក៏ដោយក៏គេគ្មានផ្លូវរត់រួចដែរភ្លាមនោះទូឯកក៏បញ្ចេញមន្តអាគមធាតុភ្លើងរួចនិយាយថាគេនឹងបង្ហាញឲ្យពួកវាឃើញថាតើមនុស្សគេរត់គេចខ្លួនយ៉ាងម៉េចអាម្នាក់នោះភ័យស្លន់ស្លោរួចសួរថាតើក្មេងនេះពិតជាអ្នកមន្តអាគមមែនទេយេមៀនចាប់ផ្ដើមមានអាការៈភ័យអវាបែរមកនិយាយថារឿងនេះជារឿងធំហើយពួកគេត្រូវតែរាយការណ៍ទៅលោកម្ចាស់ប្រាសាទមនុស្សជាច្រើនទៀតបានលេចមុខមកព្រមទាំងភ្ជុំលំពេងមករកទូឯកខណៈដែលចៅក្រមស្រែកថាទោះបីជាអ្នកមន្តអាគមក៏ដោយក៏គ្មានសិទ្ធិមកមើលងាយតុលាការដែរហើយគេគួរតែបោះបង់ការតស៊ូទៅព្រោះគ្មានអ្នកណាអាចរត់ចេញពីប្រាសាទនេះបានឡើយប៉ុន្តែសម្ដីនោះរឹតតែធ្វើឲ្យទូឯកមានការចាប់អារម្មណ៍ខ្លាំងជាងមុនទៅទៀតព្រោះភ្លាមបន្ទាប់ពីនោះការផ្ទុះដ៏ខ្លាំងក្លាមួយបានកំទេចកន្លែងនោះទាំងមូលមនុស្សគ្រប់គ្នាកំពុងតែឆ្ងល់ថាមានរឿងអ្វីកើតឡើងក្នុងពេលជាមួយគ្នានេះ Charlene កំពុងតែវាយរំពាត់ឲ្យសេះរត់ទៅមុខយ៉ាងលឿនខណៈដែលប្អូនស្រីរបស់គេសួរទាំងកង្វល់ថាតើក្មេងប្រុសម្នាក់នោះនឹងមិនអីទេឬគេប្រាប់នាងឲ្យជឿជាក់លើ Xavier ចុះព្រោះ Xavier បាននិយាយថាបើពួកគេនៅជុំគ្នាពួកគេមានតែជួយពន្យឺតជាងគេប៉ុណ្ណោះដើម្បី Xavier ពួកគេត្រូវតែរត់ឲ្យឆ្ងាយពីទីក្រុងនេះតាមដែលអាចធ្វើទៅបានចំណែកឯមនុស្សម្នាក់ដែលកំពុងឈរមើលការផ្ទុះនៅក្បែរតុលាការបានត្រឹមតែឆ្ងល់ថាតើមានរឿងអ្វីផ្ទុះឡើងមិញនេះខណៈដែលទូឯករបស់យើងបានលបលួចរត់កាត់ទីនោះយ៉ាងស្ងៀមស្ងាត់ភ្លើងនិងភាពវឹកវរទាំងអស់នោះគឺគ្រប់គ្រាន់សម្រាប់ទិញពេលឲ្យគេខ្លះហើយប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ Charlene និង Tevenia ត្រូវតែចេញទៅឲ្យផុតដោយសុវត្ថិភាពគេរត់កាត់តាមដងផ្លូវរួចសាច់រឿងក៏កាត់ទៅដល់ប្រាសាទមួយដែលមានឆ្មាំឈរយាមនៅខាងមុខយេមៀនបានមកដល់ទាំងដង្ហក់និយាយថាវាត្រូវតែជួបលោកម្ចាស់ជាបន្ទាន់ប៉ុន្តែវាបែរជាជំពប់ជើងដួលកាប់មុខដូចអាល្ងងហើយថែមទាំងជ្រុះកូនឆ្មាតូចចេញពីដៃទៀតបន្ទាប់មកឈុតឆាកក៏ត្រឡប់ទៅក្នុងព្រៃវិញ Charlene បានបញ្ឈប់សេះនៅកន្លែងដាច់ស្រយាលមួយរួចនិយាយថាពួកគេនឹងបោះជំរំសម្រាប់នៅទីនេះ Tevenia សួរថាតើបងពិតជាជឿជាក់ថា Xavier នឹងអាចចេញមកដោយសុវត្ថិភាពមែនទេគេឆ្លើយថាក្មេងប្រុសម្នាក់នោះធ្លាប់ជួយសង្គ្រោះជីវិតគេដល់ទៅ2ដងមកហើយដូច្នេះពួកគេត្រូវតែមានជំនឿចិត្តលើគេខ្លះអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះគឺមានតែបួងសួងឲ្យគេមិនអីប៉ុណ្ណោះនាងហាក់ដូចជាសប្បាយចិត្តប៉ុន្តែបើនិយាយតាមត្រង់ទៅមិត្តភាពរវាងពួកគេពិតជាប្លែកខុសពីធម្មតាមែនទោះឯកចង់ជ្រើសរើសផ្លូវផ្សេងប៉ុន្តែវាពិតជាពិបាកណាស់ក្នុងការគេចចេញពីការប្រយុទ្ធឲ្យបានទាំងស្រុងខណៈដែលគេកំពុងតែឆ្ងល់ថាគួរធ្វើអ្វីបន្តស្រាប់តែមានដៃមួយលោកមកពីខាងក្រោយចាប់ចង្កេះគេជាប់គេត្រូវបានគេបិហោះលោតពីដំបូលផ្ទះមួយទៅដំបូលផ្ទះមួយទៀតរួចក៏ត្រូវគេទម្លាក់ចូលទៅក្នុងបំពង់ផ្សែងហើយបោះចេញមកក្រៅវិញនិយាយមែនគេត្រូវគេយួរដូចជាសម្រាមអញ្ចឹងហើយសូម្បីតែប្រតិកម្មរបត់ក៏គ្មានដែរគេក្រោកឈរឡើងទាំងនៅតក់ស្លុតនៅឡើយព្រោះគេមិនអាចដឹងពីវត្តមានរបស់មនុស្សម្នាក់នោះសោះឡើយបន្ទាប់មកបុរសម្នាក់នោះក៏ណែនាំខ្លួនគេគឺជាមេបញ្ជាការកងទ័ពសេះនៃប្រាសាទ Corpen ដែលមានឈ្មោះថា Soren Villonbon ឈ្មោះវែងឆ្ងាយញ៉ៃទៀតហើយតោះយើងហៅគេត្រឹមថា Soren បានហើយទូឯកហាក់ដូចជាចំណាំគេបាន Soren គឺជាកំពូលអ្នកចម្បាំង Saint Sparchian ក្នុងរឿងព្រេងនិទានបុរសម្នាក់នោះមើលទៅរៀងឆ្ងល់បន្តិចប្រហែលជាដោយសាររឿងទាំងអស់នោះជារឿងនាពេលអនាគតហើយគេក៏សើចរួចនិយាយថាក្មេងនេះពិតជាលើកជើងគេខ្លាំងពេកហើយជាមួយនឹងគោរមងារអស់ទាំងនោះបន្ទាប់មកទូឯកក៏ចាប់ផ្ដើមរៀបរាប់ក្នុងចិត្តតាមទម្លាប់រាល់ពេលមានអ្នកណាម្នាក់លេចមុខមកក្នុងជាតិមុនរបស់ខ្ញុំក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងស្ដេចបិសាចបុរសម្នាក់នេះបានប្រយុទ្ធយ៉ាងក្លាហាននៅសមរភូមិជួរមុខបន្ទាប់ពីប្រយុទ្ធអស់រយៈពេល10ឆ្នាំគេក៏បានបាត់ខ្លួនទៅមិននឹកស្មានសោះថាគេធ្លាប់ធ្វើជាមេបញ្ជាការនៅទីនេះSoren សម្លឹងមើលគេរួចសួរថាតើក្មេងម្នាក់នេះគិតចង់ធ្វើអ្វីឲ្យប្រាកដរំពេចនោះទូឯកក៏ស្រែកខ្លាំងៗថាគេពិតជាមិននឹកស្មានសោះថាមនុស្សដូចជា Soren បែរជាមកនៅកន្លែងផ្ដាច់ការបែបនេះ Soren និយាយថាគេប្រញាប់សន្និដ្ឋានពេកហើយប៉ុន្តែទូឯកពន្យល់ថាគេគ្រាន់តែជួយក្មេងស្រីម្នាក់តាមផ្លូវសោះបែរជាត្រូវគេកាត់ទោសប្រហារជីវិតទៅវិញតើវាជាវិជាបែបណាបើគ្រប់យ៉ាងដំណើរការបែបនឹងមែនម្លេះសមានមនុស្សរាប់មិនអស់ស្លាប់បាត់ទៅហើយ Soren ក្រោកឈរឡើងរួចនិយាយថាក្មេងនេះទើបតែសម្លាប់មនុស្សមួយក្រុមដោយប្រើមន្តអាគមភ្លើងដូច្នេះគេគ្មានសិទ្ធិមកនិយាយរឿងនេះទេសុំទោសរឿងនេះខុសស្រឡះហើយគេធ្វើបែបនោះគឺដើម្បីការពារខ្លួនព្រោះគេបំរុងនឹងត្រូវគេប្រហារជីវិតទៅហើយទូឯកនិយាយថាការផ្ទុះនោះគ្រាន់តែជាការបង្វែរដានប៉ុណ្ណោះហើយម្យ៉ាងទៀតតុលាការនោះពិតជាសមនឹងប្រែទៅជាភេមែនរំពេចនោះ Soren ដកដាវចេញរួចដាក់ជុំចំមុខទូឯកហើយសួរថាតើគេជានរណាវាពិតជាចម្លែកណាស់ដែលក្មេងអាយុប៉ុណ្ណេះអាចគ្រប់គ្រងមន្តអាគមបានខ្លាំងបែបនេះប៉ុន្តែទូឯកមិនមានអាការៈភ័យខ្លាចឡើយគេគ្រាន់តែសួរថាតើ Soren ពិតជាចង់សម្លាប់គេដើម្បីចង់ដឹងការពិតមែនទេ Soren មិនខ្វល់នឹងសំណួរនោះទេប៉ុន្តែបែរជាសួរថាតើក្មេងនេះចេះប្រើដាវដែរឬទេលើកនេះទូឯកជាអ្នកតក់ស្លុតវិញម្ដងតើ Soren ដឹងរឿងនេះបានយ៉ាងម៉េចគេមិនដែលប្រើដាវឲ្យអ្នកណាឃើញសំបីតែម្ដង Soren និយាយថាទឹកមុខរបស់គេបានឆ្លើយនឹងសំណួរនេះបាត់ទៅហើយដូច្នេះក្មេងនេះគឺជាអច្ឆរិយបុគ្គលដែលអាចប្រើបានទាំងមន្តអាគមនិងដាវក្នុងពេលតែមួយវាជារឿងកម្របំផុតប៉ុន្តែវាគួរឲ្យស្ដាយដែលគេមិនទាន់រៀនពីរបៀបលាក់បាំងអារម្មណ៍នៅចំពោះមុខស្ត្រូវទូឯកនៅតែមិនយល់តើបុរសម្នាក់នេះចង់ប្រយុទ្ធជាមួយគេមែនទេគ្មានអ្នកណាអាចបដិសេធបានឡើយថាគេបានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំងក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះប៉ុន្តែមនុស្សដែលកំពុងឈរនៅពីមុខគេនេះគឺជាបុរសដែលគេស្គាល់ថាជាទេពដាវនៅខណៈនេះវាពិតជាពិបាកនឹងវាស់ស្ទង់ណាស់ថា Soren ខ្លាំងដល់កម្រិតណាSoren ប្រាប់ឲ្យក្មេងនេះធ្វើចិត្តឲ្យស្រួលទៅព្រោះគេមើលទៅដូចជាចិត្តនឹងបាត់បង់ការគ្រប់គ្រងហើយគេមិនបាច់បារម្ភទេ Soren មិនចាប់ខ្លួនគេឡើយទូឯកមិនយល់ថាហេតុអ្វីបានជា Soren សាច់ហើយនិយាយថាគេពិតជាចង់ដឹងចង់ឃើញច្រើនមែនបន្ទាប់មក Soren លូកដៃមករកគេរួចនិយាយថាគេចូលចិត្តមនុស្សដែលមានដងខ្លួនពោពេញដោយសមត្ថភាពចុះបើឲ្យទូឯកមកធ្វើជាគូសិស្សជារបស់គេវិញតើគិតយ៉ាងម៉េចទូឯកមានការងឿងឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាមនុស្សខ្លាំងដល់ថ្នាក់នឹងមកសុំគេបែបនេះ
សូអិនពន្យល់ថាដោយសារតែគេខ្លាំងពេកដូច្នេះសិស្សរបស់គេក៏ត្រូវតែជាមនុស្សដែលមានដងខ្លួនពោពេញដោយសមត្ថភាពពិតប្រាកដដែរទូឯកក៏ប្រាប់ឈ្មោះរបស់គេទៅហើយសូអិននិយាយថាគេដូចជាធ្លាប់ឮឈ្មោះត្រកូល Benedict នេះនៅកន្លែងណាម្នាក់ទោះជាយ៉ាងណាគេចង់បានចម្លើយហើយទូឯកក៏ឆ្លើយថាគេពិតជាចាប់អារម្មណ៍ចង់ធ្វើជាសិស្សរបស់សូរិនណាស់ប៉ុន្តែបញ្ហាគឺគេបានចាក់ចេញពីផ្ទះយូរពេកហើយគេត្រូវតែត្រឡប់ទៅរកគ្រួសារវិញដើម្បីកុំឲ្យពួកគាត់បារម្ភសូអិនសួរថាតើគេរត់ចេញពីផ្ទះមែនទេប៉ុន្តែទូឯកថាវារឿងវែងឆ្ងាយណាស់អ្វីដែលសំខាន់បំផុតនៅពេលនេះគឺគេគឺជាឧក្រិដ្ឋជនដែលគេកំពុងតាមចាប់ក្នុងទីក្រុង Copen នេះមានន័យថាបើគេនៅក្បែរសូរិននោះវានឹងបង្កបញ្ហាដល់សូរិនមិនខានប៉ុន្តែសូរិននិយាយថាគេមិនខ្វល់ឡើយប្រាសាទ Copen នៅថ្ងៃនេះមិនមែនជាប្រាសាទដែលគេធ្លាប់ស្គាល់កាលពីមុនឡើយទូឯកចាប់អារម្មណ៍ឃើញថាសូម្បីតែសូរិនក៏មិនព្រមទទួលយកច្បាប់ទម្លាប់នៅកន្លែងនោះដែរសូរិនសួរថាផ្ទះគេនៅណាហើយទូឯកឆ្លើយថាផ្ទះគេនៅឯប្រាសាទឆ្អឹងសូរិននិយាយថាមិនអីទេគេនឹងជូនទៅដល់ទីនោះក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះឆេវាងឿងឆ្ងល់ខ្លាំងណាស់តើសូរិនពិតជាចង់ចាក់ចេញពីទីក្រុងរបស់ខ្លួនមែនទេសូអិនពន្យល់ថាសប្តាហ៍ថ្ងៃនេះគេគ្រាន់តែជាមេបញ្ជាការបង្ក្រប់ពេជ្រប៉ុណ្ណោះគេមិនបានធ្វើអ្វីឡើយដូច្នេះគ្មានអ្នកណាចាប់អារម្មណ៍ទេបើគេបាត់ខ្លួនពី3ថ្ងៃនោះទូឯកស្លុតចិត្តយ៉ាងខ្លាំងតើសូរិនដែលជាវីរបុរសក្នុងរឿងព្រេងនិទានបែរជាបាត់បង់ឥទ្ធិពលក្នុងចំណោមពួកអ្នកចម្បាំងសេះអស់ទាំងនោះបានយ៉ាងម៉េចតើមានរឿងអ្វីកើតឡើងឲ្យប្រកាសនៅក្នុងទីក្រុង Copen នេះខណៈដែលគេកំពុងគិតសូអិនក៏និយាយថាតោះយើងទៅឥឡូវនឹងតែម្ដងទៅអាល្អិតទូឯកដែលមិនទាន់យល់សាច់ការក៏សួរទាំងភ័ន្តច្រឡំថាបោះហាទៅណាសូអិននិយាយថាបើធ្វើចិត្តឲ្យស្រួលទៅខ្ញុំបានរៀបចំសេះរួចរាល់ហើយពួកយើងអាចចេញពីទីនេះបានទូឯកនៅតែមានអារម្មណ៍ភ័ន្តច្រឡំព្រោះគ្រប់យ៉ាងវាហាក់ដូចជាងាយស្រួលពេកតើបុរសម្នាក់នេះពិតជាចង់យកគេធ្វើជាសិស្សមែនឬទោះជាយ៉ាងណាសម្រាប់ពេលនេះគេចង់រក្សារឿង Charlen និង Tevenya ឲ្យនៅជាការសម្ងាត់សិនព្រោះចុះបើគ្រប់យ៉ាងគឺជាផែនការដ៏អាក្រក់អ្វីម្យ៉ាងនោះពួកគេបានទៅដល់ផ្ទះមួយសូរិនបើកទ្វាររបងរួចហើយក្មេងស្រីម្នាក់ឈ្មោះ Lisha ដែលកំពុងអង្គុយលើទងក្មេងស្រីនោះរត់មកទាំងសប្បាយចិត្តរួចអបសូនយ៉ាងណែនហើយសូរិនក៏សួរថាតើនាងនៅប៉ាទេអូស្មានតែជាប្អូនស្រីតាមពិតកូនស្រីសោះ Lisha សួរថាតើអាល្អិតនឹងជានរណាសូអិនប្រាប់ថាគេគឺជាសិស្សរបស់ប៉ានាងក៏រត់ចូលទៅក្នុងផ្ទះទាំងស្រែកហៅម៉ាក់ថាប៉ារកសិស្សបានម្នាក់ហើយទូឯកចាប់ដើមមានអារម្មណ៍រំភើបព្រោះក្មេងស្រីម្នាក់នេះធ្វើឲ្យគេនឹកឃើញដល់ប្អូនស្រីរបស់គេនៅខាងក្នុងផ្ទះមានស្ត្រីម្នាក់ឈ្មោះ Alicia Lambainen ដែលកំពុងមានផ្ទៃពោះសូរិនដើរចូលទៅក្នុងផ្ទះដោយភាពជឿជាក់រួចទៅរកនាងញញឹមតិចហើយសូរិនក៏ណែនាំទូឯកឲ្យនាងស្គាល់គេក៏ជម្រាបសួរស្ត្រីម្នាក់នោះតាមការគួរនាងសួរថាតើគេឃ្លានទេហើយតាមទម្លាប់របស់អាពូធំម្នាក់នេះគឺគេច្បាស់ជាឃ្លានហើយគ្រប់យ៉ាងមើលទៅសាមញ្ញនិងកក់ក្ដៅណាស់សូរិនប្រាប់ប្រពន្ធថាព្រឹកស្អែកគេនឹងត្រូវចេញធ្វើដំណើរនាងរៀងឆ្ងល់បន្តិចរួចគេក៏ពន្យល់ថាគេត្រូវជូនក្មេងដែលរត់ចេញពីផ្ទះម្នាក់នេះទៅរកឪពុកម្ដាយគេវិញដើម្បីអាចនាំគេមកធ្វើជាសិស្សជាផ្លូវការទូឯកប្រាប់ឲ្យសូរិនឈប់ធ្វើដាក់គេដូចក្មេងតូចទៀតទៅខណៈដែលសូរិនសើចសប្បាយរហូតដល់ប្រពន្ធគេប្រាប់ឲ្យពួកគេសម្រាកចុះនាងនឹងរៀបចំសេះឲ្យ Lisha សួរថាតើប៉ានឹងទៅយូរទេគេប្រាប់ថានឹងត្រឡប់មកវិញឆាប់បំផុតសូម្បីតែពេលនឹកក៏មិនទាន់មានផងទូឯកគិតក្នុងចិត្តថាប្រហែលជាគេគិតច្រើនពេកហើយដែលស្មានថាបុរសម្នាក់នេះមានផែនការអាក្រក់ប្រហែលជាសូនគ្មានផែនការអាក្រក់មែនប៉ុន្តែអ្នកផ្សេងមានភ្លាមនោះស្រាប់តែមានអ្នកណាម្នាក់ធាក់ទ្វារផ្ទះបំបែកចូលមកយ៉ាងខ្លាំងសូរិនស្ទុះក្រោកឈរភ្លាមនៅខាងក្រៅមានមនុស្សស្រែកឡូឡាគេប្រាប់ឲ្យទូឯកចាប់ Lisha រួចទៅពួននៅជាន់ខាងលើឲ្យចិត្តសូរិនស្ទុះទៅមាត់ទ្វារខណៈដែលទូឯកដឹងខ្លួនថាគេមិនអាចជួយអ្វីបានច្រើនឡើយព្រោះសូរិនខ្លាំងជាងគេឆ្ងាយណាស់គេរត់ឡើងទៅជាន់លើជាមួយ Lisha ដែលមិនដឹងរឿងអ្វីទាំងអស់នៅខាងក្រៅសូរិនសួរ Alicia ថាមានរឿងអ្វីកើតឡើងនាងប្រាប់ថាមានពួកមនុស្សចម្លែកមកឈ្លានពានផ្ទះរបស់ពួកគេហើយតើជានរណាទៀតបើមិនមែនជា Damienវិឈោនិយាយថាមេបញ្ជាការសូរិនដល់កំសត់ហាក់ដូចជាមានភ្ញៀវមកលេងប្លែកមុខណាស់សូរិនសួរថាតើពួកវាធ្វើស្អីនៅទីនេះតើពួកវាលបតាមដានគេមែនទេជាមានតបវិញថាវាពិតជាសាហាវណាស់ដែលនិយាយបែបនេះដាក់យូមេគេរបស់ខ្លួនឯងសូរិនគួរតែប្រុងប្រយ័ត្នសម្ដីបន្តិចសូរិននិយាយថានេះជាផ្ទះរបស់គេចង់នាំអ្នកណាមកក៏បានពិតណាស់ដេមៀនមិនព្រមឡើយរួចសួរថាតើសូរិនពិតជាចង់លាក់បាំងឧក្រិដ្ឋជនមែនទេសូម្បីតែសូរិនក៏ចាប់ដើមឆ្ងល់ដែរដេមៀនតើអញពិតជាគិតថាច្បាប់នៅក្នុងប្រាសាទនោះមានន័យមែនទេអាមនុស្សចម្លែកនោះអបកូនឆ្មារបស់វារួចនិយាយថាវាមិនសំខាន់ទេចាប់តាំងពីច្បាប់ត្រូវបានបង្កើតឡើងប្រាសាទមានសន្តិភាពណាស់គ្មានអ្វីសំខាន់ជាងសន្តិភាពឡើយខណៈដែលពួកគេកំពុងតទោសម្ដីគ្នាទូឯកនៅជាន់ខាងលើប្រាប់ Lisha ឲ្យនៅស្ងៀមគេលួចមើលតាមបង្អួចហើយលឺ Damien បញ្ជាឲ្យប្រគល់ខ្លួនក្មេងនោះមកបើមិនអញ្ចឹងទេវានឹងប្រើកម្លាំងបាយឆែកឆេរផ្ទះនេះទូឯកនឹកឃើញរឿងក្នុងជាតិមុនភ្លាមថាសូរិនក៏ធ្លាប់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបែបនេះដែរប្រហែលជាវាមានជាប់ពាក់ព័ន្ធនឹង Damien នឹងឯងវាពិតជាគួរឲ្យស្ដាយណាស់ឲ្យតែពេលណាដែលសង្គមចាប់ផ្ដើមពុករលួយមនុស្សដែលសាហាវយង់ក្នុងបំផុតគឺជាអ្នកទទួលបានផលប្រយោជន៍ចំណែកមនុស្សល្អដូចជាសូរិនបែរជាត្រូវគេយកមកប្រើប្រាស់ក្នុងផ្លូវអាក្រក់ឬក៏ត្រូវគេបោះបង់ចោលទៅវិញទូឯកដឹងច្បាស់ថាបើគេនៅតែបន្តពួននៅទីនេះគេនឹងបង្កបញ្ហាដល់គ្រួសារសូរិនទាំងមូលមិនខានដូច្នេះគេក៏ប្រាប់ Lisha ថាគេត្រូវតែចាក់ចេញហើយនាងត្រូវតែធំដឹងក្តីឡើងដោយរឹងមាំដើម្បីការពារប៉ាម៉ាក់របស់នាងមកក្បាលរួចគេក៏លើកមេដៃឲ្យនាងទាំងនិយាយថាគេសង្ឃឹមលើនាងហើយបន្ទាប់មកគេប្រាប់នាងឲ្យពួនក្នុងទូខោអាវហើយកុំចេញមកក្រៅឲ្យសោះរហូតដល់ពួកគេត្រឡប់មកវិញរំពេចនោះទ្វារក៏របើកឡើងពួកទាហានបានសម្រុកចូលមកហើយខ្ញុំស្មានតែនាងពួនបាត់ទៅហើយតែអត់ទេនាងបែរជាអង្គុយគូររូបយ៉ាងរំភើយរួចសួរថាតើ Damien មកធ្វើអីនៅទីនេះសូរិនបង្ហាញខ្លួនទាំងភ័យស្លន់ស្លោរួចប្រាប់ឲ្យកូនស្រីក្រោកពីដីព្រោះគេធ្លាប់ប្រាប់ហើយថាអង្គុយលើដីវានឹងធ្វើឲ្យផ្ដាសាយខណៈដែលក្នុងចិត្តគេកំពុងគិតថាសំណាងហើយដែលខេវារត់រួចLisha សួរថាតើពូ Damien មកធ្វើអីហ្នឹងអាសក់មាសនោះលុតជង្គង់ចុះរួចសួរថាតើគំនិតភេទតូចដែលនាងទើបតែស្គាល់មិញនឹងនៅណាតើគេមិននៅទីនេះទេអីនាងធ្វើមុខងឿងឆ្ងល់មិត្តភក្តិអីពូនិយាយពីរឿងអីហ្នឹង
ជាមាននិយាយថាវាមើលឃើញច្បាស់ណាស់ថាពួកគេទាំងពីរឡើងទៅលើផ្ទះជាមួយគ្នានាងតបវិញថាប្រហែលជាខ្មោចហើយមើលទៅរួចក៏ធ្វើមុខភ័យខ្លាចទាំងនិយាយថានាងខ្លាចខ្មោចណាស់ដែលធ្វើឲ្យ Damien ហាក់ដូចជាបោះបង់ការតាមរកខ្ញុំស្មានតែវាបំរុងនឹងផ្ទុះកំហឹងរួចចាប់ផ្ដើមកាត់ក្បាលមនុស្សទៅហើយប៉ុន្តែសួរមែន Soren ចង់ឲ្យគ្រួសារស្លាប់មែនទេគេស្ទុះទៅរក Damien រួចនិយាយថាអញមកកំទេចផ្ទះអញខ្ទេចអស់ហើយអញគិតថាប្រពន្ធអញជាអ្នកបោះសម្អាតមែនទេហើយប្រពន្ធគេក៏ជួយបន្តដែរថាគុំសង្ឃឹមថាអាចចាក់ចេញទៅបានឲ្យសោះហើយមើលទៅ Damien ហាក់ដូចជាព្រមតាមទៀតអីក៏ចម្លែកម្លេះមិញនឹងមិនមែនពួកវាជាអ្នកមកគំរាមគេទេអីបន្ទាប់ពីពួកវាព្រមចាក់ចេញ Licia ក៏លើកមេដៃឲ្យ Soren ហើយ Soren ក៏លើកមេដៃទៅវិញទាំងសង្ឃឹមថានឹងបានជួប Xavier ម្ដងទៀតនៅថ្ងៃណាមួយតួឯកកំពុងតែរត់គេចខ្លួនគេដឹងថា Soren នឹងយល់ពីស្ថានភាពនេះថាការបាត់ខ្លួនរបស់គេគឺជាជម្រើសដ៏ល្អបំផុតគេត្រូវតែប្រញាប់ទៅរក Charlotte និង Tevenya ឲ្យលឿនរួចចាក់ចេញពីទីនេះត្រឡប់ទៅផ្ទះវិញព្រោះពេលនេះពួកគេនៅតែទុកចិត្តតួឯក 100% តើអ្នកគិតថាគេអាចរត់រួចទាំងមានជីវិតទេពិតណាស់គេប្រកាសជាអាចចេញទៅបានហើយ Tevenya ក៏កំពុងញញឹមយ៉ាងសប្បាយចិត្តរឿងដែលល្អនោះគឺបន្ទាប់ពីការរងចាំយ៉ាងយូរក្មេងប្រុសម្នាក់នោះក៏លេចមុខមកទាំងហត់នឿយបំផុតហើយទីបំផុតយើងក៏ត្រឡប់មកដល់ទីក្រុង Enshov វិញរទេះសេះបានមកដល់ហើយពួកគេហាក់ដូចជាមានការចាប់អារម្មណ៍នឹងទីក្រុងដ៏ធំនិងអ៊ូអរមួយនេះមនុស្សគ្រប់គ្នាសម្លឹងមើលមកពួកគេឆ្ងល់ថាតើពួកអសក់ខៀវទាំងនេះជានរណាមិនដែលឃើញសោះប៉ុន្តែមានម្នាក់ចំណាំគេបានភ្លាមនោះមិនមែនជាកូនប្រុសរបស់ត្រកូល Benedict ទេអីមិនមែនជាក្មេងដែលបាត់ខ្លួនម្នាក់នោះទេអីនៅឯស្តង់លក់ដូរមួយនៅកាច់ជ្រុងផ្លូវមានស្ត្រីម្នាក់កំពុងរៀបចំអីវ៉ាន់នាងងើបមុខឡើងទាំងរអ៊ូថាថ្ងៃនេះទីក្រុងអ៊ូអរខ្លាំងណាស់ប៉ុន្តែមិត្តភក្តិកាលពីដើមរឿងបានឃើញតួឯករបស់យើងឈរនៅក្បែរក្មេងស្រីម្នាក់ទៀតទាំងញញឹមយ៉ាងមានក្តីសុខនាងក៏ចាប់លើករោបរួចរត់មកទាំងរំភើបឈប់នៅពីមុខគេរួចស្រែកហៅឈ្មោះគេក៏ចំណាំ Cecily បានរួចប្រាប់ថាគេត្រឡប់មកវិញហើយរទេះសេះបានឈប់ហើយគេក៏អបនាងបន្តិចគេចាប់ដៃនាងរួចនិយាយថាគេចង់ណែនាំពួកសក់ខៀវគឺ Charlotte និងប្អូនស្រីជាទីស្រឡាញ់ Tevenya ឲ្យនាងស្គាល់នាងបានជម្រាបសួរពួកគេទាំងពីរហើយតួឯកប្រាប់ឲ្យគ្រប់គ្នាទៅផ្ទះរបស់គេស្លឹកឈើហោះតាមខ្យល់ខណៈដែលអ្នកម្ដាយកំពុងអង្គុយលើកៅអីវែងទាំងចិត្តនៅតែនឹកគិតដល់ Xavier របស់នាងរំពេចនោះនាងងាកទៅចំហៀងក៏ឃើញក្មេងម្នាក់ឈរនៅត្រង់នោះសូម្បីតែខ្ញុំក៏ស្មានតែខ្មោចដែរប៉ុន្តែអត់ទេគឺរូបគេពិតតែម្ដងនាងក្រោកឈរឡើងទាំងញាប់ញ័ររួចសួរថាតើនោះពិតជាកូនសម្លាញ់គឺរបស់នាងមែនទេនៅខណៈដែលនាងចំណាំគេបានភ្លាមនាងក៏ស្ទុះទៅអបគេទាំងយំខ្សឹកសួរចំណែកតួឯកនិយាយថាគេប្រាប់ហើយតើថាគេនឹងត្រឡប់មកវិញរំពេចនោះទ្វារក៏របើកឡើងគឺអ្នកឪពុកនឹងឯងដែលបានឃើញក្មេងរៀងកំប៉ែតម្នាក់នោះដែរតួឯកស្រែកហៅគាត់ហើយអ្នកឪពុកក៏ចាប់ផ្ដើមយំចេញមកភ្លាមដែរគ្រប់គ្នាអបអសាទររួច Tevenya និយាយថានាងចាប់ផ្ដើមនឹកប៉ាម៉ាក់របស់នាងដែរហើយមើលទៅនាងដូចជាគ្មានអ្នកណាម្នាក់នៅក្បែរទេមែនទេអ្នកឪពុកក៏អបនាងរួចនិយាយថាគាត់នឹងនៅក្បែរនាងជានិច្ចបន្ទាប់មកតួឯកនិយាយថាដឺម៉ាក់ឈប់យំទៅមកនេះខ្ញុំនឹងណែនាំម៉ាក់ឲ្យស្គាល់ពួកសក់ខៀវនេះគឺ Tevenya បាទសក់ខៀវដូចម៉ាក់ឃើញអញ្ចឹងហើយនេះគឺជាបងប្រុសរបស់នាង Charlotte អ្នកឪពុកបានស្វាគមន៍ពួកគេដោយនិយាយថាចាប់ពីពេលនេះទៅពួកគេនឹងក្លាយជាបងប្អូននឹងគ្នាតួឯកគ្រាន់តែគិតក្នុងចិត្តថាគម្លាតអាយុវាហាក់ដូចជាខុសគ្នាខ្លាំងបន្តិចសម្រាប់ធ្វើជាបងប្អូនខណៈដែលកំពុងជជែកគ្នា Cecily បានត្រឹមតែឈរមើលពីចម្ងាយទាំងគិតថានាងសប្បាយចិត្តណាស់ដែល Xavier មិនអីពេលយប់ឈានចូលមកដល់ Charlotte និយាយថាគេត្រូវចាក់ចេញហើយព្រោះគេមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើក្នុងជីវិតប៉ុន្តែអាល្អិត Xavier បែរជាធ្វើទឹកមុខស្រទុំគេមិនចង់បាត់បង់ Charlotte នៅពេលនេះទេដូច្នេះគេក៏និយាយថាពួកគេទាំងពីរនាក់គួរតែនៅទីនេះជាមួយគ្នាហើយចុះឈ្មោះធ្វើជាកងកម្លាំងបំរុងគូសម្រាប់កងទ័ពសេះរបស់អាណាចក្រចំពោះបន្ទាប់មានគេមកសុំឲ្យតួឯកជួយលើកទូខោអាវហើយគេក៏ព្រមជួយទាំងរីករាយរយៈពេល3ឆ្នាំបានកន្លងផុតទៅចាប់តាំងពីតួឯកបានដឹងថានៅកាលនោះពួកគេគ្មានគ្រួសារគេក៏បានសុំឲ្យពួកគេស្នាក់នៅជាមួយគ្នាឥឡូវនេះពួកគេកំពុងស្ថិតក្នុងការត្រៀមខ្លួនចុងក្រោយសម្រាប់ការជ្រើសរើសកងទ័ពសេះសាច់រឿងកាត់ទៅដល់ប្រាសាទ Bonnie ក្មេងស្រីតូចពីរនាក់កំពុងរត់លេងជុំវិញទីនោះគឺ Tevenya និង Cecily នឹងឯងពួកគេកំពុងលេងយ៉ាងសប្បាយរីករាយឥឡូវនេះពួកគេមានអាយុ11ឆ្នាំហើយមើលទៅដូចជាគ្រប់គ្នាជួបផ្ទះស្នាក់នៅជាមួយគ្នាអញ្ចឹងខ្ញុំមិនដឹងថាមានរឿងអីកើតឡើងខ្លះទេខណៈដែលអ្នកឪពុកប្រាប់ឲ្យពួកគេឈប់រត់បើមិនអញ្ចឹងទេនឹងដួលបាក់ថ្មិញមិនខានតួឯកកំពុងជួយម៉ាក់លើកប្រអប់អីវ៉ាន់មួយចំនួនគេនិយាយថាពួកគេទទួលបានព័ត៌មានពីមិត្តភ័ក្តិរបស់ឪពុកគេដែលជាអនុប្រធានកងទ័ពសេះថាប្រព័ន្ធហ្វឹកហាត់ពិសេសសម្រាប់ពួកអភិជននឹងចាប់ផ្ដើមក្នុងរយៈពេល2ខែទៀតគេបើកបង្អួចមើលទីក្រុងដ៏មីញឹករួចសួរថាតើថ្ងៃនេះមានមុខម្ហូបអ្វីខ្លះគេហៅដែលនៅតែមានរូបរាងធំដដែលហើយនាងប្រាប់គេឲ្យធ្វើចិត្តឲ្យត្រជាក់បន្តិចទៅគេហ្វឹកហាត់មិនឈប់ឈរសោះមិនថាពេលញ៉ាំឬពេលដេកតួឯកនិយាយថាគេត្រូវតែខ្លាំងតាមដែលអាចធ្វើទៅបាននិងឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាននាងនិយាយថាជំហានដំបូងដើម្បីក្លាយជាអ្នកខ្លាំងគឺត្រូវចេះដឹងគុណចំពោះជីវិតដែលគេកំពុងមានហើយចាប់តាំងពីគេមកដល់ទីក្រុងជាលើកដំបូងគេគួរតែដើរមើលជុំវិញតំបន់ Bonnie នេះខ្លះប៉ុន្តែតួឯកក៏បដិសេធការពិតគឺគេស្គាល់កន្លែងនេះច្បាស់ជាងអ្នកណាទាំងអស់ទីក្រុងដែលមើលទៅស្រស់ស្អាតប៉ុន្តែត្រូវបានពួកអភិជនជញ្ជក់ឈាមយកអស់គេប្រាប់ឲ្យប្រញាប់ឡើងព្រោះនាងនិយាយថាគេហាក់ដូចជាកំពុងធ្លាក់ទឹកចិត្តតើនឹកមិត្តភក្តិកាលពីក្មេងមែនទេគេឆ្លើយថាទេគី Cecily នឹងលេចមុខមកក្នុងពេលឆាប់នេះព្រោះនាងខ្លាំងមិនមែននាងទេអីដែលជាអ្នកផ្សំថ្នាំកាលពីលើកមុនឯងចាំអត់មិនដឹងថាខ្ញុំវង្វេងឬក៏កំពុងបាត់បង់ការចងចាំទេប៉ុន្តែប្រកាសណាស់ថាមានក្មេងស្រីម្នាក់ធ្លាប់ផ្សំថ្នាំមុនអាគមនោះមែនបន្ទាប់មកសាច់រឿងក៏កាត់ទៅដល់ប្រាសាទមួយទៀតមានអ្នកណាម្នាក់កំពុងឆុងកាហ្វេបម្រើរួចនិយាយថាបើឯងធ្លាក់ការជ្រើសរើសលើកនេះអញមិនទុកជីវិតឯងឲ្យរស់ទេយល់មើលចុះតើជានរណាគឺ Klaus នឹងឯងអាល្អិតនឹងនៅរស់សោះវាឆ្លើយតបទាំងរដាក់រដប់ប៉ុន្តែឪពុកវាក៏ស្រែកកំហុកថាចុះអាចរត់ទុនជ្រីនឹងមកពីណាក្តីជឿជាក់របស់ឯងនៅណាអញដឹងទេថាអញចំណាយលុយអស់ប៉ុន្មានលើការហ្វឹកហាត់និងគ្រូបង្រៀនរបស់ឯង Klaus ឆ្លើយទាំងអៀនព្រានថាគេមានទំនុកចិត្តបាទប៉ុន្តែជាមួយនឹងម៉ូដសក់ដូចអំបោះបោះផ្ទះបែបហ្នឹងខ្ញុំមិនជឿសោះថាវាមានទំនុកចិត្តមែនបន្ទាប់មកវាសុំឪពុកវាចូលរួមក្នុងក្រុមហ្វឹកហាត់ពិសេសអ្នកឪពុកដ៏មានមេត្តានិយាយថារឿងល្ងងខ្លៅបែបហ្នឹងមិនបាច់មកសួរគាត់ទេទៅប្រាប់មេខូឡាឲ្យរៀបចំទៅ
Claus អរគុណឪពុករួចដើរចេញពីបន្ទប់អ្នកឪពុកនិយាយថាក្មេងនេះប្រែប្រួលច្រើនណាស់មិនខុសឡាយោស្របថាវាលូតលាស់បានល្អប៉ុន្តែអ្នកឪពុកបែរជាយល់ថាវាមើលទៅហាក់ដូចជាស្ងប់ស្ងាត់ពេកវាពូកែជាងមុនមែនប៉ុន្តែវានៅឆ្ងាយណាស់ពីការមានចរិតជាអភិជនពិតប្រាកដគាត់ដឹងថាវាលួចលាក់ទៅលេងជាមួយពួកអ្នកក្រតើត្រកូលនេះហាមឃាត់រឿងនឹងមែនទេមិនខុសឡាព្យាយាមនិយាយក្នុងផ្លូវល្អថាការយល់ដឹងពីរបៀបរស់នៅរបស់មនុស្សក្នុងទីក្រុងជារឿងល្អតើប៉ុន្តែអ្នកឪពុកគិតថាវាច្បាស់ជាមានហេតុផលផ្សេងពីនេះClaus ប្រាប់ពួកអ្នកយាមកុំឲ្យដើរតាមគេប៉ុន្តែពួកវានៅតែដើរតាមបញ្ជាវាឈប់រួចនិយាយថានៅក្នុងទីក្រុងបននេះគ្មានអ្នកណាហ៊ានប៉ះពាល់វានោះទេពួកអ្នកយាមក៏យល់ព្រមរួចបំរុងនឹងរៀបចំរទេះសេះឲ្យប៉ុន្តែ Claus បដិសេធវាចង់ដើរទៅម្នាក់ឯងព្រោះបើប្រើទេះសេះពួកវាច្បាស់ជាដឹងថាវាទៅណាហើយអាល្អិតនេះធ្វើចរិតចម្លែកណាស់វាញញឹមទាំងនិយាយថាវាបាត់មុខមនុស្សពិសេសគឺម្នាក់នោះអស់រយៈពេល3ឆ្នាំហើយវាពិតជាចង់ជួបគណៈសង្គ្រោះរបស់វាខ្លាំងណាស់មើលទៅវាហាក់ដូចជាទទួលបានសម្បត្តិពីអ្នកណាម្នាក់ប្រាប់ថាអ្នកសង្គ្រោះនោះបានមកដល់ទីក្រុងហើយតើ Cecily ជាអ្នកប្រាប់វាទេឈប់សិនមិនមែនកាលពីមុនវាធ្លាប់ចង់ទិញ Cecily ដោយមាស3កាក់ទេអីមិនដឹងថាមិត្តភាពពួកវាស់រស់រៀនមានជីវិតមកដល់ពេលនេះបានយ៉ាងម៉េចទេ Claus កំពុងរៀបចំសក់ទាំងសប្បាយចិត្តដើម្បីឲ្យមើលទៅសង្ហាបំផុតនៅចំពោះមុខអ្នកសង្គ្រោះរបស់វាដើរទៅរកទូឯកទាំងរំភើបអ្នកសង្គ្រោះរបស់ខ្ញុំទូឯកសួរវិញយ៉ាងខ្លីឯងជានរណា Claus ស្រឡាំងកាំងហាខ្ញុំតើ Claus នឹងទូឯកគ្រាន់តែសម្លឹងមើលទៅវិញទាំងមិនដឹងរឿងអត់ទេខ្ញុំមិនស្គាល់ឯងទេ Claus នឹកឃើញល្បិចមួយវាក៏ធ្វើឲ្យសក់របស់វាជំពាក់ជំពិនរួចងាកមកវិញទាំងជាក្នុងចិត្តថាអាំស៊ីនេះហ៊ានណាស់ដែលមិនស្គាល់វាភ្លាមនោះទូឯកចំណាំវាបានភ្លាមឈប់សិនអភិជននឹងងងម្នាក់កាលពីមុននឹងមែនទេ Claus ឆ្លើយទាំងត្រេកអរបាទគឺខ្ញុំនឹងហើយស្រាប់តែទូឯកកដោដ៏ធំសម្បើមចេញមកដាក់ជង្គវាភ្លាមរួចសួរថាមកធ្វើអីនៅទីនេះ Claus ភ័យស្លន់ស្លោរួចនិយាយថាទូឯកយល់ច្រឡំហើយវាបានប្រែប្រួលហើយប៉ុន្តែទូឯកមិនជឿឡើយព្រោះគ្មានអ្នកណាប្រែប្រួលក្នុងរយៈពេលតែ 2-3 ឆ្នាំនោះទេ Claus បញ្ជាក់ថាគេអាចសួរ Cecily បានព្រោះពួកគេសរសេរសម្បត្តិតាក់ទងគ្នាជានិច្ចទូឯកអានសម្បត្តិបន្តិចរួចនិយាយថាមែន Cecily ពិតជាបានសរសេរសម្បត្តិទៅអញមែនបើនាងទុកចិត្តឯងខ្ញុំក៏ទុកចិត្តឯងដែរចប់ Claus ទូទ្រង់ភ្លាមរួចអរគុណទូឯកយ៉ាងខ្លាំងព្រោះទូឯកគឺជាអ្នកជួយសង្គ្រោះជីវិតវាចាប់ពីពេលនេះទៅរហូតដល់ស្លាប់វាសន្និដ្ឋាននឹងឲ្យទូឯកថាបងធំជានិច្ចវាស្ទុះទៅអបទូឯកទាំងនិយាយថាវារងចាំថ្ងៃនេះយូរហើយបើបងចង់ឲ្យវាធ្វើអ្វីគ្រាន់តែប្រាប់មកទូឯកប្រាប់ភ្លាមថារឿងដំបូងដែលឯងត្រូវធ្វើគឺលែងដៃរួចថយចេញទៅ Claus ក៏ថយចេញហើយទូឯកចង់ដឹងថាចុះមានរឿងអីកើតឡើងពួកអ្នកបំរើឯងទៅណាអស់ហើយ Claus ឆ្លើយថាវាបានដេញគ្រប់គ្នាឲ្យទៅបាត់អស់ហើយដើម្បីឲ្យវាមានភាពស្ងប់ស្ងាត់ខ្លះទូឯកនិយាយថាអូខេបើឯងនៅតែឈរត្រង់នឹងមនុស្សច្បាស់ជាផ្អើលមកមើលពេញទីនេះមិនខានតោះឆាប់ចូលទៅខាងក្នុងទៅ Claus ត្រេកអរខ្លាំងណាស់ហើយទូឯកក៏ប្រាប់ឲ្យវាចេះដឹងគុណផងដែលមានឱកាសបានមកលេងផ្ទះបងធំ Claus រត់ចុះរត់ឡើងទាំងរំភើបទូឯកលួចគិតក្នុងចិត្តថាឌឺមិនពិតទេច្បាស់ជាមានអ្នកណាម្នាក់ដាក់មន្តអាគមលើអាម្នាក់នេះហើយបានជាវាប្រែប្រួលចរិតដល់ថ្នាក់នឹងបន្ទាប់មកវាបានជួបជាមួយឪពុកម្ដាយរបស់ទូឯក Claus ក៏អន់គោរពភ្លាមរួចណែនាំខ្លួនថាជាមនុស្សដែលស្ទើរតែត្រូវសត្វបិសាចស៊ីកាលពីលើកមុនអ្នកទាំងពីរនៅតែញើងឆ្ងល់ជាខ្លាំងខណៈដែលទូឯកប្រាប់ពួកគាត់ថាគុំទៅខ្វល់អីអាម្នាក់នេះសរសៃប្រសាទមិនសូវគ្រប់ទេ Claus និយាយថាបងធំមើលទៅហាក់ដូចជាមិនសូវឲ្យតម្លៃលើការដឹងគុណសោះគូចំណែកអ្នកឪពុកឆ្ងល់ថាចុះកូនប្រុសគាត់មានក្បងធំតាំងពីកាលណាហើយក្មេងម្នាក់នេះជានរណាឲ្យប្រកាសរំពេចនោះទេវេញ៉ាបង្ហាញខ្លួនយកទឹកតែមកឲ្យ Claus ទូឯកប្រាប់វាឲ្យឈប់ធ្វើភ្នែកព្រិចៗដាក់គេទៅហើយក៏ឈប់ហៅក្បងធំដែលឲ្យហៅឈ្មោះចំចំវិញទូឯកគិតថានេះជាលើកទី1ហើយដែលគេឃើញអភិជនចរិតបែបហ្នឹងវាមើលទៅប្លែកៗមិនដឹងបន្ទាប់មក Claus បង្ហើបថាវាក៏នឹងចូលរួមក្នុងការហ្វឹកហាត់ពិសេសដែលពិតណាស់ក្នុងករណីរបស់វាគឺវាចូលបានតាមរយៈខ្សែស្រឡាយគ្រួសារមិនមែនសមត្ថភាពឡើយប៉ុន្តែវានិយាយថានេះជាលើកចុងក្រោយហើយដែលវាពឹងផ្អែកលើខ្សែវានឹងខំប្រឹងឲ្យខ្លាំងដើម្បីទទួលបានអ្វីៗគ្រប់យ៉ាងដោយសមត្ថភាពពិតប្រាកដទូឯកគិតពិចារណាថាមនុស្សគ្រប់គ្នាដឹងហើយថាពួកកងទ័ពសេះភាគច្រើនគឺជាពួកអភិជនដែលប្រើលុយនិងខ្សែដើម្បីចូលក្នុងពេលសន្តិភាពវាមើលទៅមិនសូវជាបញ្ហាប៉ុន្មានទេប៉ុន្តែនៅពេលសង្គ្រាមផ្ទុះឡើងហើយពួកអភិជនទាំងនោះបែរខ្នងដាក់ប្រជាជននិងបោះបង់ទីក្រុងចោលនោះទើបគេឃើញថាវាគ្រោះថ្នាក់កម្រិតណាពិតណាស់នៅមានកងទ័ពសេះដែលមានឧត្តមគតិពិតប្រាកដខ្លះដែរប៉ុន្តែភាគច្រើនគឺគ្រាន់តែជាពួកប៉ារ៉ាស៊ីតប៉ុណ្ណោះ Claus និយាយថាទូឯកមិនជឿក៏ដោយក៏វាបានរៀនសូត្រនិងភ្ញាក់រលឹកពីអ្វីដែលបានកើតឡើងកាលពី3ឆ្នាំមុនដែរ Xavier មានការចាប់អារម្មណ៍បន្តិចព្រោះមើលទៅវាពិតជាដឹងក្តីជាងមុនមែនបន្ទាប់មក Claus បែរជារីកាពីឪពុកបង្កើតរបស់ខ្លួនឯងទៅវិញវាថាវាមានអារម្មណ៍ថាឪពុកវាកំពុងរៀបចំផែនការអាក្រក់អ្វីម្យ៉ាងប៉ុន្តែដោយសារគាត់មិនទុកចិត្តវាគាត់ក៏មិននិយាយអ្វីដែរវាព្យាយាមស៊ើបអង្កេតដែរតែរកមិនឃើញអ្វីសោះ Xavier បានត្រឹមតែឈរមើលមិនដឹងថាគួរនិយាយអ្វីឡើយភ្លាមនោះ Claus ក្រោកឈរឡើងរួចនិយាយថាវាចង់កាត់ការពីត្រកូល Claus តែម្ដងទូឯកប្រាប់ថាបើវាមិនព្រមប្ដូរទៅនៅកន្លែងផ្សេងក្នុងទីក្រុងទេគេនឹងឆ្លៀតឱកាសដែលគ្មានមនុស្សនៅថ្ងៃនេះដើម្បីទៅទិញសម្ភារៈសិក្សាខ្លះនៅពេលឃើញហ្វូងមនុស្សនិងស្តង់លក់ដូរដែលកំពុងមានញឹកគេមានអារម្មណ៍ថាវាប្លែកណាស់ក្នុងជាតិមុនកន្លែងនេះត្រូវបានកំទេចខ្ទេចគ្មានសល់គ្រាន់តែការវាយប្រហារតែមួយលើកពីពួកបិសាចដោយសារការតេស្តចិត្តមកដល់មានមនុស្សលក់សៀវភៅណែនាំពីរបៀបធ្វើជាកងទ័ពសេះនិងខ្លះទៀតលក់ដាវពួកអ្នកដែលមិនដឹងរឿងគិតថាដាវទាំងនោះជារបស់ទេពអស្ចារ្យណាស់ប៉ុន្តែទូឯកបានត្រឹមតែលួចដកដង្ហើមធំព្រោះមិនមែនគ្រប់គ្នាដឹងទេថាកន្លែងនេះបានចាប់ដើមក្រលួយពីខាងក្នុងទៅហើយតើពេលណាទើបមនុស្សម្នាចាប់អារម្មណ៍ឬមួយក៏ពួកគេដឹងហើយតែគ្មានអ្នកណាហ៊ាននិយាយទូឯកដើរទៅស្តង់លក់កាតាបតូចៗរួចសួរតម្លៃអ្នកលក់ថា15កាក់ហើយគេក៏កំងយកពីតែរំពេចនោះស្រាប់តែមានភាពវឹកវរនៅខាងក្រោយព្រមទាំងសម្លេងស្ត្រីម្នាក់ស្រែកថាមានចោរឆក់កាបូបទូឯកគិតក្នុងចិត្តថាគ្រាន់តែចោរឆក់សោះមិនបាច់ដល់ដៃយើងទេច្បាស់ជាមានអ្នកចាត់ការហើយប៉ុន្តែស្ត្រីម្នាក់នោះដួលកាប់មុខយ៉ាងអាណោចអាធំហើយពួកកងទ័ពសេះនៅក្បែរនោះបែរជាឈរមើលមិនធ្វើអ្វីទាំងអស់នាងយំអង្វរថានោះគឺជាទ្រព្យសម្បត្តិទាំងអស់ដែលនាងមានទូឯកក៏ដង្ហើមធំពួកកងទ័ពសេះអស់នឹងពិតជាឥតប្រយោជន៍មែនគេជួយលើកនាងឡើងរួចប្រាប់ឲ្យនាងចាំនៅទីនេះគេនឹងទៅយកកាបូបមកវិញឲ្យ
ជនរងគ្រោះដំបូងគេគឺអ្នកលក់ដើមមិញនឹងឯងព្រោះទូឯកស្ទុះទៅឆក់យកដើមមួយដើមរួចរត់បណ្ដាស្រែកបណ្ដាថាខ្ចីមួយផ្លែតចាំយកមកសង្វិញគេដេញតាមពីក្រោយចោលយ៉ាងប្រកិតប៉ុន្តែបញ្ហាគឺមនុស្សច្រើនពេកគេក៏សម្រេចចិត្តលោតឡើងលើដំបូលស្តង់លក់ដូររត់កាត់ពីលើហ្វូងមនុស្សដេញតាមអាចោរនោះទាំងគិតថាប្រញាប់បញ្ចប់រឿងនឹងទៅព្រោះមានប្អូនស្រីចាំនៅផ្ទះតែបន្ទាប់មកគេក៏ឃើញទិដ្ឋភាពមួយ Claus កំពុងដេញតាមពីក្រោយចោលនោះដែរដោយមានកណ្ដាប់ដៃភ្លើងត្រៀមជាស្រេចរួចក៏ប៊ូមវាដាល់ចំក្នុងអាចោរនោះបង្កជាការផ្ទុះយ៉ាងខ្លាំង Claus អបអសាទរខ្លួនឯងថាវាដាល់ចំគោដែលល្អណាស់ប៉ុន្តែទឹកមុខទូឯកប្រែប្រួលភ្លាមព្រោះនៅពេលផ្សែងរលាយបាត់អាចោរនោះបែរជាគ្មានរបួសសំបីបន្តិចរួចនិយាយទាំងឌឺថាចម្លែកមែនមានអ្នកមិនអាគមធៀបភ្លើងនៅទីនេះដែរទូឯកមានការចាប់អារម្មណ៍យ៉ាងខ្លាំងតើក្មេងដែលធ្លាប់តែគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនម្នាក់បែរជាហ៊ានប្រថុយជីវិតដើម្បីការពារអ្នកដទៃបែបនេះតាំងពីកាលណាប្រហែលជាពេលវេលា3ឆ្នាំពិតជាអាចផ្លាស់ប្ដូរមនុស្សបានមែនប៉ុន្តែអាចោរនោះបានដកវត្ថុម្យ៉ាងដែលមានរូបរាងដូចជានាឡិកា Beyblade ចេញមករួចសង្កត់ប៊ូតុងទាំងពីរព្រមគ្នាហើយបាញ់ដុំភ្លើងមករក Claus គេចផុតប៉ុន្តែការវាយប្រហារនោះបានហោះទៅរកគោលដៅដែលជួបគ្រោះថ្នាក់បំផុតក្នុងរឿងនេះគឺក្មេងស្រីតូចម្នាក់ទៀតហើយតួឯកស្ទុះទៅជួយសង្គ្រោះនាងបានទាន់ពេលគេហុចក្មេងស្រីនោះទៅឲ្យម្ដាយនាងរួចប្រាប់ឲ្យមើលថែនាងឲ្យល្អខណៈដែលគេកំពុងស្លុតចិត្តថាអាចោរនេះជាអ្នកមិនអាគមមែនទេប៉ុន្តែតាមមើលទៅវាគ្រាន់តែជាប្រភេទមនុស្សដែលពឹងផ្អែកលើឧបករណ៍មិនអាគមប៉ុណ្ណោះ Claus ខឹងយ៉ាងខ្លាំងរួចនិយាយថាអាថោកទាបហ៊ានប្រើមិនអាគមដើម្បីដើរលួចឆក់គេអីចឹងឬគួរឲ្យអាប់អន់ណាស់ហើយតាមទម្លាប់ក្នុងរឿងនេះគឺមានតែការបាញ់ដុំភ្លើងដាក់គ្នាទៅវិញទៅមកនឹងឯង Claus បាញ់ដុំភ្លើងកម្រិតមធ្យមមួយទៀតដាក់វាទូឯកកំពុងតាមដានមើលថាតើអាចោរនោះនឹងគេចដោយរបៀបណាប៊ូមការផ្ទុះមួយទៀតបានកើតឡើងអាចោរនោះគេចតាមរបៀបធម្មតាគឺលោតទៅចំហៀង Steel Naruto តែម្ដងបន្ទាប់មក Claus ចាប់ដើមវាយសម្រុកយ៉ាងលឿនដូច Izumaki អញ្ចឹងទូឯកលួចសរសើរក្នុងចិត្តថាលើកនេះ Claus ច្បាស់ជាឈ្នះមិនខាន Claus បានបញ្ចេញថាមពលចុងក្រោយយ៉ាងធំសម្បើមដូចជាដុំថាមពល Spirit Bomb អញ្ចឹងសូម្បីតែអាចោរនោះក៏ស្លន់ស្លោដែរ Claus បំរុងនឹងកំទេចទីក្រុងកន្លះចំហៀងចោលជាមួយក្បាច់នេះទៅហើយ Claus និយាយថាហួសពេលភ័យហើយអាសម្លាញ់ប៉ុន្តែទឹកមុខអាចោរស្រាប់តែប្រែប្រួលវាលើកនាឡិកា Beyblade នោះឡើងម្ដងទៀតរួចនិយាយថាសោកស្ដាយណាស់ដែលឯងត្រូវមកជួបនឹងឧបករណ៍មួយនេះនៅពេល Claus បាញ់ថាមពលនោះទៅអាចោរគ្រាន់តែសង្កត់ប៊ូតុងទាំងពីររួចនិយាយថាការវាយប្រហារនឹងធ្វើអីអញមិនបានទេដុំថាមពលដ៏ធំនោះបានបោកទៅនឹងរនាំងម្យ៉ាងរួចក៏រមួលក្រពាន់បាត់ទៅវិញអស់រលីងការវាយប្រហារនោះមិនត្រឹមតែមិនឈប់ទេតែវាបែរជាបដូរទីដែលហោះត្រឡប់មករក Claus វិញយ៉ាងលឿនអភិជនតូចដ៏កំសត់របស់យើងស្រឡាំងកាំងមិនដឹងថាត្រូវគេចទៅណាក៏មិនដឹងខណៈដែលដុំភ្លើងដ៏ក្តៅគប់នោះហោះមកចំមុខគេតែម្ដងប៉ុន្តែកុំបារម្ភតួឯកយើងចេញមុខមកដោះស្រាយហើយគេដើរមកឈប់ពីមុខប៊ូមការផ្ទុះបានកើតឡើងយ៉ាងខ្លាំងប៉ុន្តែស្រាប់តែមានដៃមួយលោកចេញពីក្នុងអណ្ដាតភ្លើងមកគឺតួឯករបស់យើងនឹងឯងគេឈរនៅទីនោះទាំងមានរស្មីអូរ៉ាភីចេញមកយ៉ាងលយ Claus រំភើបដល់ថ្នាក់ចង់ស្រក់ទឹកភ្នែកដែលក្បងធំលេចមុខមកជួយទាន់ពេលចំណែកឯអាចោរវិញវាភ័យស្លន់ស្លោខ្លាំងណាស់តែក្មេងនេះអាចទប់ការវាយប្រហារដោយដៃទទេបានយ៉ាងម៉េចតួឯកធ្វើចរិតដូចក្មេងទំនើងរួចនិយាយថានាឡិកានោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ចាប់អារម្មណ៍ដល់ថ្នាក់វាមិនសមនឹងនៅក្នុងដៃចោរដូចជាអញទេដូច្នេះហុចវាមកឲ្យអញភ្លាមមុននឹងអាចោរនោះមានប្រតិកម្មតួឯកស្ទុះទៅរកវាភ្លាមរួចសួរថាតើនាឡិកានោះអាចការពារដាវរបស់គេបានដែរឬទេអាចោរសង្កត់ប៊ូតុងម្ដងទៀតរួចនិយាយថាអញត្រូវតែជឿខ្លួនទើបយល់ពីភាពខុសគ្នារវាងយើងទាំងពីរនាឡិកានេះមិនត្រឹមតែពកត្រឡប់មិនអាគមបានទេតែវាថែមទាំងបង្កើតខ្យល់កន្ត្រាក់លេបត្របាក់តួឯកទៀតផងប៉ុន្តែតួឯកមិនខ្វល់ឡើយគេគ្រាន់តែចង់បានរបស់នោះប៉ុណ្ណោះគេបានប្រើក្បាច់ខ្យល់ដែលទទួលបានពីស្រីស្អាតនៅក្នុងខ្លួនគេដើម្បីបដូរទីដែលលើអាកាសរួចហោះចូលទៅរកមុខអាចោរដោយគ្រាប់កាំភ្លើងចំពោះបន្ទាប់នាឡិកានោះបានធ្លាក់ដល់ដីខ្វល់ស្រែកហូរដោយក្តីត្រេកអរមិនជាបងធំពិតជាខ្លាំងបំផុតមែនដោយមានដាវដ៏ធំភ្ជង់ចំមុខអាចោរញ័រដូចកូនសត្វវាមិនហ៊ានសំបីតែកម្រើកខ្លួនតួឯកនិយាយថាអូខេអញចាញ់ហើយប្រគល់របស់ដែលអញលួចមកទាំងអស់វិញបើមិនអញ្ចឹងទេអញនឹងកាត់កែងចោលអាចោររិរិចបន្តិចតួឯកក៏គំរាមថានឹងមិននិយាយជាលើកទី2ទេវាអង្វរថាចាំបន្តិចយករបស់នេះទៅនេះជារបស់ទាំងអស់ដែលខ្ញុំមានប៉ុន្តែតួឯកក្រវែងរបស់ទាំងនោះចោលរួចនិយាយថាអត់ទេអ្វីដែលអញចង់បានគឺឧបករណ៍មិនអាគមនោះទេអាចោរយំសឹកសួរអត់ទេខ្ញុំខំលួចវាទាំងលំបាកណាស់ហេតុអីបងអញមកលួចពីខ្ញុំបែបហ្នឹងXavierតបវិញយ៉ាងត្រជាក់ឯងលួចគេមកមែនអត់អញ្ចឹងអញលួចវាបន្តពីឯងនឹងហើយវាសួរថាបងឯងជាអ្នកដាវតើចង់បានរបស់មិនអាគមធ្វើអី Xavier ថាគេមិនមកអង្គុយជជែកលេងទេប្រគល់មកបើមិនអញ្ចឹងទេកុំរកថាគេសាហាវទីបំផុតអាចោរបានប្រគល់វាឲ្យទាំងសោកស្ដាយតួឯកនិយាយថាល្អឥឡូវដល់ពេលឯងត្រូវទៅដេកគុកសងកំហុសហើយស្រាប់ខណៈដែលតែមានឆ្មាំម្នាក់ដើរចេញពីហ្វូងមនុស្សមករួចប្រកាសចាប់ខ្លួនអាចោរតួឯកគិតក្នុងចិត្តថាពួកឆ្មាំឥតប្រយោជន៍អស់នឹងឲ្យតែរឿងចប់ទៅមកដល់រហូតពូកែខាងធ្វើការងារស្រួលមែនClaus នៅតែបន្តអគុណតួឯកដូចជាជួបព្រះអង្គម្ចាស់អញ្ចឹងចំណែកតួឯកថា Claus សំណាងទេដែលអាចោរមានរបស់លយដែលគេចង់បានទើបគេចេញមុខជួយបន្ទាប់មកពួកគេយករបស់ដែលលួចបានទៅសងស្ត្រីម្នាក់វិញខ្ញុំស្មានតែកាតាបតាមពិតអាចោរលួចខ្សែករបស់នាងសោះនាងរំភើបចិត្តណាស់ព្រោះវាជាខ្សែកដែលប្តីនាងធ្វើដោយដៃហើយនាងបានអគុណពួកគេទាំងពីរយ៉ាងខ្លាំងតួឯកប្រាប់នាងឲ្យប្រុងប្រយ័ត្នជាងមុនដើម្បីកុំឲ្យមានរឿងបែបនេះកើតឡើងទៀតClaus នៅតែសម្លឹងមើលតួឯកដោយកែវភ្នែកភ្លឺថ្លាដដែលមើលទៅវាដូចជាវក់នឹងតួឯកខ្លាំងណាស់តើនឹងមានរឿងអ្វីកើតឡើងចំពោះអាល្អិតនេះចុះបើមានអ្នកណាសម្លាប់ Claus ដើម្បីធ្វើឲ្យតួឯកផ្ទុះកំហឹងបន្ទាប់មកតួឯកប្រាប់ថាគេនឹងទៅទិញកាដូឲ្យប្អូនស្រីរួចឲ្យ Claus ត្រឡប់ទៅផ្ទះទៅប៉ុន្តែពិតណាស់អាល្អិតល្ងងនឹងនៅតែចង់ដើរតាមគេដូចស្អិតអញ្ចឹងខណៈដែលពួកគេកំពុងដើរមានអ្នកណាម្នាក់កំពុងលួចមើលពីចម្ងាយរួចនិយាយតិចៗថាមិនគួរឲ្យជឿសោះថាកូនប្រុសរបស់អាម្នាក់នោះបែរជាខ្លាចជាអ្នកក្លាហានដើរជួយគេអញបែបនេះចុះក្មេងដែលដើរក្បែរគេនោះជានរណា